ស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធីជាអ្វីនេះគឺជាអេពីសូតទី3ហើយយ៉ាងម៉េចទៅហើយពីអេពីសូតខាងមុខនៃ season ទី3តើបងប្អូនទាំងអស់គ្នាចាប់អារម្មណ៍បែបណាដែរយល់ឃើញបែបណាដែរទោះមានរឿងអ្វីក៏ដោយខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងចែករំលែកមតិល្អៗយល់ពីវាគ្មិននីមួយៗព្រោះដដែលពួកគាត់មិនមែនជា public speaker ទេអញ្ចឹងហើយការចែករំលែកសាច់រឿងរបស់គាត់គឺមានភាពរអាក់រអួលបែបណាឬក៏វាមានភាពឆ្គាំឆ្គងបែបណាប៉ុន្តែនោះសុទ្ធតែជាបទពិសោធន៍ពិតរបស់ពួកគាត់យ៉ាងម៉េចហើយបងប្អូនទាំងអស់គ្នាសង្ឃឹមថាជីវិតរបស់បងប្អូនទាំងអស់គ្នាប្រកបដោយភាពរីករាយមានរឿងល្អៗចូលមកកាន់ជីវិតរបស់បងប្អូនជាច្រើនអនេកកុំភ្លេចសោះធ្វើល្អធ្វើបុណ្យនេះហើយគឺជាការដែលប្រពៃបំផុតសម្រាប់ជីវិតរបស់យើងដោយឡែកនៅក្នុងអេពីសូតទី3នេះខ្ញុំមានភ្ញៀវពិសេសម្នាក់សម្រាប់ខ្ញុំគឺពិសេសខ្លាំងមែនទែនហេតុអ្វីគាត់ជាមិត្តភក្តិរបស់ខ្ញុំដែរគួរតែនិយាយថាអញ្ចឹងជារៀមច្បងនៅក្នុងក្រុម business មួយនៅក្នុងក្រុមអាជីវកម្មមួយដែលគាត់មានបទពិសោធន៍ច្រើនមែនទែនហើយអ្វីដែលពិសេសបុគ្គលម្នាក់នេះគឺជាបុគ្គលវិទ្យាសាស្ត្រហេតុអ្វីខ្ញុំនិយាយថាបុគ្គលវិទ្យាសាស្ត្រទាំងអាកប្បកិរិយាទាំងមុខរបររបស់គាត់ទាំងចំណេះដឹងរបស់គាត់គឺជាបុគ្គលវិទ្យាសាស្ត្រប៉ុន្តែនៅពេលដែលគាត់ចាប់ផ្ដើម share តាំងពី season ទី1 season ទី2 share វីដេអូរបស់កម្មវិធីជាអ្វីនៅលើ social media របស់គាត់ហ្នឹងណាដែលធ្វើឲ្យខ្ញុំប្លែកចិត្តមែនទែនហើយគាត់យកសាច់រឿងរបស់ខ្ញុំហ្នឹងហើយជាមួយបងម៉ុងជាមួយអីហ្នឹងមួយវាគ្មិនដទៃយកមកនិយាយចែកជាមួយខ្ញុំទៀតដែលធ្វើឲ្យខ្ញុំថាមិនខ្ញុំអត់ expect ទេខ្ញុំអត់រំពឹងទុកថាបុគ្គលប្រភេទហ្នឹងបុគ្គលវិទ្យាសាស្ត្រ100%ហេតុអ្វីទើបបានគាត់អាចយករឿងអបិយជំនឿមកជជែកជាមួយខ្ញុំលុះត្រាតែគាត់ជួបរឿងអបិយជំនឿដូចគ្នាត្រូវទេបងប្អូនទាំងអស់គ្នាអញ្ចឹងហើយបុគ្គលម្នាក់នេះហើយដែលខ្ញុំសម្រេចចិត្តថាខ្ញុំអញ្ជើញគាត់ឡើងមកកម្មវិធីជាអ្វីនៅក្នុង season 3នេះទាល់តែបានត្រៀមខ្លួនហើយនៅអូខេកុំភ័យលើកមិនតិចថ្ងៃទេគ្រាន់តែរឿងថតហ្នឹងតែដងនេះវត្តមានរបស់គាត់បានមកដល់ហើយដដែលនៅក្នុងអេពីសូតមួយនេះគាត់សុំលាក់មុខគាត់មិនចង់បញ្ចេញមុខទេព្រោះដោយហេតុកត្តាជាច្រើនតាក់ទិនជាមួយនឹងគាត់អញ្ចឹងហើយគាត់មិនបញ្ចេញមុខទេសង្ឃឹមថាបងប្អូនទាំងអស់គ្នាយល់តែសាច់រឿងរបស់គាត់គឺឆ្ងាញ់ខ្លាំងមែនទែនក្នុងករណីមួយដែលថាគួរនិយាយថាម៉េចទេខ្ញុំបានចូលរួមដឹងមួយចំណែកនៃសាច់រឿងហ្នឹងអញ្ចឹងកុំភ័យឲ្យសោះបងប្អូនសាច់រឿងទាំងអស់បើគាត់និយាយខ្វះកន្លែងណាខ្ញុំនឹងចាក់សួរចេញតតែអស់កុំឲ្យខាត់ពេលយូរជំរាបសួរបងបាទជំរាបសួរបាទបងអញណែនាំខ្លួនបានបាទខ្ញុំឈ្មោះហួចនៅផ្ទះប៉ុន្តែគាត់ឈ្មោះពិតឈ្មោះផ្សេងទេបាទហើយខ្ញុំប្រកបរបរជាខាងIT IT ហើយខ្ញុំក៏ជាខ្ញុំរៀនខាង IT ដែរខ្ញុំជា developer ម្នាក់ពីមុនមកហើយក៏ចាប់ផ្ដើមចាប់យកមុខរបរជា IT ហើយការគិតរបស់យើងគឺភាគច្រើនបែបតក្កៈតក្កវិទ្យានិងបាទតក្កវិទ្យាអញ្ចឹងខ្ញុំចូលចិត្តរឿងហៅនិយាយរឿងពិតសច្ចៈបាទតែនៅពេលដែលយើងជួបរឿងដែលវាមើលមិនឃើញថាមិនត្រូវយើងចាប់ផ្ដើមគិតថាក្នុងโลกហ្នឹងវាមិនមែនថាមានតែសច្ចៈមួយការពិតមួយវាអាចមានរឿងអីពីក្រោយខ្នងថែមទៀតបាទបងប្អូនអរគ្នាបានឮទេមនុស្សតក្កវិទ្យាបើសម្រាប់បងប្អូនដែលមិនដែលឮពាក្យថាតក្កវិទ្យាគឺពីវិទ្យាសាស្ត្រឲ្យសុទ្ធហ្មងបានតែពិតឬមិនពិតមិនពិតបាទគឺអារឿងអស់ហ្នឹងឯងគេហៅថាតក្កវិទ្យាអញ្ចឹងអធិស្ឋានបងអាចមិនជួយនិយាយរៀងលះបន្តិចណាបាទកុំនិយាយខ្សឹបពេកណា អូខេហើយគួរតែនិយាយថាពួកយើងរាប់អានគ្នាចិត្តស្និទ្ធខ្លាំងមែនទែនដោយឡែកខ្ញុំមានសំណួរផ្ដើមដោយថាតើហេតុអ្វីមានរឿងអ្វីអាចគួរថា intro មកបន្តិចណាតើមានរឿងអ្វីដែលផ្លាស់ប្ដូរមនុស្សវិទ្យាសាស្ត្រដែលប្រកបអាជីវកម្មផ្នែក IT ទៅសេ app ទៅសេ website ទៅសេ code ទៅសេអីជាមនុស្សវិទ្យាសាស្ត្រហ្មងអង្គុយតែមុខកុំព្យូទ័រផ្លាស់ប្ដូរមនុស្សប្រភេទនេះក្លាយទៅជាបុគ្គលម្នាក់ដែលមានជំនឿទៅវិញអូខេកន្លែងនេះខ្ញុំចង់បញ្ជាក់ដែរថាហេតុអីបានយើងជាអ្នកវិទ្យាសាស្ត្រប៉ុន្តែយើងបែរជារឿងអបិយជំនឿអ្នកខ្លះគេថាធ្លាប់មានពាក្យមួយគេថាបើរឿងហ្នឹងមិនកើតលើខ្លួនឯងទេយើងមិនដឹងថាវាឈឺចាប់ប៉ុណ្ណាទេបាទប៉ុន្តែដល់ឡែករឿងហ្នឹងវាបានកើតលើមករឿងខ្ញុំផ្ទាល់តែម្ដងហើយមិនមែនថាខ្ញុំផ្ទាល់គឺសាច់ឈាមរបស់ខ្ញុំសាច់ញាតិរបស់ខ្ញុំផ្ទាល់ហើយរឿងហ្នឹងវាកើតឡើងចូលជា10ឆ្នាំហើយ10ឆ្នាំរយៈពេល10ឆ្នាំពេញដែលខ្ញុំជួបមួយសាច់រឿងអស់ហ្នឹងអញ្ចឹងមិនមែនជារយៈពេលខ្លីទេគឺចាប់តាំងពីឆ្នាំ2016មក
រហូតមកដល់បច្ចុ មក ប្ ដ បន្ ល់ បច្ចុប្បន្ន ហើយបច្ចុប្បន្ននេះតើដោះស្រាយបានកម្រិតណាហើយ? យើងថាប្រសើរឡើងហើយបច្ចុប្បន្នហ្នឹងដោយសារតែយើងព្យាយាមជួបជាមួយនឹងនិយាយឲ្យយើងថាគ្រូចុះគ្រូបារមីជាច្រើនគ្រូដោះអំពើជាច្រើនដែលយើងបានជួបមិនតិចជាង20នាក់ទេមិនតិចជាង20នាក់ហើយកន្លែងដែលយើងទៅហ្នឹងសឹងតែទូទាំងប្រទេសកម្ពុជាហើយអញ្ចឹងអានេះជារឿងមួយដែលកើតឡើងចំពោះខ្ញុំផ្ទាល់ដែលខ្ញុំជួបប្រទះមិនកើតឡើងខ្ញុំគឺខ្ញុំជួបប្រទះបានតែរឿងហ្នឹងវាកើតឡើងលើសាច់ញាតិយើង បាទ ហើយយើងជាអ្នកដោះស្រាយ អូខេ ហើយអញ្ចឹងទៅវាធ្វើឲ្យយើងដឹងយើងមានអារម្មណ៍ថាតាមពិតទៅនៅក្នុងโลกយើងហ្នឹងវាមិនមែនរឿងទាំងអស់ហ្នឹងកើតឡើងដោយអត់មានហេតុផលទេ បាទ តតែមានហេតុបានវាមានផល បាទ ហ្នឹងហើយ រយៈពេល10ឆ្នាំនេះតើបើយើងនិយាយពីសាច់រឿងហ្នឹងណាវាជួបច្រើនប៉ុណ្ណាទៅបើកម្រិត0ដល់100 គឺកម្រិតវា100ពេញហ្មង 100ពេញហ្មង 100ពេញ 10ឆ្នាំ 10 បងប្អូនទាំងអស់គ្នា10ឆ្នាំ2016រហូតដល់2026 10ឆ្នាំពេញហើយទល់ថ្ងៃនេះរាល់ថ្ងៃនេះពងតថតនេះដល់ថ្ងៃនេះតើ case មួយនេះដោះស្រាយហើយឬនៅ? យើងថាយើងអាចដោះបាន 90% ហើយ ដោះបាន មានថា 90% ញាតិមិត្តរបស់យើងសាច់ញាតិរបស់យើងដែលមានបញ្ហាហ្នឹងគឺគាត់ recover បានព្យាបាលមកវិញបានយើងថា 90% សិនចុះយើងមិនទាន់ហ៊ានថានិយាយបាន 100% ទេ អូយសាហាវមែនតើអញ្ចឹងខ្ញុំសង្ឃឹមថាអេពីសូតមួយនេះបងនឹងរាយរាប់នៅសាច់រឿងដែលបងជួបខ្ញុំ expect ថាអេពីសូតមួយនេះរយៈពេល2ម៉ោងពេញណាបងណា អាច អូខេមុននឹងចូលដល់សាច់រឿងវែងព្រោះ10ឆ្នាំវែងមែនតើតើបងខ្លួនឯងផ្ទាល់ហ្មងដែលប៉ះត្រូវរឿងអបិយជំនឿទេ? បាទខ្លួនឯងផ្ទាល់ធ្លាប់ប៉ះយើងប៉ះនៅក្នុងឆ្នាំខ្ញុំប៉ះក្នុងឆ្នាំ2025ចុងឆ្នាំ2025ហ្នឹងគឺមានរឿងចាធម្មតាយើងបើកឡានយើងចង់អារម្មណ៍ទៅយើងចេះបើកបានធម្មតាតែមានចៃដន្យអីថ្ងៃមួយខ្ញុំបើកទៅយើងមានអារម្មណ៍ថាដូចខ្លួនឯងដូចជាគៀងពងអលុតចឹងភ្លឹបបានន័យបើយើងបើកឡានយើងចូលដល់សាច់រឿងហ្នឹងហ៎ ហ្នឹងហើយ អូខេបានជឿសាច់រឿងខ្លួនឯងផ្ទាល់ បាទ អាហ្នឹងយើងថាពីមុនប៉ះលើញាតិមិត្តញាតិរបស់យើងតែឥឡូវយើងផ្ទាល់ហ្នឹងយើងប៉ះដែរអញ្ចឹងការប៉ះរបស់ខ្ញុំហ្នឹងគឺប្រហែលជាថាវាមិនជារន្ធត់អីប៉ុន្តែបើយើងគិតពីអបិយជំនឿយើងគួរតែជឿដោយសារហេតុអីយើងបើកឡានយើងអារម្មណ៍យើងត្រូវមានចង់រហូតប៉ុន្តែខ្ញុំបើកអញ្ចឹងបានប្រហែលជា30-40 គីឡូអញ្ចឹងខ្ញុំមានអារម្មណ៍ថាខួរក្បាលខ្ញុំมันលុតលឹបងឹតឈឹង មិនមែនខ្វះសារធាតុអីនៅក្នុងខ្លួនទេឬយ៉ាងម៉េចដែរ បន្ទាប់ពីខ្ញុំគិតដូចអញ្ចឹងដែរខ្ញុំក៏ទៅជួបដុកទ័រដែលខ្ញុំស្គាល់រាប់អានគ្នា 4-10 ឆ្នាំដែរក៏ប្រាប់គាត់តាមហ្នឹងណាអញ្ចឹងគាត់គាត់ថាឥឡូវកុំតអានិយាយច្រើនទៅជួសឈាមសិន បាទ ដល់ពេលជួសឈាមហើយចេញមកលទ្ធផលវាអត់មានអីទាំងអស់មានន័យថាសារធាតុទាំងអស់គឺគ្រប់គ្រាន់ហើយចង់បញ្ជាក់តិចពេលដែលខ្ញុំមានបញ្ហាហ្នឹងខ្ញុំចាប់ផ្ដើមប្រើថ្នាំវីតាមីនរាល់ថ្ងៃអា complement supplement vitamin supplement ហ្នឹងគឺប្រើរាល់ថ្ងៃហើយយើងគិតថាប្រហែលជាយើងអស់កម្លាំងហ្នឹងយើងក៏ញ៉ាំអាថ្នាំ calcium ទៀតកាច់ញ៉ាំមកបាទផ្អែមហ្នឹងណាខំកាច់ញ៉ាំដល់ពេលយើងទៅជួសឈាមអា calcium ហ្នឹងឡើងពេញហ្មងកប់ហើយដុកទ័រក៏អត់មានថាយើងខ្វះអីដែរហើយក៏គាត់ឲ្យថ្នាំយើង2គ្រាប់ថ្នាំហ្នឹងគឺថ្នាំបំបត្តិការហៅបំបត្តិការងុយគេងឬអីតាមពិតទៅឲ្យយើងស្រឡះខ្លួនណាគាត់ថាបើញ៉ាំប៉ុណ្្នឹងហើយអត់បាត់ទៀតអាហ្នឹងមានតែ scan ខួរក្បាលហើយវាអត់មានជំរើសហើយគាត់ថាប្រហែលអាចគៀបសរសៃណាមួយដល់ពេលយើងគិតថាយើងគិតបកមកក្រោយវិញដោយសារអីយើងមានបទពិសោធន៍ជាមួយនឹងសាច់ឈាមយើងទៅរឿងហ្នឹងណាអញ្ចឹងប្រពន្ធខ្ញុំក៏គាត់ប្រាប់ថាឥឡូវជួបមួយនឹងអ្នកគ្រូម្នាក់ទៅតែប៉ិតអ្នកគ្រូគាត់ជាគ្រូរបស់កូនខ្ញុំទេកូនរៀនភាសាខ្មែរណាគាត់មិនមែនជាអ្នកគ្រូអាជីពអីទេគាត់គ្រាន់តែមានគ្រូកាន់គាត់អាចមើលឃើញបាទអញ្ចឹងខ្ញុំក៏ពឹងគាត់ឲ្យគាត់ជួយមើលខ្ញុំអញ្ចឹងពេលគាត់មើលខ្ញុំទៅគាត់អុជធូប5ដសៃហើយគាត់រំលឹកដល់គុណគ្រូរបស់គាត់ទៅគាត់គ្រូគាត់ចូលមកខ្លួនគាត់ទៅចាប់ផ្ដើមមើលយើងគាត់មើលគាត់ថាខ្ញុំមានសរសៃអំបោះជាប់ក្បាលយើងហ្នឹងពាត់ជុំវិញអញ្ចឹងតែអំបោះហ្នឹងគឺដោយឡែកអំបោះហ្នឹងផុយអស់ហើយមានន័យថាអំបោះហ្នឹងគេធ្វើយើងយូរណាស់ហើយបើតាមគាត់និយាយគ្រូគាត់ប្រាប់មកថាប្រហែលជា5ឆ្នាំហើយអំបោះហ្នឹងណាបាទអញ្ចឹងមានន័យថាយើងត្រូវរបស់គេហ្នឹង5ឆ្នាំហើយបើយើងរាប់សាច់មកវិញខែជាខ្ទង់ឆ្នាំ2020ដែលយើងត្រូវណា
ចឹងគាត់ថាតាមពិតទៅបងឯងប្រហែលជាមានបុណ្យខ្ពស់ហើយបានវាធ្វើឲ្យអត់បានហើយរហូតដល់មកដល់ឥឡូវហ្នឹងបោះវាផុយតែវាធ្វើទុកចុងក្រោយណាអញ្ចឹងក៏គាត់រៀបចំពិធីងូតស្រោចទឹកឲ្យយើងមានធ្វើអីទេស្រោចទឹកហើយគាត់ចាយកធូបយើងហ្នឹងចាលើខ្នងយើងលើក្បាលយើងទៅជាយើងអញ្ចឹងទៅហើយគាត់ប្រាប់ថា7ថ្ងៃក្រោយបានស្រោចម្ដងទៀតប៉ុន្តែពេលដែលស្រោចហើយហ្នឹងណាគឺយើងចាប់ផ្ដើមធូបបាទប្រហែលជា 50% យើងធូប បាទ មានន័យយើងដឹងខ្លួនឯងថាយើងអត់មានអារម្មណ៍ងឹតឈឹងស្លុបទៅទៀតទេឈប់ហើយតែវាអត់ទាន់ដាច់ទេអញ្ចឹង7ថ្ងៃក្រោយហ្នឹងគាត់ស្រោចទឹកយើងម្ដងទៀតស្រោចផ្ដាច់ណាអញ្ចឹងបន្ទាប់ពីគាត់ស្រោចផ្ដាច់ហើយយើងគឺជាតាំងពីពេលហ្នឹងមកយើងឈប់មានអារម្មណ៍ហ្នឹងតែរំលឹកឡើងរឿងមួយដែលខ្ញុំចាប់ផ្ដើមគិតពីខ្លួនឯងត្រឡប់មកវិញណារយៈពេល5ឆ្នាំហ្នឹងខ្ញុំចេះតែមានអារម្មណ៍សឹបនៅមុខយើងចេះល្មោះ ហ្នឹងហើយល្មមម្ដុំក្រោមភ្នែកអីចឹង ហ្នឹងហើយក្រោមភ្នែកក្រោមច្រមុះអីតិចតួច ដូចសម្ហើយវាកាត់អីចឹងទៅ ហើយយើងអត់ចាប់អារម្មណ៍យើងគិតថាប្រហែលជាយើងអត់បានលុបមុខអីត្រឹមត្រូវប៉ុន្តែយើងងូតទឹកលុបមុខដោះសាប៊ូធម្មតាតែយប់ឡើងឲ្យតែយប់ឡើងហ្នឹងឬពេលថ្ងៃអង្គុយធ្វើការហ្នឹងគឺយើងល្មោះយើងចេះតែបោះយល់អញ្ចឹងអាហ្នឹងហើយដែលយើង skip ហ្នឹងហើយដែលយើងគិតថាតាមពិតទៅគេយើងដឹងយូរហើយប៉ុន្តែយើងអត់ចាប់អារម្មណ៍ថាជាជំងឺបែបអរូបីអញ្ចឹងណាអញ្ចឹងអានេះក៏ជារឿងមួយដែលសម្រាប់ទៅបងប្អូនដែលជាទស្សនិកជននៅទីនេះឲ្យពិចារណាដែរថានៅពេលដែលរឿងមួយកើតឡើងវាមិនប្រក្រតីយើងគួរតែចាប់អារម្មណ៍ខ្លួនឯងឲ្យច្បាស់អ្វីត្បិតតែយើងមិនមើលមិនឃើញប៉ះមិនត្រូវប៉ុន្តែគួរតែពិចារណាដែរហ្នឹងដែលខ្ញុំយកតកៈមកនិយាយមកវិញសួរថាហេតុអីបានមុខខ្ញុំហ្នឹងតែចេះតែល្មោះអសើបអញ្ចឹងទាំងខ្លួនយើងហ្នឹងលុបមុខដោះសាប៊ូស្អាតអស់ហើយយប់ឡើងលេងងូតទឹកឲ្យស្អាតក៏នៅតែអញ្ចឹងហើយពេលថ្ងៃពងធ្វើការហ្នឹងក៏អញ្ចឹងតែយើងអត់ចាប់អារម្មណ៍ថាយើងប៉ះបោះគេទេបាទអញ្ចឹងកន្លែងនេះហើយយើងត្រូវពិចារណាដែរប៉ុន្តែដូចអ្នកគ្រូមានប្រសាសន៍អញ្ចឹងត្រង់ចំណុចហ្នឹងប្រហែលជាបុណ្យរបស់បងល្អដែលជួយទ្រទ្រង់ណាបានន័យថាវាមានឥទ្ធិពលនៅពេលដែលចង់កតុយទៅហើយបើយើងនិយាយពីឆ្នាំឆុងវិញគេថាវត្តកតុយនៅចុងឆ្នាំណាវាហាក់ដូចជាអញ្ចឹងត្រូវហ៎បងត្រូវ5ឆ្នាំអញ្ចឹងបើសិនជាបកទៅឆ្នាំ2020វិញតើមានរឿងអ្វីដែលបណ្ដាលឲ្យបងត្រូវបោះគេរបស់គ្រប់យ៉ាងនេះកើតឡើងសិតតែមានហេតុតាមពិតទៅយើងគិតថាមើលពីមើលមកជ្រុងទៅយើងគិតថាដូចអត់មានអីទេប៉ុន្តែពេលយើងពិចារណាម្ដងទៀតទៅជីវិតរបស់យើងវាមិនមែនមានគេស្រឡាញ់យើងគ្រប់គ្នាទេបាទវាប្រកាសជាមានអ្នកចូលចិត្តយើងស្រឡាញ់យើងស្អប់យើងឈ្នះយើងចំណែនយើងបាទអញ្ចឹងខ្ញុំគិតថាមានអ្នកចំណែនដោយសារហេតុអីដោយសារទី1ប្រហែលជាគេគិតថាយើងមានគ្រួសារល្អយើងមានឋានៈនៅក្នុងសង្គមយើងមានអាជីវកម្មខ្លួនឯងយើងមានឡានជិះអីចឹងណាអញ្ចឹងអ្នកដែលគេមើលមកយើងគេគិតថាគេចំណែនយើងគេចង់ឲ្យយើងនឹងមានបញ្ហានិយាយសួរស្ដាប់ទៅបងបានប្រើពាក្យថាចំណែនព្រោះដោយសារតែអ្វីដែលបងមានប្រសាសន៍តាំងពីដើមមកគឺអត់មានប្រើពាក្យថាបងទៅប៉ះជាមួយអ្នកណាគេបងមើលទៅមានចំនួនជាមួយអ្នកណាគេតែបងប្រើប្រាស់ពាក្យថាច្រណែនហេតុអីបងប្រកាសពាក្យថាច្រណែនម៉េះដោយសារជាពេលដែលខ្ញុំមានបញ្ហានឹងហើយគ្រួសារខ្ញុំគាត់យករូបថតអ្នកដែលគាត់សង្ស័យបានញៀនបងគាត់ដឹងថាសង្ស័យម្នាក់ហ្នឹងលោកគ្រូម្នាក់ហ្នឹងបញ្ជាក់តិចគ្រួសារខ្ញុំគាត់មានញៀនដែរគាត់មានញៀនដឹងដូចដឹងមុនអញ្ចឹងណាឬមួយក៏មានអារម្មណ៍ថា something ដែលយើងមើលអត់ឃើញគាត់អាចមើលឃើញគាត់អាចមានអារម្មណ៍ប៉ះពាល់ត្រូវអញ្ចឹងណាបាទអញ្ចឹងពេលហ្នឹងគាត់មានអារម្មណ៍ថាម្នាក់ហ្នឹងគាត់ក៏យករូបម្នាក់ហ្នឹងទៅឲ្យអ្នកគ្រូដែលគាត់ជួយស្រោចទឹកឲ្យខ្ញុំហ្នឹងណាមើលហើយអ្នកគ្រូគាត់ប្រាប់មើលប៉ាប់គាត់ថាម្នាក់ហ្នឹងឯងគឺគាត់មើលឃើញម្នាក់ហ្នឹងអញ្ចឹងបានយើងគិតថាម្នាក់ហ្នឹងគឺសាច់ឈាមយើងដែរអ្នកស្និទ្ធមួយគ្នាដែរអញ្ចឹងណាហើយសាច់ឈាមស្និទ្ធអញ្ចឹងមានន័យថាគេចំណែនយើងដោយសារអាយុគាត់អាយុខ្ញុំសបាគ្នាបានន័យថាបងមិនបានប៉ះពាជាមួយនឹងបុគ្គលហ្នឹងម្ដងណាសោះអត់ទេមានន័យយើងមិនទៅប៉ះគេទេព្រោះជីវិតយើងមិនដែរទៅចំណែនអ្នកណាដែលថាងគេមានបានអាហ្នឹងជួយអគេទៅប៉ុន្តែគេមិនដូចគិតដូចយើងណាគេឃើញយើងល្អគេចង់ឲ្យយើងនឹងពិបាកនិយាយសួរស្ដាប់ទៅព្រោះគេចំណែនយើងដោយសារពីតូចមកយើងរស់មកជាមួយគ្នាមិនធំធាត់ជាមួយគ្នាប៉ុន្តែយើងស្រាប់លេចធ្លោជាងគេយល់
តែចឹងទៅអាហ្នឹងវាកើតទៅជារឿងចំណែន ចឹងកន្លែងនេះក៏ត្រូវប្រយ័ត្នប្រយែងដែររឿងអ្នកដែលជុំវិញខ្លួនយើងទោះបីជាបងប្អូនយើងសាច់បកើតឬក៏សាច់ជីដូនមួយឬក៏សាច់ឆ្ងាយក្តីក៏គេមិនស្រឡាញ់យើងទាំងអស់ទេចឹងយើងត្រូវប្រយ័ត្នប្រយែងចំពោះការរស់នៅរបស់យើងការហូបចុករបស់យើងចឹងកាលគេធ្វើល្អមកយើងមិនប្រកាសថាគេល្អទេគេមានគោលបំណងអីមួយបានគេធ្វើល្អ បាទត្រង់ចំណុចនេះខ្ញុំអាចទទួលយកបាននេះហើយជាសារផ្ដាំផ្ញើទៅបងប្អូនទាំងអស់គ្នាបុគ្គលដែលមានសេចក្តីច្រណែនគួរណាគុំច្រណែនគេអីព្រោះដោយសារតែវាសនាមនុស្សម្នាក់ៗខុសគ្នាការច្រណែនក្នុងផ្លូវវិជ្ជមានគួរនិយាយថានៅពេលដែលច្រណែនគេមានបានខំប្រឹងឲ្យមានបានដូចគេនេះគឺជាវិធីសាស្ត្រដែលត្រឹមត្រូវបំផុតតែបើសិនជាឃើញគេមានបានតែច្រណែនគេក្នុងផ្លូវអវិជ្ជមានន័យថាទៅធ្វើអំពើអំព័ន្ធរបស់ដែលវិទ្យាសាស្ត្រមិនអាចទៅស្រាវជ្រាវបានឬក៏ដាក់ទណ្ឌកម្មបានតើធ្វើដើម្បីអ្វីហើយពាក្យអ្វីដែលបងមានប្រសាសន៍នេះគឺល្អមែនទែនត្រង់ថាចិត្តមនុស្សមើលមិនធ្លុះ មើលអត់ធ្លុះទេ មានន័យថាគ្មានអ្វីដែលណាដែលទឹកជ្រៅជាងទឹកចិត្តរបស់មនុស្សបាទអញ្ចឹងក្នុងករណីនេះហើយបងប្អូនទាំងអស់គ្នាសូមមេត្តាប្រយ័ត្នប្រយែងក្នុងករណីមួយដែលថាអ្នកដែលគួរនិយាយថាបងប្អូនដែលជឿទៅលើអបិយជំនឿអ្នកដែលអាចធ្វើយើងបានជាអ្នកដែលយើងងាយនឹងប្រហែសជាមួយបំផុត ត្រឹមត្រូវ បាទងាយនឹងប្រហែសជាមួយបំផុតព្រោះអីវាមិនដែលម្នាក់នឹងធ្វើអីយើងទេហើយគេឧទាហរណ៍ថាគេហុចម្ហូបគេហុចអីមកត្រូវបដ ாய் ត្រូវអ្នកដែលមានតែអ្នកគៀកខ្លួនយើងទេដែលអាចធ្វើយើងបាន សង្ឃឹមថាសាច់រឿងរបស់បងប្រុសជាសារមួយដែលផ្ដាំផ្ញើជាសារមួយដែលក្រើនរំលឹកជូនដល់បងប្អូនទាំងអស់គ្នាក្នុងន័យនេះក៏មិនមែនមានន័យថាបងប្អូនទាំងអស់គ្នាត្រូវប្រយ័ត្នមួយមនុស្ស100នាក់ដែរមិនមែនទេប៉ុន្តែយ៉ាងហោចណាស់គួរនិយាយថាម៉េចទៅបង្កើនសក្តានុពលនៃជីវិតដោយការប្រុងប្រយ័ត្នខ្ពស់មានតែខ្លួនឯងទេដែលខ្វាយខ្វល់ជាមួយនឹងខ្លួនឯងមិនមានបុគ្គលណាខ្វាយខ្វល់ជាមួយយើងនោះទេដល់បង បាទ តោះឥឡូវនេះយើងចូលដល់សាច់រឿងទី2របស់បងដែលបានកើតឡើងតាំងពីឆ្នាំ2016ទៅលើសាច់ញាតិរបស់បងតើសាច់ញាតិម្នាក់ណាដែរ បងអាចប្រហែលបានឬក៏មិនអាចក៏ខ្ញុំអាចទទួលយកបានអត់អីទេ បច្ចុប្បន្នហ្នឹងគាត់ត្រូវជាម្ដាយក្មេកខ្ញុំ បានន័យថាសាច់រឿងមួយនេះបានកើតឡើងជាមួយនឹងម្ដាយក្មេក ហ្នឹងហើយអញ្ចឹងពេលដែលកើតឡើងហ្នឹងគាត់មិនទាន់ជាម្ដាយក្មេកទេខ្ញុំអត់ទាន់មានអីជាមួយនឹងកូនគាត់ទេមានន័យថាយើងមិនទាន់បានរៀបការមិនទាន់បានតដឹងអីទាំងអស់អត់អញ្ចឹងបានន័យថាសាច់រឿងនេះជាមួយជាសង្សារ ជាមួយជាសង្សារ បាទ ប៉ុន្តែអ្វីដែលប្លែករំលឹកទៅដល់ឆ្នាំ2016ហ្នឹងវិញនៅពេលដែលគាត់ចាប់ផ្ដើមមានបញ្ហាហ្នឹងគាត់ខ្លួនឯងហ្នឹងគាត់ថាមានតែខ្ញុំមួយទេដែលអាចជួយគាត់បាន មានន័យថាម៉េចទៅបង ដោយឡែកដោយសារអីគាត់មានបងប្អូនជាច្រើនតែគាត់អត់ទៅទេតែគាត់រត់មករកខ្ញុំទាំងខ្ញុំនឹងអត់មានជាអីទាំងអស់មួយគាត់ ចុះគាត់មានកូនប្រមាណអ្នកដែរ គាត់មានកូន3នាក់តែសិតនៅរៀនអញ្ចឹងណាតែគ្រួសារខ្ញុំគាត់ធ្វើការតែ2នាក់ទេគេនៅរៀនទូចតូចទេមិនជាធំហ្មងទេប៉ុន្តែគាត់មានបងប្អូនគាត់បង្កើតច្រើនតែគាត់អត់ទៅរកគេជួយគាត់ទៅបែរជាមករកខ្ញុំនឹងដែលជាបើនិយាយសួរស្រាប់ថាអ្នកដតីមិនជាប់ជាសាច់ឈាមអីទេដោយសារយើងមិនទាន់បានជាស្អីនឹងគ្នាអញ្ចឹងមានន័យថារឿងហ្នឹងវាមានដំណើរដើមតងមកមានថាយើងបានជពាក់ជប៉ុនគ្នាតាំងពីណាពីណីមកយើងវាមិនដឹងបើយើងនិយាយពីជាតិវិញមិនដឹងថាជាតិមុនហ្នឹងគាត់ត្រូវជាស្អីនឹងខ្ញុំបានជាជាតិហ្នឹងគាត់ត្រូវមករកខ្ញុំឲ្យខ្ញុំជួយបាទ ហើយសាច់ឈាមហ្នឹងបើយើងគិតវិញមិនមានអីនឹងគ្នាទៀត អ្នកដតីសុទ្ធសាធបង បាទ ហើយខ្ញុំហ្នឹងនៅទទួលទៀតនៅទទួលគាត់មកចូលរួមជួយគាត់មានន័យថាសុខចិត្តជួយគាត់ដោយសុខចិត្តទៀតអញ្ចឹងរឿងហ្នឹងចេះរឿងហ្នឹងកើតឡើងនៅក្នុងខេត្តកំពង់សោម ព្រះសីហនុក្រុងព្រះសីហនុ ហ្នឹងហើយអញ្ចឹងសាច់រឿងមិនចេះទេគាត់មានញាតិមិត្តគាត់ហ្នឹងនៅចិត្តខាងហ្នឹងណា អ្នកចិត្តខាងគាត់ហ្នឹងចំណូលថ្មីអាហ្នឹងខ្ញុំដឹងពីគាត់មកចំណូលថ្មីហើយអ្នកចិត្តខាងហ្នឹងពេលចូលមកដំបូងហ្នឹងគាត់ដើរសួរគេគ្រប់គ្នាថានៅម្ដុំហ្នឹងណាគេមានជាងគេហើយគាត់នៅជាប់ផ្ទះម៉ាក់ក្មេកខ្ញុំតែម្ដងជាប់គ្នាហ្មងជាប់លបងគ្នាហ្មង បាទ ហើយគាត់តាមសម្ដីម៉ាក់ក្មេកខ្ញុំគាត់ថាពេលដែលគាត់ជួបម្នាក់ហ្នឹងដំបូងគាត់មិនចូលចិត្តសោះហ្មងដោយសារម្នាក់ហ្នឹងទី
គាត់ជានារីដែលធ្វើខាងសាឡនខាងអីហើយគាត់យកប្តីគេនិយាយសួរស្ដាប់គាត់យកប្តីគេតែចឹងទៅពេលគាត់ប្រាប់ខ្ញុំថាគាត់អត់ចូលចិត្តទេហើយមនុស្សបែបហ្នឹងគាត់ក៏នៅឆ្ងាយពីម្នាក់ហ្នឹងដែរប៉ុន្តែវាមិនដឹងថាហេតុអីបានជាម្នាក់ហ្នឹងអាចចូលគៀកគាត់បានចឹងកន្លែងនេះខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាដែលស្ដាប់ត្រូវប្រយ័ត្នប្រយែងណាថាពីមនុស្សម្នាក់ដែលយើងមិនចូលចិត្តហើយคล้ายទៅជាញាតិមិត្តដែលចូលមកគៀកយើងវាមានមូលហេតុរបស់វាមិនមែនគេនៅសុកគេចង់មកចូលចិត្តយើងទេគេប្រកាសជាមានគោលបំណងអីមួយហើយទាំងយើងមិនចូលចិត្តម្នាក់នោះអញ្ចឹងនៅពេលដែលគាត់ចូលមកគៀកមកហ្នឹងគាត់ចាប់ផ្ដើមមុនដំបូងគេបន្ទន់ចិត្តយើងឲ្យយើងចាប់ផ្ដើមនិយាយមួយគេអញ្ចឹងបន្ទាប់ពីគេយើងបានទុនចិត្តហើយគេចាប់ផ្ដើមហុចនេះហុចនោះឲ្យយើងហុចជាមហូបហុចជាផ្លែឈើចង្ការគាត់ទៅខាងតាដាលេគាត់មកវិញគាត់ទិញដូងចំហួយដូងហ្នឹងយកមកឲ្យបាទហ្នឹងក៏ប្រយ័ត្នដែរត្រូវប្រយ័ត្នប្រយែងយើងអត់ដឹងថាគេធ្វើអីខ្លះជាមួយដូងហ្នឹងឯណាចំហួយដូងហ្នឹងតែការគេប្រសិទ្ធិឲ្យគេមកឲ្យយើងក៏ថាបានអាហ្នឹងបើយើងហូបទៅគឺពេញថឹងហ្មងបាទបើយើងប្រៀបធៀបមួយវិទ្យាសាស្ត្រដូចយើងយកមេរោគដុតចូល flash ដុតមួយកុំព្យូទ័រយើងអញ្ចឹងហើយយើងបើកមេរោគហ្នឹងពេលចុចពឹបប្លង់ហ្មង logic ដូចគ្នាដែរដូងហ្នឹងពេលដែលគេយកមកយើងហូបគឺដូចយកមេរោគដាក់ចូលក្នុងកុំព្យូទ័រយើងអញ្ចឹងយើងមិនបាច់ឲ្យគេទៅ activate គឺយើងធ្វើខ្លួនឯងអញ្ចឹងហ្នឹងជាបញ្ហាដែលយើងត្រូវប្រុងប្រយ័ត្នអញ្ចឹងមុននឹងយើងទទួលរបស់អីមួយបើក្នុងកុំព្យូទ័រយើងដល់ទៅយើង scan virus ហ្នឹងទៅតែបើយើងរបស់យើងនេះយើងគួរមានរបៀបភាសាឬក៏កុំហូបតែម្ដងអ្នកដែលយើងមិនទុកចិត្តយើងកុំហូបតែម្ដងបាទប៉ុន្តែវាពិបាកគាត់ថាគេធ្វើយើងទុកចិត្តបាទអញ្ចឹងចាប់ពីពេលដែលគាត់បានហូបរបស់គេជជែកមួយគេមកខ្ញុំគិតថាប្រហែលជាដំបូងឡើយប្រហែលជាគាត់ប្រើស្អីគេហៅសាលាការនឹងថោងអីចឹងទៅដើម្បីបន្ទន់ចិត្តយើងឲ្យយើងនិយាយហៅគាត់ណានិយាយរហហើយក៏ចាប់ផ្ដើមឲ្យនេះឲ្យនោះទៅដើម្បីយើងហូបពេលដែលយើងចូលបានន័យថាជំងឺនឹងវាចូលក្នុងខ្លួនយើងហើយគេចាប់ផ្ដើមសុំនេះសុំនោះពីយើងបាទឥឡូវបងប្អូនគិតទេថាមនុស្សមិនដែលស្គាល់គ្នាស្អប់គ្នាហើយគេខ្ចីលុយយើងឲ្យខ្ចីលុយមិនអស់ចិត្តខ្ចីមាសឲ្យមាសទៀតខ្ចីមាសបានហើយខ្ចីប្លង់ផ្ទះដាក់ធនាគារឲ្យទៀតសំណួរសួរថាតើយើងមនុស្សស្អីដែលគេសុំអីឲ្យនឹងតើគេធ្វើអីចំពោះយើងបានយើងទុនចិត្តដល់ថ្នាក់នោះឥឡូវមានមូលហេតុអីដែលបញ្ជាក់ថាហេតុអីបានគាត់ទុនចិត្តឲ្យគេទាំងអស់អញ្ចឹងឥឡូវសួរខ្លួនឯងបើសិនបើយើងវិញជាគាត់មនុស្សមិនចូលចិត្តហេតុអីមិនឲ្យខ្ចីលុយឲ្យខ្ចីមាសឲ្យខ្ចីទាំងប្លង់ដីដាក់ទៀតចម្លែកណាវាអស្ចារ្យឡើយហ្នឹងដែលថាយើងបកស្រាយចេញថាហេតុអីអញ្ចឹងវាមានតែរឿងតែមួយទេគឺគេធ្វើផ្លូវក្នុងហ្នឹងចូលមកឲ្យយើងបន្ទន់ចិត្តយើងឲ្យគេសុំអីបានហ្នឹងប៉ុន្តែអ្នកផ្ទះរបស់បងអត់មានការហាមឃាត់ឧទាហរណ៍ថាបើខ្ចីលុយប្រកាសជាចាប់ផ្ដើមពីតិចទៅច្រើនហើយត្រូវឯងបងហ្នឹងហើយបន្ថែមពីលើនឹងទៀតខ្ចីមាសខ្ញុំសំដៅទៅលើគ្រឿងអលង្ការអីទាំងអស់ហើយនោះរហូតដល់ធ្លាក់ទៅលើប្លង់ដីប្លង់ផ្ទះមិនមែនធម្មតាណាប្លង់ផ្ទះខ្លួនឯងនៅសុកចិត្តប្រចាំដើម្បីឲ្យលុយហ្នឹងទៅបុគ្គលម្នាក់ហ្នឹងហើយស្មើនឹងបោកគូតខោឲ្យគេ Yes តើអ្នកផ្ទះរបស់បងមានមតិបែបណាដែរដោយសារតែគាត់និយាយចំគាត់ជាស្ត្រីមេផ្ទះមែនតែគាត់ជា lead បណ្ដេញគាត់ជាដឹកនាំអញ្ចឹងណាហើយមួយទៀតប៉ាក្មេកខ្ញុំគាត់ស្រឡាញ់ម៉ាក់ខ្ញុំហើយគាត់អត់ចង់ឲ្យគាត់ពិបាកចិត្តអីអញ្ចឹងទៅហើយពាក្យច្រើនម៉ាក់ខ្ញុំជាអ្នកសម្រេចនៅក្នុងគ្រួសារអញ្ចឹងណាអញ្ចឹងណាមួយប្រហែលជាគាត់លាក់លៀមពេលនោះប្រហែលជាគាត់លាក់លៀមពីប៉ាខ្ញុំដែរថាឲ្យតែមិនប្រាប់ថាឲ្យអញ្ចឹងណាតើតើបែករឿងបានដឹងថាអស់ហើយទាំងលុយទាំងមាសទាំងប្លង់ផ្ទះហ្នឹងអស់ហើយតើបែករឿងហើយពេលបែករឿងគឺដោយសារខ្ញុំដែរទេគឺខ្ញុំពិចារណាដល់ខ្ញុំនិយាយហ្នឹងខ្ញុំយកតក្កៈមកពិចារណាតែខ្ញុំថាវាមិនដែលថាខ្ចីប្លង់ខ្ចីលុយផងខ្ចីមាសផងខ្ចីប្លង់ផ្ទះផងហើយចុងក្រោយយើងអ្នកបងលុយធនាគារខ្ញុំថាគេខ្ចីហ្នឹងគេបោកហ្មងខ្ញុំប្រាប់ទៅប្រពន្ធខ្ញុំហ្នឹងតែកាលហ្នឹងមិនទាន់ជាប្រពន្ធគ្រាន់ជាសង្សារប្រាប់ថាអូនឯងប្រហែលជាម៉ាក់ទៅគេបោកហើយម៉ាក់អូនឯងគេបោកហើយអញ្ចឹងអូនឯងទេប្រាប់គាត់ណាកុំឲ្យអីទៀតឲ្យសោះហើយនិយាយតាមបងហ្នឹងទៅថារឿងហ្នឹងប្រហែលជាគេបោកហើយគ្រាន់តែខ្ញុំប្រាប់ប៉ុណ្ណឹងគាត់ទេទៅ
ម៉ាក់ក្មេកខ្ញុំគាត់ចាប់ផ្ដើមធ្វើតុបបណ្ដោយយំតែគេយ៉ាងណាយំដឺដកសំណោះសំណោកខ្លួនឯងអញ្ចឹងណាយំអត់បាត់ទេ យំក្នុងន័យមួយដែលត្រូវគេចាញ់បោកហើយឬក៏យំខាងផ្នែកអបិយជំនឿ យំខាងផ្នែកអបិយជំនឿអញ្ចឹងចាប់ផ្ដើមពីពេលនោះមកគាត់ចាប់ផ្ដើមមានអារម្មណ៍ប្លែកៗអញ្ចឹងទៅអញ្ចឹងពេលហ្នឹង ប៉ុន្តែបងខ្ញុំនៅតែអត់យល់ត្រង់នេះខ្ញុំសុំទោសតែខ្ញុំកាត់ទោះជាយ៉ាងណាក៏ដោយប្លង់ផ្ទះហើយនឹងមាសនៅក្នុងប្រតិបត្តិការដែលយកទៅឲ្យគេហ្នឹងអ្នកផ្ទះអត់ដឹងសោះហ្មងហ៎ អត់ទេគាត់ដឹងប៉ុន្តែគាត់អ្នកសម្រេចខ្ញុំចង់និយាយថាគាត់ជា lead គាត់ជាអ្នកដឹកនាំនៅក្នុងគ្រួសារ អត់មានចំនួនអត់មានអីទេគាត់ថា ឲ្យគឺឲ្យហ្មង ហឹម តែបើមាសអាហ្នឹងមាសលុយកាក់អាហ្នឹងគាត់អ្នកផ្ទៃក្នុងគាត់អ្នកលាក់ប្រហែលជាលាក់តែរឿងប្លង់ដីប្រហែលជាប៉ាខ្ញុំគាត់ដឹងដែរព្រោះគាត់ប៉ុន្តែម៉ាក់ខ្ញុំជាអ្នកសម្រេចគាត់និយាយមិនឡប់ពីប៉ាខ្ញុំមិនបានទៅជាគាត់អូខេទាំងអស់គ្នាអញ្ចឹងណា ចម្លែកហ្នឹងហ៎ បាទអញ្ចឹងមានន័យថាចេះនៅក្នុងបើយើងនិយាយពីការងារវិញបើសិនបើយើងconvince មានន័យថាតាក់ទាញទឹកចិត្តបុគ្គលដែលអ្នកសម្រេចចិត្តបានហើយអ្នកផ្សេងទៀតធម្មតាទេត្រូវតែ follow ត្រូវតែតាមហ្នឹងមិនចឹង បងកន្លែងហ្នឹងខ្ញុំមិនហ៊ានថាឯកភាពឬក៏មិនឯកភាពទេប៉ុន្តែបើសិនជាលុយខ្ញុំអាចយល់បានខ្ញុំមិនចង់ឲ្យប្រពន្ធខ្ញុំពិបាកចិត្តឲ្យគេខ្ចីទៅខ្ញុំយល់ បាទ ប៉ុន្តែប្លង់ផ្ទះបងប្លង់ផ្ទះហើយនឹងគ្រឿងអលង្ការទាំងឡាយដែលមានវាជារឿងដែលហួសកម្រិតដែលខ្ញុំត្រូវមានសញ្ញាសួរហើយបើសិនជាខ្ញុំប្រកាសជាមានការបកែកគ្នាមិនអាចឲ្យទៅស្រួលបានទេ ខ្ញុំចង់បញ្ជាក់នេះពេលដែលគាត់ចាប់ផ្ដើមឲ្យហ្នឹងគាត់ចាប់ផ្ដើមរាប់អាម្នាក់ដូចប្អូនអញ្ចឹងដូចប្អូនស្រីអញ្ចឹង ស្មើនឹងគេចេញចូលផ្ទះយើងដល់ស្រី ហ្នឹងហើយហើយតាមខ្ញុំដឹងមកហ្នឹងថាគេចេញចូលមកគេមានថ្ងៃមួយហ្នឹងគាត់ចូលមកហើយគាត់មកវាស់កង់ម៉ានៅក្នុងផ្ទះម៉ាក់ខ្ញុំទៀត ថ្មីមែន វាស់កង់ម៉ាវាស់យើងមានកង់ម៉ាអញ្ចឹងយើងមិនមានទូដាក់កង់ម៉ាហឹងអីចឹងណាវាស់ຂະຫນាតកង់ម៉ាហ្នឹងយកតើយើងមិននៅពេលយើងភ្លេចខ្លួនអត់នៅគាត់ចូលមកវាស់ដោយសារផ្ទះគាត់ជាប់គ្នាយល់ទេពេលដែលវាស់ហើយពេលដែលប៉ាខ្ញុំមកតន់គាត់ថាវាស់ដើម្បីចង់ធ្វើដែរ រឿងហ្នឹងក៏រឿងដែរណារឿងវាស់កង់ម៉ាហ្នឹងមិនធម្មតាទេបាននេះគេយកយើងអស់ហើយព័ត៌មានយើងនៅក្នុងផ្ទៃក្នុងយើងយកទាំងអស់ក្នុងផ្ទះយើងមានស្អីហើយຂະຫນាតប្រហែលគេដឹងអស់ អត់មានលៀងអត់មានលៀង ទូលេខថាបើយើងនិយាយវិញគេថាបើ GPS វិញដាក់ set up coordinate ច្បាស់ហ្មង បាទ អត់មានអីខុសហ្មងមិនតិចហ្មង បាទអញ្ជើញតសាច់រឿងផុតពីគាត់អង្គុយយំសោកតែម្នាក់ឯងបែបអបិយជំនឿហើយតើមានរឿងអ្វីតទៀតហ្មង តទៀតគាត់ស្អែកឡើងគាត់ ហើយធ្វើមិនបាត់យំ ប្រហែលជាយូរបន្តិចប្រហែលជា2 3ម៉ោងបានគាត់ឈប់យំហើយហ្នឹងពេលហ្នឹងដូចជាគ្រួសារខ្ញុំគាត់ទៅលួងណា គាត់មានពោលពីអីចម្លែកទេ ខ្ញុំក៏អត់ចាំដែរកាលហ្នឹងគាត់មានចម្លែកប៉ុន្តែខ្ញុំអត់ចាំដែរកាលហ្នឹង បាទ អញ្ចឹងសាច់រឿងហ្នឹងពេលដែលគាត់ចប់ហើយយប់ហ្នឹងចប់ហើយស្អែកឡើងគាត់វិចបវិចមកហ្មងមកអំពេញហើយកោដៅគឺមករកខ្ញុំដោយសារគាត់មានញៀនមួយតែថាបើមិនទៅរកខ្ញុំទេគាត់នឹងស្លាប់គាត់ថាបើរកអ្នកផ្សេងគាត់ស្លាប់ហើយអញ្ចឹងគាត់មកអញ្ចឹងទៅខ្ញុំក៏មិនដឹងធ្វើម៉េចដែរព្រោះគាត់មកហើយអញ្ចឹងពេលខ្ញុំទៅទទួលគាត់ពីកន្លែងឡានហ្នឹងមកអ្វីខ្ញុំមើលឃើញទី1មុខគាត់រៀងខ្មៅហើយមនុស្សហ្នឹងមានអារម្មណ៍ដូចអត់សតិអត់គ្រប់បើនិយាយពីព្រលឹងហៅព្រលឹងអត់គ្រប់ សតិអត់នៅក្នុងខ្លួន អត់នៅក្នុងខ្លួនឯងភ្លឹកប្រាំងហើយមើលទៅគាត់អត់សូវនិយាយសើស្ដីទី1មុខខ្មៅមិនសូវនិយាយសើស្ដីភ្លឹកប្រាំងហ្នឹងអាការៈដែលយើងត្រូវមើលថាមនុស្សមានបញ្ហាអញ្ចឹងពេលខ្ញុំទទួលគាត់មកដឹកគាត់មកផ្ទះមកដល់ផ្ទះយើងហៅមីងអញ្ចឹងណាកាលហ្នឹងមីងសម្រាប់អីសិនទៅហើយចាំខ្ញុំធ្វើម្ហូបធ្វើអីជូនអញ្ចឹងបាទគាត់មកយប់ហ្នឹងគាត់អត់សម្រាប់គាត់ជូតផ្ទះជូតដល់ម៉ោង2 ដល់10ម៉ោង1គាត់ថាគាត់សម្រាប់អត់លក់ហើយយើងចេះតែបារម្ភមានដេកលក់អីបើគាត់អញ្ចឹងតែកាលហ្នឹងយើងក៏មិនទាន់ចាប់អារម្មណ៍ថាគាត់ត្រូវរបស់គេដែរមិនទាន់ដឹងទេតែគ្រាន់តែពេលយើងគិតត្រឡប់ទៅវិញមកយើងឃើញអូតាមពិតគាត់ចង់តាំងពីពេលនោះមកត្រូវណាអញ្ចឹងរឿងប្លែកចេះតែមានច្រើនទៅថ្ងៃមួយមិត្តភ័ក្តិរបស់គ្រួសារខ្ញុំហ្នឹងគាត់មកលេងជប់បងប្រាប់ថារឿងប្លែកជាច្រើនបានកើតឡើងចំណុចជូតផ្ទះដោយគាត់មិនសម្រាកជារឿងមួយហើយតើមានរឿងចម្លែកអីទៀតទេ រឿងមួយទៀតគាត់អត់ហូបបាយ
រយៈពេលប្រហែលថ្ងៃ បើ ប្រហែ និ ល យាយពីអត់ហូបបាយហ្នឹងចង់រាប់ឆ្នាំតាំងពីគាត់នៅកំពង់សោម ចឹងគាត់ទទួលទានអីគេ គាត់ ដែរ ព្រលឹមឡើងគាត់ហូបកាហ្វេមួយកែវហើយឮតាមប៉ាខ្ញុំនិយាយគាត់ថាគាត់មិនសូវហូបបាយទេបាយអត់ប៉ះហូបកាហ្វេហើយហូបអំបិល ហឹម បៀមអំបិល តែប៉ុណ្្នឹងទេ តែប៉ុណ្ណឹងហើយចេះរស់ដែរ ចម្លែកចឹងណា ហើយកាហ្វេមួយថ្ងៃ2 3កែវហ្នឹងទៅចេះហូបគាត់អត់ចេះទេពីមុនតែគាត់ចេះហូបកាហ្វេវិញវាចម្លែកឡើងហ្នឹងហើយបាយអត់ចង់ដល់ម៉ោងបាយគាត់ធ្វើបាយឲ្យគេចឹងប៉ុន្តែគាត់អត់ហូបទេធ្វើឲ្យគ្រួសារហូបចឹងតែគាត់អត់ហូបទេ មួយម៉ាត់យើងថាបើថាយើងបខំគាត់មួយម៉ាត់ពីរម៉ាត់តែចេញបាត់ហើយគាត់ថាគាត់ហូបហើយតែធ្វើពិតគាត់អត់ហូបទេអញ្ចឹងអាហ្នឹងអាការៈដែលចម្លែកប្លែកដែលយើងមើលឃើញថារបស់មនុស្សដែលត្រូវរបស់គេគាត់មានបញ្ហាអញ្ចឹងបើន័យថាគាត់អាចទ្រទ្រង់ខ្លួនឯងបានដោយមិនចាំបាច់បាយទេពេលខ្លះមួយថ្ងៃមកគឺអត់ហូបបាយទេ តើខ្លួនប្រាណរបស់គាត់ធ្លាក់គីឡូទេឬក៏មិនដែរឬក៏នៅដដែល ធ្លាក់គីឡូប៉ុន្តែវាអត់អាចដល់កម្រិតមួយទៅពិបាកខ្លាំងទេប៉ុន្តែអ្វីដែលសំខាន់ហ្នឹងគឺគាត់អត់សូវសម្រានទេគាត់ម៉ោង3ភ្លឺអីપણគាត់សម្រាក1ម៉ោង2ម៉ោងអញ្ចឹងទៅងើបវិញទៀតហើយសឹងតែមួយយប់ហ្នឹងគាត់គេងបាន1ម៉ោង2ម៉ោងប៉ុណ្្នឹងហើយ បងអញជឿត ហើយរាប់ឆ្នាំគាត់គេងអញ្ចឹងរាប់ឆ្នាំអញ្ចឹងមកដល់ផ្ទះខ្ញុំហ្នឹងគឺគាត់មានបញ្ហាហ្នឹងដដែលអញ្ចឹងទៅថ្ងៃមួយមិត្តភ័ក្តិរបស់គ្រួសារខ្ញុំគាត់មកលេងគាត់ស្គាល់គ្នាដែរដោយសារគាត់នៅកំពង់សោមដែរអញ្ចឹងណាអញ្ចឹងគាត់មកលេងទៅក៏គាត់ឃើញអាការៈហ្នឹងក៏គាត់ប្រាប់ប្រពន្ធខ្ញុំថាមិនម៉ាជូនអ៊ីទៅជួបគ្រូបារមីម្នាក់ទៅគាត់ស្គាល់អញ្ចឹងយើងក៏អត់មានជំរើសអីក្រៅពីសាកមើលដែរគេតែងតែនិយាយថាមនុស្សយើងតែពេលឈឺយើងឆោតណា បាទ អញ្ចឹងយើងឆោតហ្នឹងមិនមែនឆោតដើម្បីអីដោយសារការស្រឡាញ់យើងគ្រប់គ្នាតែងតែនិយាយថាមនុស្សហ្នឹងសង្ស័យមានបញ្ហាខួរក្បាលទេមកទៅស្ទះអារម្មណ៍មកទៅដោយសារចាញ់បោកគេអីចឹងណាអញ្ចឹងអ្នកខ្លះក៏ព្យាយាមទាញគាត់ទៅព្យាបាលបែបជាសាស បាទ អញ្ចឹងមុនខ្ញុំអត់តដល់កន្លែងហ្នឹងខ្ញុំចង់និយាយបន្តទៀតសិនដោយសាររឿងហ្នឹងមានក្រោយទេមានអ្នកទាញទៅអញ្ចឹងពេលដែលខ្ញុំដែលពួកម៉ាក់គ្រួសារខ្ញុំគាត់មកហ្នឹងក៏គាត់នាំទៅគ្រូម្នាក់បារមីម្នាក់ហ្នឹងគាត់តែគាត់ក្មេងដែរគេនៅម្ដុំខាងផ្លូវ51ហ្នឹង បាទ គាត់ថាខ្ញុំមិនចង់និយាយទីតាំងទេម្ដុំហ្នឹងហើយទៅពេលល្ងាចទៅដល់ពេលល្ងាចឯកាលនោះពេលយើងទៅដល់ហ្នឹងគេចាប់ផ្ដើមអុជធូបឆែកមើលអីអញ្ចឹងណាគេផ្ដើមមើលពិនិត្យមើលណាពេលដែលគ្រូនឹងគាត់សួរមួយម៉ាត់ពីរម៉ាត់ទៅស្រាប់តែអាការៈគាត់ចេញមកហ្មងចេញអ្នកដែលនៅក្នុងរូបគាត់ហ្នឹងជាប្រុសគេសួរថាមកពីណាគ្រូហ្នឹងគាត់សួរថាហើយមកពីណាហើយសំឡេងប្រុសណាហើយឃើញមិត្តភ័ក្តិរបស់គ្រួសារខ្ញុំហ្នឹងគេហៅលក្ខណៈដូចលេបខាយអញ្ចឹងមើលមុខដូចហៅមនុស្សប្រុសឃើញស្រីស្អាតអញ្ចឹង ញ៉ែប្រែ ញ៉ែប្រែអញ្ចឹង បាទ ហេតុទាំងគាត់មិនស្រីតែអាក្នុងខ្លួនគាត់ហ្នឹងវាមិនមែនស្រីឃើញស្រីស្អាតម្បានអញ្ចឹងលក្ខណៈលិតមាត់លិតកដាក់គេហើយតែពេលខាងគ្រូគេសួរទៅគេថាមកពីណាគេថាមកពីបឹងតាព្រំហ្នឹងនៅខាងកំពង់សោមអញ្ចឹងគ្រូគេហ្នឹងគ្រូនៅបឹងតាព្រំតែថាគេប្រើមកហ្នឹងណា បាទ អញ្ចឹងអាការៈដែលវាប្លែកអញ្ចឹងគេក៏ចាប់ផ្ដើមគេព្យាបាលបែបបារមីគេអុជធូបអុជលើខ្លួនគាត់លើអីអញ្ចឹងណាហើយអុជទៅធម្មតាបើយើងធម្មតាជើងធូបវាអត់ក្តៅទេ បាទខ្ញុំយល់ ប៉ុន្តែពេលដែលដាក់លើខ្លួនគាត់ហ្នឹងវាក្តៅដាក់លើក្បាលគាត់ហ្នឹងវាក្តៅហើយគាត់ស្រែកអញ្ចឹងបើយើងវិភាគបើមនុស្សធម្មតាស្រែកទៅអីបើអត់ក្តៅផង បាទ តែដោយសារតែគាត់មិនធម្មតាមានអីខាងក្នុងខ្លួនគាត់អញ្ចឹងអាអ្នកនៅក្នុងខ្លួនគាត់វាស្រែកក្តៅណាស់អញ្ចឹងទៅអញ្ចឹងក៏គេថាបើក្តៅឲ្យចេញទៅអញ្ចឹងគាត់ឲ្យចេញវាចេញហើយវាមកវិញវាចេញមិនចេញហើយចេញបាត់ទេ ប្រហែលថ្ងៃដែរ អាពេលល្ងាចហ្នឹងមិនសូវខ្លាំងទេយប់ម៉ោង12 មកវិញ ម៉ោង12ហ្នឹងមកវិញគាត់អត់ទេណាម៉ោង12ហ្នឹងមកវិញមកខ្លាំងហ្មងមកហ្នឹងអស់ហើយតាំងពីសัตว์ស្លាប់ព្រាយក្នុងខ្លួនគាត់ហ្នឹងគេស្រោចទឹកម៉ោង12ចាប់ដើមចាប់ស្រោចទឹកគេចេញមកហ្មងចេញអាការៈប្លែកតទះស្លាប់រុនជើងរុនដៃកវីក្បាលហើយស្រែកប្លែកចេញមកមានសម្លេងសัตว์មានពួកសัตว์ស្លាប់ផ្សេងទៅអាហែលទឹកផ្សេងទៅ
មានអាពួកព្រាយនឹងផ្សេងទៅបើនេះស្រោចទឹកម្ដងចេញមួយ4 5នាក់អញ្ចឹងចង់10នាក់អីចឹងទៅដល់ម៉ោងប្រហែលជា3ភ្លឺស្រោចទឹកម៉ោង12យប់ដល់ម៉ោង3ភ្លឺបានគាត់អន់ហើយគាត់មកសម្រាកហើយយើងនឹងអស់ដូចគ្នាដែរម៉ោង3ភ្លឺដែរ ខ្ញុំអាចយល់បាន ដេកមកភ្លឹបម៉ោង5បាត់គាត់ចឹងភ័យនាំគ្នាដើររត់ដើររតែគាត់អត់មានតាណាទេគាត់នៅក្នុងផ្ទះហ្នឹងគាត់ថាគាត់អន់ហើយតែគាត់ងើបពីព្រលឹមអញ្ចឹងណាអញ្ចឹងរឿងហ្នឹងក៏ចាប់ប៉ុណ្្នឹងសិន នេះគ្រូទី1 គ្រូទី1ចាំចាប់ផ្ដើមថាគ្រូទី1ហ្នឹងគាត់ចាប់ផ្ដើមដឹងហើយថាគាត់ត្រូវបានគេធ្វើ បាទ ពីមុនមកយើងអត់ដឹងហើយគាត់ក៏អត់ដឹងខ្លួនថាគាត់គេធ្វើដែរអញ្ចឹងលើកទី1ដែលទទួលស្គាល់ខ្លួនថាត្រូវបានគេធ្វើមិនឯគាត់ទទួលស្គាល់ខ្លួនឯងថាគេត្រូវធ្វើគាត់ ចេញ10ចេញប្រហែលព្រលឹង10មិនមែនធម្មតានេះធ្វើយកមកទៅហឹងហ្មងណា គេធ្វើយកសម្លាប់តែម្ដងដោយសារហេតុអីរឿងវាបែករឿងដែលគេយកលុយយើងយកមាសយើងយកប្លង់ផ្ទះយើងហ្នឹងវាបែក អានេះបានន័យថាបើសង្គមងើតវិញគេថាដឹងរឿងគេច្រើនពេកគេប្រលេះចោលហ្មងណា ហ្នឹងហើយពីព្រោះពេលហ្នឹងកូនចៅដូចខ្ញុំអញ្ចឹងខ្ញុំអ្នកក្រៅនៅតែខ្ញុំហ៊ានថាខ្ញុំប្រាប់ថារឿងហ្នឹងគេបោកហើយអញ្ចឹងត្រូវដាក់ពាក្យប៉ណ្ដឹងអញ្ចឹងអាពេលហ្នឹងហើយដែលចាប់ផ្ដើមរឿងហ្នឹងវាចាប់ផ្ដើមធំទៅកាន់តែក្តៅទៅគេចង់ឲ្យយើងហ្នឹងគ្មានពេលទៅប៉ណ្ដឹងគេនិយាយសួរស្ដាប់បើយើងឡើងរវល់អញ្ចឹងមានពេលណាប៉ណ្ដឹងអញ្ចឹងវាវេទនាមែនទេដំណាក់កាលហ្នឹងដោយសារអីប៉ាក្មេងខ្ញុំគាត់ធ្វើការហើយប្អូន2នាក់ទៀតនៅរៀនប្រពន្ធខ្ញុំធ្វើការដែរអញ្ចឹងមានតែខ្ញុំមួយដែលមើលគាត់បានដោយសារអីខ្ញុំបើកអាជីវកម្មខ្លួនឯងអញ្ចឹងយើងនៅមើលបានបាទអញ្ចឹងកន្លែងនេះហើយដែលវាជាចំណុចចាប់ផ្ដើមមួយដឹងថាគាត់ត្រូវបានគេធ្វើហើយរឿងបន្តទៀតហ្នឹងគឺយើងនៅជាមួយគ្រូហ្នឹងប្រហែលជារយៈពេលប្រហែលជា 2-3 ខែនៅក្នុងហ្នឹងមានន័យថាទៅមកឲ្យតែមានបញ្ហាទៅហើយតាមដានដូចមិនខុសពីអ្នកជំងឺទេពេលដែលឈឺយកទៅពេទ្យអញ្ចឹងយើងនេះឲ្យទៅពេលមានរឿងយកទៅពេទ្យយកទៅកន្លែងហ្នឹងអញ្ចឹងវាខាតពេលរស់ស៊ីវាខាតពេលរស់នៅជីវិតប្រចាំថ្ងៃយើងក៏វាមិនល្អប្រសើរដែរយល់ហើយរឿងបន្តទៀតមកខ្ញុំចាប់ផ្ដើមខ្ញុំគិតថាប្រហែលជាមានរឿងវាពាក់ព័ន្ធមួយអ៊ីស្លាមមួយអីចឹងសំទោសដែលខ្ញុំនិយាយថាពីបងប្អូនជនជាតិហ្នឹងហើយបាទមានគ្រូគេប្រើមកអញ្ចឹងខ្ញុំក៏ទៅអញ្ជើញខ្ញុំមានបងធម៌មួយគាត់ជាគ្រូសាសហ្នឹងនៅខាងជនជាតិគាត់ជាអ្នករៀនគម្ពីរគាត់មិនមែនជាគ្រូកាន់ទេតែគាត់រៀនគម្ពីរកូរ៉ាន់ហ្នឹងនៅប្រទេសឥណ្ឌូនេស៊ីគាត់ក៏ជាបងប្អូនជនជាតិដែរ Yes គ្រូហ្នឹងគាត់គ្រូសាសហ្នឹងនៅស្រុកនៅខាងបងប្អូនជនជាតិគេហៅគ្រូសាសដោយសារគ្រូសាសមិនមែនជាអ្នកទៅរៀនគម្ពីរដែលគេហៅគម្ពីរសុតខ្មៅទេគាត់រៀនគម្ពីរសហើយគាត់រៀនមានគ្រូច្បាស់លាស់គាត់រៀនតាមគម្ពីរព្រះរបស់គាត់អញ្ចឹងខ្ញុំក៏ទៅពឹងគាត់តែបងម៉ាក់ខ្ញុំមានបញ្ហាចេះទៅគាត់ក៏មកពេលដែលគាត់មកហ្នឹងឈុតឆាកដែលវាសំខាន់ហ្នឹងគឺចាប់ផ្ដើមចេញថែមទៀតហើយពេលដែលគាត់មកហ្នឹងជាទូទៅគ្រូសាសគាត់អត់មានប្រើធូបអត់មានប្រើអីទាំងអស់គាត់ប្រើទឹកសុទ្ធយល់ទឹកសុទ្ធហ្នឹងមិនមែនគាត់អ្នកយកមកទៀតគឺយើងអ្នកទិញខ្លួនឯងយកទៅឲ្យគាត់មួលគម្របឲ្យគាត់ប្រសិទ្ធិហើយគាត់ចាប់ផ្ដើមធ្វើពិធីនៅក្នុងផ្ទះយើងដេញនេះដេញនោះចឹងទៅតែពេលដេញហើយគាត់មកដេញឡៃម៉ាក់ខ្ញុំហ្នឹងពេលដែលដេញដាក់ដៃលើក្បាលគាត់ចឹងណាក្តៅហើយវាស្រែកហើយចាប់ផ្ដើមចេញអាការៈដែលថាពួកកាចលើកនេះស្រែកមិនទៅបងស្រែកកំហុកឲ្យគ្រូវិញស្រែកជេរស្រែកអីចឹងណាហើយអាការៈកាចមានន័យថាគាត់ខំវាតប់យើងចឹងណាហើយអ្វីដែលសំខាន់បងប្អូនខ្ញុំ2នាក់មៀតធំចាប់គាត់អត់ចង់ឈ្នះ2នាក់ចាប់អត់ឈ្នះហើយគាត់មនុស្សស្អីហើយចាស់ទៀតគីឡូប្រហែលជា55ពួកខ្ញុំសឹកគីឡូ8 78 2នាក់ចាប់គាត់អត់ជាប់ហើយខំចឹងវាភ្នែកហើយសន្លឹងយើងឡើងថ្លែមកមើលយើងចង់ស៊ីសាច់យើងហ្មងហើយឥឡូវសម័យថាចេះបើយើងរស់នៅជាមួយមនុស្សអញ្ចឹងនៅក្បែរខ្លួនយើងមានអារម្មណ៍សុវត្ថិភាពអត់ខ្ញុំរាល់ថ្ងៃខ្ញុំនៅមួយគាត់អញ្ចឹងហើយរយៈពេលប្រហែលឆ្នាំនោះគឺយើងមានអារម្មណ៍ថា
អត់សុវត្ថិភាពយើងមិនដឹងថាថ្ងៃណាមួយគេចូលគាត់ទៀតនៅសុកចឹងអត់អីនិយាយសុកគាត់ណាប៉ះចូលបន្តិចគប់យើងមកបើនិយាយពីទូរស័ព្ទវិញគប់ខូចរាប់គ្រឿងហើយខូចមួយគ្រឿងទិញមួយគ្រឿងឲ្យទៀតគប់ទៀតហើយខ្ញុំសួរថាអ្នកធម្មតាណាគេទៅគប់ទូរស័ព្ទកូនទិញឲ្យថ្មីអញ្ចឹងខូចអស់អញ្ចឹងគួរតែនិយាយបើខ្ញុំសម័យហ្នឹងណាបានតែខ្ញុំពងតែនិយាយជាមួយបងត្រង់សុបាយអញ្ចឹងពងតែនិយាយសួរខ្ញុំគប់ទៅយកមកទៅហឹងហ្មងនិយាយអញ្ចឹងទៅពេលដែលត្រូវចិត្តគាត់មានថាប៉ះអារម្មណ៍ណាមួយហ្នឹងដូចផ្លាស់ប្ដូរមនុស្សពីមនុស្សធម្មតាទៅជាមនុស្សដែលកាចហ្មងហើយចាប់ផ្ដើមភ្នែកស្រឡឹងមកយើងចង់ស៊ីសាច់យើងហ្មងហើយបើយើងទៅចិត្តទៅក្បែរហ្នឹងយើងចង់ចាប់អីហ្នឹងខំយើងហ្មងហើយឥឡូវបើយើងគិតវិញពិចារណាមនុស្សធម្មតាណាគេទៅធ្វើអញ្ចឹងបាទវាអត់មានហេតុផលអីសោះហ្មងយើងចាប់សកត់គាត់អញ្ចឹងទៅហើយយើងក៏ចាប់ផ្ដើមទេហៅគ្រូសាស្ត្រគ្រូអីមកជួយអញ្ចឹងណាមួយរយៈហ្នឹងគាត់ជួយបានច្រើនគ្រូគាត់ជួយបានច្រើនគាត់ជួយដេញពួកនេះពួកនោះអញ្ចឹងទៅហើយគាត់ឲ្យញ៉ាំទឹកហ្នឹងចុះនៅពេលដែលគ្រូសាស្ត្រលោកបានអញ្ជើញមកដល់តើវិញ្ញាណប៉ុន្មានដែលបង្ហាញខ្លួននៅក្នុងម្ដាយរបស់បងពេលដែលគាត់មកហ្នឹងមានវិញ្ញាណដដែលដែលមកហ្នឹងមានន័យថាគ្រូដែលដដែលគេប្រើមកទៀតប្រើចុះប្រើឡើងហ្នឹងមកដដែលបាទអញ្ចឹងវាអត់តមានអីផ្លាស់ប្ដូរទេដោយសារពេលហ្នឹងគាត់មកមើលហ្នឹងបន្ទាប់ពីលោកយាយមុនហ្នឹងបើន័យថាអ្នកគ្រូមុនណាបាទអញ្ចឹងនៅតទៀតព្រោះថាអីគ្រូមុនហ្នឹងពេលដែលពេលយើងទៅព្យាបាលគាត់នៅកន្លែងគាត់មានសេមាព័ទ្ធអញ្ចឹងអត់អីទេតែគ្រាន់តែចេញពីផ្ទះគាត់មកហ្នឹងដឹកមកផ្ទះវិញហ្នឹងទៀតតែពេលអញ្ចឹងយើងធ្វើអីអត់កើតខ្ញុំក៏ទេទៅរកគ្រូសាស្ត្របណ្ដោយទៅគាត់ក៏ពីចង្ងាយគាត់ក៏សុំមើលរូបថតមកខ្ញុំផ្ញើរូបថតទៅឲ្យគាត់មើលទៅគាត់ថាគាត់មានបញ្ហាអញ្ចឹងគាត់ចាប់ផ្ដើមគាត់ពងជិះម៉ូតូហ្នឹងអរគុណគាត់ដែរគាត់ពងជិះម៉ូតូពីកោះកុងមកហ្នឹងហើយគាត់ជប់តាមផ្លូវហើយគាត់ជួយធ្វើយើងហើយខ្ញុំចង់បញ្ជាក់តិចលោកគ្រូសាស្ត្រហ្នឹងគាត់ក៏មានអាជីពជាមន្ត្រីរាជការដែរមិនមែនអ្នកនេះទេណាចង់និយាយគាត់មន្ត្រីរាជការដែរទេហើយគាត់តែចេះលាក់មុខអញ្ចឹងគាត់ជួយយើងដោយសារយើងស្គាល់គ្នាទេហើយគាត់ក៏ប្រាប់យើងដែរថាមករយៈក្រោយហ្នឹងគឺរឿងច្រើនដែលនៅស្រុកខ្មែរយើងហ្នឹងមានបញ្ហាអញ្ចឹងមានន័យថាគាត់និយាយគាត់ថាពីមុនមកយើងឆ្លោះគ្នាគេឆ្លោះគ្នាអីគេប្រើកំភ្លើងប្រើអីណាឥឡូវអត់ប្រើទេគេប្រើផ្លូវក្នុងហ្នឹងខ្លាំងបាទព្រោះអត់ដឹងថាអ្នកណាអ្នកធ្វើនៅសុកឈឺយកហ្មងបាទអញ្ចឹងអាហ្នឹងហើយដែលជាការពេលខ្លះយើងនៅក្នុងការងារនៅក្នុងស្ថាប័នណាក៏ដោយពេលដែលចាប់ផ្ដើមមានអ្នកចំណែនយើងគេមិនទៅធ្វើយើងត្រង់ទៀតទេបច្ចុប្បន្នហ្នឹងអញ្ចឹងត្រូវតែប្រយ័ត្នប្រយែងបាទគេធ្វើតាមរបៀបផ្លូវក្នុងហ្នឹងគឺសុវត្ថិភាពសម្រាប់គេហើយបាទហើយយើងក៏មិនដឹងថាណាអ្នកធ្វើដែរអត់មានភ័ស្តុតាងហ្មងហើយនៅសុកឈឺមនុស្សយើងធម្មតាដើរសុកឈឺបាត់ឈឺទៅពេទ្យក៏មើលមិនជាដែរបាទតើគាត់ទៅជួយបានដើររួចវិញពេលខ្លះអញ្ចឹងអូខេអញ្ចឹងនេះជាសម្ដីរបស់លោកគ្រូទី2គាត់ជួយបានយូរទេហ្មងគាត់ជួយបានប្រហែលជារយៈពេលប្រហែលជា 2-3 ខែដែរហើយក្រោយពីគាត់មើលនឹងហើយគាត់ប្រាប់ថាឫសគល់វានៅផ្ទះនៅកំពង់សោមបាទអញ្ចឹងគាត់ទៅខ្ញុំអញ្ជើញគាត់ទៅធ្វើពិធីនៅនោះហើយម៉ាក់ខ្ញុំនៅភ្នំពេញនេះអ្វីដែលអស្ចារ្យមួយទៀតពេលដែលគាត់ទៅធ្វើពិធីនៅផ្ទះហ្នឹងគាត់ទៅគេហៅទៅសយ៉ាងនៅក្នុងផ្ទះហ្នឹងបើខ្មែរយើងគេហៅទៅសូត្រមន្តណាបាទតែគាត់គេហៅនៅខាងគេហ្នឹងហៅសយ៉ាងហ្នឹងគេធ្វើពិធីថ្ងៃពហុហើយពិធីរបស់គាត់ហ្នឹងអត់មានអីទេស្លឹកបទ្រាហើយនឹងទឹកសុទ្ធហ្នឹងបាទគេយកទៅប្រោះព្រំក្នុងផ្ទះហ្នឹងពេលដែលគាត់កំពុងតែធ្វើពិធីពុបម៉ាក់ខ្ញុំនៅភ្នំពេញនេះស្រែកហ្មងអូយក្តៅណាស់ដូចតេឡេកំងអញ្ចឹងស្រែកនៅផ្ទះហ្នឹងអាហ្នឹងដែលថារឿងពេលខ្លះជាថាគេធ្វើនៅនោះសោះហើយនៅនេះមានបញ្ហាអីដែរហើយទាំងនោះអត់ដឹងរឿងថាគាត់ធ្វើភ្លាមទេណាគ្រាន់តែធ្វើពុបនៅនោះនេះស្រែកនេះទេប្រាប់ថាម៉ាក់ពងស្រែកខ្លាំងឥឡូវក្តៅខ្លាំងណាស់បាទអញ្ចឹងគាត់ទៅរងាប់ផ្ទះនោះនៅខាងនោះឲ្យវាបាត់អាធម្មពលអាក្រក់នឹងចេញណាអញ្ចឹងធៀបបាត់ទៅបើយើងនិយាយវិញគេធ្វើគាត់រាប់ឆ្នាំហើយយើងដោះពេល1ខែ2ខែវាអត់ចេញទេវាមិនខ້ອຍពីជំងឺដែលថាជំងឺរ៉ាំរ៉ៃគ្មានណាគេព្យាបាលជំងឺរ៉ាំរ៉ៃមួយថ្ងៃពីរថ្ងៃជាទេបាទ
ចឹងគាត់ក៏ជួយបានដល់ដំណាក់កាលមួយដែលថាវាបានធូរស្បើយបន្តិចតែក៏មិនជាដែររឿងបន្ទាប់មកទៀតគាត់ក៏ទៅផ្ទះខ្ញុំនៅខេត្ត ម៉ាក់បងអញ្ជើញទៅផ្ទះនៅ ហ្នឹង ខេត្ត ដោយសារកម្មវិធី បាទ ហ្នឹងដូចជាចូលឆ្នាំ បាទ បុណ្យចូលឆ្នាំអញ្ចឹងគាត់ទៅជាមួយខ្ញុំ បាទ ភាគច្រើនពេលហ្នឹងភាគច្រើនខ្ញុំទៅណាគាត់ទៅនោះ ល្បាក់ឆ្នាំណាដែរបង? ដូចជាល្បាក់ឆ្នាំ2017-18នេះ បាទ ពេលហ្នឹងខ្ញុំការហើយអញ្ចឹងគាត់ទៅនៅក្នុងនាមជាម្ដាយក្មេក ត្រឡង ក្មេកត្រឡងទៅលេងផ្ទះយើងអញ្ចឹងណា បាទ អញ្ចឹងទៅស្នាក់នៅក្នុងអញ្ចឹងកំឡុងពេលគាត់ស្នាក់ហ្នឹងចាប់ផ្ដើមមានរឿងទៀតមានគេចូលគាត់នៅនោះ អ្នកនៅខាងនោះចូលគាត់ ពេលគាត់ទៅដល់ផ្ទះខ្ញុំហ្នឹងមានគេចូលគាត់ហើយបន្លំថាជាឪពុកខ្ញុំដែលស្លាប់ទៅហើយបន្លំជាម្ដាយខ្ញុំដែលស្លាប់ទៅហើយហើយទៅឲ្យបងប្អូនខ្ញុំសំពះគាត់ហើយខ្ញុំសំណួរសួរថាមនុស្សធម្មតាហើយអត់សូវជាស្និទ្ធស្នាលនឹងគ្នាហើយទៅឲ្យគេគ្រប់គ្នាមកសំពះលុតជង្គង់សំពះគាត់គេសប្បាយចិត្តអត់គេធ្វើហ្នឹងគេធ្វើឲ្យគាត់ហ្នឹងត្រូវបានគេស្អប់មានន័យអញ្ចឹងហើយទៅឲ្យអ្នកផ្សេងដែលថាជាបងជាប្អូនសាច់ឈាមហ្នឹងមកលុតជង្គង់សំពះគាត់ចឹងអ្នកផ្សេងទៀតគេអត់ដឹងថាគាត់ហ្នឹងមានរឿងអីទេគេគិតថាគាត់ហ្នឹងគេធ្វើសម្ដែងដើម្បីឲ្យគេទៅគោរពគាត់លុតជង្គង់គោរពគាត់ហើយបំណងឲ្យគេឲ្យគាត់ធ្វើចូលមកធ្វើឲ្យគេធ្វើអញ្ចឹងគឺដើម្បីឲ្យអ្នកផ្សេងហ្នឹងស្អប់គាត់អាហ្នឹងបើយើងនិយាយត្រឡប់មកទៅវិញគួរនិយាយថាកុំឲ្យមានអ្នកជួយគាត់ ហ្នឹងហើយក ុំឲ្យមានអ្នកឈឺឆ្អាលគាត់ មកឈឺឆ្អាលហើយឲ្យស្អប់ម្នាក់ហ្នឹងបុគ្គលម្នាក់ហ្នឹងមកថាម្នាក់ហ្នឹងដឹងស្អីចូលមកញ៉ៃញ៉ៃមនុស្សចង់ឲ្យថាមនុស្សធម្មតាមនុស្សយើងហងហើយអត់ជឿរឿងផ្លូវក្នុងហ្នឹងប្រហែលទេអញ្ចឹងពេលដែលយើងមានអាការៈបែបហ្នឹងគេពេបជ្រាយភាគច្រើនណាគេមិនចូលចិត្តទេនិយាយរឿងផ្លូវក្នុងនិយាយអីហ្នឹងគេមិនចូលចិត្តទេមនុស្សសម័យឥឡូវព្រោះគេអត់ជឿ បាទ អញ្ចឹងគេធ្វើឲ្យយើងហ្នឹងត្រូវបានគេស្អប់ឆ្ងាយអញ្ចឹងពេលដែលគេចូលមកហ្នឹងឲ្យហៅមកសំពះលុតជង្គង់អីផ្សេងហើយគេយល់មុខយើងគេធ្វើតាមឯណា តែពីក្រោយខ្នងគេនិយាយផ្សេងអញ្ចឹងពេលហ្នឹងក៏មានមីងម្នាក់នៅក្នុងភូមិហ្នឹងគាត់ប្រាប់ថានៅវត្តមួយហ្នឹងមានលោកប៉ាកែ គ្រូទី3ហ្នឹង គ្រូទី3 លោកហ្នឹងមើលគេជាគ្រប់គ្នាហើយប៉ាកែណាលោកហ្នឹងអញ្ចឹងលោកហ្នឹងនៅក្នុងលាងភ្នំហើយព្យាបាលមនុស្សប្រហែលជារាប់រយនាក់ហើយគេទៅស្រោចទឹកទៅអីនៅហ្នឹងគ្រប់គ្នាហើយលោកហ្នឹងល្បីមកទូទាំងប្រទេសល្បីសូម្បីតែ social media ក៏មានលោកដែរគេស្គាល់ដែរតែខ្ញុំអត់ចង់បញ្ចេញឈ្មោះដោយសារបច្ចុប្បន្នលោកគាត់សឹកហើយដោយសារមានបញ្ហា បាទ តែពេលហ្នឹងក៏អត់តន់សឹកទេហើយគាត់មានគេហៅបារមីខ្លាំងអញ្ចឹងទៅក៏នាំគាត់ទៅនោះព្យាបាលនៅក្នុងលាងភ្នំ15ថ្ងៃ នៅក្នុងលាងភ្នំវាវេទនាដែរជីវិតវាអត់មានអីព្រោះកន្លែងជាអៀតឥឡូវយើងសម័យចេះយើងទៅមន្ទីរពេទ្យកុនធៈឧបហាអត់មានកន្លែងអង្គុយ បាទ ហើយយើងត្រូវអង្គុយរងចាំនៅលើកាតេលតែមួយដេកនៅហ្នឹងអង្គុយនៅហ្នឹងយើងស្រាកសម័យមើលវាពិបាកប៉ុណ្ណាអញ្ចឹងគាត់ត្រូវចូលទៅក្នុងរូងភ្នំហ្នឹងរៀងរាល់ថ្ងៃពេលយប់ឡើងចូលទៅដល់ហ្នឹងខ្ញុំអត់និយាយចំខ្ញុំអត់បាននៅក្នុងហេតុការណ៍ហ្នឹងទេសារខ្ញុំពឹងមីងម្នាក់ហ្នឹងជួយមើលហើយអ្វីដែលខ្ញុំទទួលអានព័ត៌មានពីគាត់ហ្នឹងគេព្យាបាលបែបបារមីរបស់គាត់ហ្នឹងគាត់ថាលោកហ្នឹងគាត់ប៉ាកែអញ្ចឹងដោះបានមួយរយៈធូរមួយរយៈខ្ញុំក៏ទៅទទួលគាត់មកវិញកន្លះខែនៅក្នុងរូងភ្នំហើយរៀងរាល់យប់គឺត្រូវចុះទៅសមាធិនៅក្នុងហើយព្យាបាលជំងឺហើយមិនមែនមានតែគាត់មួយទេនៅក្នុងរូងហ្នឹងវាចូលរាប់រយនាក់មានតាំងពីក្មេងប្រហែលជា10ឆ្នាំអីក៏មានដែរហើយ10ឆ្នាំមកមានជំងឺហ្នឹងដែរស្រីក៏មានប្រុសក៏មានហើយបើយើងគិតវិញវាពិបាកទទួលយកក្មេងស្រីមានបញ្ហាគេធ្វើអញ្ចឹងទៅគេហៅលក្ខណៈថាវាអត់ដឹងអីអស់អាក្រាតកាយអីក៏មានដែរវាដល់លក្ខណៈចូលហៅបើយើងធម្មតាគេហៅឈួតយល់តែតាមពិតវាមិនមែនឈួតទេដោយសារអីវាមានបញ្ហារឿងលាងភ្នំហ្នឹងធំខ្លាំងលាងបុរាណឡាងបុរាណបានជើញតហ្នឹងហើយអញ្ចឹងបន្ទាប់ពីគាត់បានធូរហើយយើងក៏វោជាប្រកេនបច្ច័យសាងសង់នៅកន្លែងហ្នឹងដែរបាទខ្ញុំក៏បានចូលរួមសាងសង់ដែរទៅភាគច្រើនយើងអ្នកធ្វើបុណ្យយើងពេលដែលទៅណាមកណាពេលដែលគេជួយយើងជួយគេវិញបាទហ្នឹងហើយ
ចឹងបន្ទាប់ពីធូរហើយយើងក៏ត្រឡប់មកវិញមកជូនគាត់ត្រឡប់មកភ្នំពេញវិញនៅជាមួយយើងបន្តទៀតប៉ុន្តែរឿងហ្នឹងអត់ចប់ បាទទុំតែទី3 នៅសល់17គ្រូទៀតបាទ ចឹងមកដល់ភ្នំពេញវិញហ្នឹងគាត់នៅជាមួយយើងអត់សុខទេគាត់នៅនេះទៅគាត់ទៅកំពង់សោមទៅកំពង់សោមទៅមកនេះវិញដោយសារហេតុអីគេមកឲ្យគាត់នៅសុខហើយនៅភ្នំពេញហ្នឹងណាសូម្បីតែយើងធ្វើអីក៏គាត់អត់ពេញចិត្តគាត់ព្យាយាមថាយើងស្ដីយើងទាំងរឿងខ្លះដូចមិនសមហេតុផលមកឧទាហរណ៍ទៅជាគ្រាន់តែខ្ញុំទៅមើលកុនពីអ្នកប្រពន្ធខ្ញុំក៏អត់បានដែរហើយមិនក៏ចេញពីធ្វើការមិនមកផ្ទះមិនឯទៅណាទៅណីអីរឿងក៏អត់សមហេតុផលសោះរោរឿងយើងតតែមានបញ្ហាបាទអញ្ចឹងពេលគាត់ខឹងយើងអញ្ចឹងគាត់រត់ទៅកំពង់សោមតែពេលទៅដល់កំពង់សោមរឿងក៏កើតឡើងតទៀតរឿងនេះក៏រឿងសំខាន់ដែរទៅដល់កំពង់សោមដល់ថ្នាក់គប់ចានគាត់គប់ចានគាត់ខឹងប៉ាខ្ញុំគាត់គប់ចានគាត់គប់កបិតគប់អស់ហើយថាបើថាម៉មយើងរត់ចោលផ្ទះវានៅមិនកើតឯកភាពអញ្ចឹងអាការៈអញ្ចឹងវានៅបន្តរាប់ឆ្នាំអញ្ចឹងពេលដែលមានបញ្ហាប៉ាខ្ញុំគាត់ចេះតែរោអ្នកនេះអ្នកនោះទៅស្គាល់គេស្គាល់ឯងគេចេះតែរោទៀតហើយអញ្ចឹងក៏គាត់ឮថានៅកំពង់ចាមយ៉ាងនេះមាននិយាយចំនៅនោះញាតិមិត្តគាត់ប្រាប់ថាគាត់មានបងមួយជាគ្រូដោះអំពើហ្នឹងនៅខេត្តកំពង់ចាមអញ្ចឹងគេកណែនាំឲ្យទៅនោះទៅគ្រូទី4ទៅដល់ហ្នឹងផ្ទះគេធម្មតាចុងកាត់មាត់យកនៅតាមស្រុកស្រែអត់មានអីទេផ្ទះឈើសឹងតែធ្លុះធ្លាអស់ហើយដបូលដេកក្រោមផ្ទះហ្នឹងមានតែក្រែមួយហ្នឹងគ្មានស្អីបាំងទេពេលភ្លៀងមកសាច់ពីហ្នឹងអញ្ចឹងទៅដល់នោះប្រហែលជានៅកន្លះខែទៀតដល់នោះ5-10ថ្ងៃទៀតពេលដល់នោះអ្វីដែលសំខាន់ប្លែកហ្នឹងគឺគេចាប់ផ្ដើមព្យាបាលគាត់ហ្នឹងគេឲ្យគាត់ដេកលើកតេលអញ្ចឹងណាហើយគេមានអីទ្របអញ្ចឹងទៅពេលគេព្យាបាលហ្នឹងគេព្យាបាលបែបបរបារមីគេមានឲ្យធ្វើអីអញ្ចឹងទៅប៉ុន្តែអ្វីដែលសំខាន់គឺខ្នងគាត់ហ្នឹងគាត់ថាសឹបល្មោះតែពេលភ្លឺឡើងគាត់ឃើញសិតតាតកៅទុយតកៅមែនតើឬគាត់ឃើញតែឯងតកៅមែនតើយើងក៏ឃើញដែរចេញមកពីខ្នងគាត់គាត់គ្រូគាត់ប្រាប់ថាគេធ្វើខ្លាំងណាស់អញ្ចឹងអានេះគេចេញមកពីខ្នងហ្នឹងណាអូយហើយឥឡូវបើយើងថាគ្រូគាត់បោកយើងចោះបើយើងអ្នកខ្លួនឯងអ្នកដឹងហ្នឹងគាត់ខ្លួនឯងគាត់ថាតកៅនឹងចេញពីសាច់គាត់ល្មោះហើយភ្លឺឡើងឃើញហើយអូសាហាវនោះឃើញរាល់ថ្ងៃបើមានតបៅវាសំមានតកៅហ្នឹងហើយនេះវាអត់មានទេអត់មានតកៅទេអត់មានតបៅទេគឺចេញពីខ្លួនគាត់មកឃើញហ្នឹងទូចប្រហែលជាប៉ុនជើងធំយល់អារបៀបតកៅសម្រាមតកៅតបៃហ្នឹងខ្ញុំយល់តកៅហ្នឹងតកៅសសបាទអញ្ចឹងគាត់ព្យាបាលហ្នឹង 5-10 ថ្ងៃបានធូរក៏គាត់ចេញមកវិញមកអញ្ចឹងពេលធូរយើងជូនសគុណជូនអីគ្រូហ្នឹងទៅតទៀតហើយអាហ្នឹងអត់មានអីទេបើយើងគេព្យាបាលគាត់តែគាត់ជាទៀតហើយតែវាបានដូចថាមកធូរអញ្ចឹងណាដូចជំងឺពេលដែលគាត់ធូរគាត់ព្រួយអារម្មណ៍គាត់ជាតែពិតគាត់មិនមែនជឿទេគាត់នៅតែឈឺដដែលប៉ុន្តែគ្រាន់តែវាធូរជាងមុនវាអស់ទៅដូចហៅរំដោះកម្មគាត់មានច្រើនអញ្ចឹងយើងដោះម្ដងមួយកម្មវាមិនទាន់អស់បើនិយាយពីទយងចេញបកមកស្ទប់សល់មកស្ទប់បកមកស្ទប់សល់មកស្ទប់ប៉ុន្តែវិញ្ញាណដែលចូលគាត់គឺនៅតែដដែលប្រភេទវិញ្ញាណតែមួយឬក៏ដូចតបងប្រភេទវិញ្ញាណតែពិតគ្រូវាដដែលទេប៉ុន្តែក្រោយគេមានគ្រូពីខាងជួយជីវ៉ាគេថែមគ្រូទៀតពីមុនបិទតព្រំជួយជីវ៉ាគេមានមកពីខាងតកែវអញ្ចឹងមានច្រើនហើយគេប្រើមករហូតបាទបងជើញតទៅទៀតចុះអញ្ចឹងពេលដែលគាត់ត្រឡប់មកវិញហ្នឹងគាត់ក៏មកស្នាក់នៅផ្ទះខ្ញុំហ្នឹងតទៀតទៅអ្វីដែលមានថ្ងៃមួយហ្នឹងខ្ញុំមេឃវាភ្លៀងនៅមុខផ្ទះគេគ្រប់គ្នាអត់មានចលែនទេតែផ្ទះខ្ញុំមានចលែនលិចទឹកទេអត់លិចទេព្រោះផ្ទះយើងថ្នល់កស៊ូបាទហើយបន្តមកមានបេតុងពីមុខកាឡាពីមុខផ្ទះគេក៏ដូចយើងក៏ដូចគេប៉ុន្តែដែលឡែកផ្ទះគេគ្រប់គ្នា3-4ផ្ទះហ្នឹងគឺគ្មានចលែនទេតែផ្ទះយើងហ្នឹងមានចលែនវាចូលផ្ទះគឺ direction របស់គាត់ហ្នឹងគឺចូលផ្ទះយើងហ្មង
គឺបខំចូលនាំគ្នាសម្រុកចូលមកមិនមែនមានតែមួយទេមកវង4 10 20ចឹងទៅវាសម្រុកចូលមកផ្ទះយើងចូលក្នុងទ្វារយើងណាតែពេលថ្ងៃតិចខ្ញុំមកដល់ផ្ទះវិញពីព្រលឹមខ្ញុំឃើញណាពេលថ្ងៃតិចខ្ញុំដល់ផ្ទះខ្ញុំឃើញចលែនហ្នឹងងាប់ទៅលើអាហ្នឹងវាក្តៅវាចូលដល់ត្រឹមដល់ក្នុងផ្ទះយើងបន្តិចវាងាប់ប៉ុន្តែអ្វីដែលប្លែកគឺផ្ទះគេផ្សេងអត់មានហើយអ្វីដែលខ្ញុំសង្កេតមើលចលែនហ្នឹងគឺវាចូលផ្ទះយើងហ្មងវាមិនមែនថាវាមានចេតនាចូលហ្មងណាយល់ហើយផ្ទះគេមិនចូលវាចូលតែផ្ទះយើងវាមិនមែនជារឿងចៃដន្យវាមិនមែនចៃដន្យទេបាទភ្លៀងតិចមួយហ្នឹងគ្រាន់តែសើមដីមកអញ្ចឹងអាហ្នឹងរឿងហ្នឹងក៏រឿងមួយដែលខ្ញុំមើលឃើញសង្កេតមើលថាវាប្លែកអញ្ចឹងពេលដែលគាត់នៅមួយយើងបន្តទៀតទៅហ្នឹងចាប់ផ្ដើមមានគេចូលមកទៀតហ្នឹងគេបន្លំធ្វើជាគេថាធ្វើជាគ្រូធ្វើជានេះធ្វើជាលោកយាយម៉ៅគេបន្លំថាគេលោកយាយម៉ៅគេបន្លំដោយសារគេថាសាច់ឈាមគេថាគាត់ហ្នឹងត្រូវជាកូនជាបុត្រយាយម៉ៅអញ្ចឹងគេចូលមកអញ្ចឹងណាអញ្ចឹងគេធ្វើមកដូចគេហ្នឹងមកជួយវិញអញ្ចឹងគេក៏ប្រកបយើងហ្នឹងឲ្យទៅរៀបចំអាសនៈឲ្យគេហើយយើងហ្នឹងទៅរវល់ធ្វើទៀតហើយធ្វើអស់ប្រហែលជាជាង 2000គាត់រៀបចំអញ្ចឹងថាគេធ្វើឲ្យយើងនឹងអស់លុយហ្មងបាទតទៅពេលយើងរៀបចំរៀបអីហើយដូចយើងទៅរៀបចំបារមីឲ្យគេកាន់តែខ្លាំងហ្នឹងហើយចុងក្រោយគេមកធ្វើយើងវិញដដែលទេអានេះដូចវារឿង GPS ឲ្យចោលដាក់កាមេរ៉ាសុវត្ថិភាពឲ្យចោលអញ្ចឹងហ្នឹងហើយអញ្ចឹងសរុបទៅពេលគេចូលមកគេធ្វើគេហ្នឹងគេអ្នកមកជួយអញ្ចឹងគេមកឲ្យកូនចៅអីអញ្ចឹងទៅតែធៀបពិតពួកហ្នឹងបន្លំយល់ហើយបន្តមកទៀតបន្ទាប់ពីគាត់រៀបចំអាសនៈយើងក៏ដឹងដែររាប់ឆ្នាំដែររាប់ជីវិតគាត់ទៅពេលចុងក្រោយយើងទៅជួបមួយអ្នកផ្សេងទៀតនៅកំពង់សោមនេះគាត់គ្រូទី5គាត់មិនមែនជាគ្រូអាជីពទេប៉ុន្តែគាត់មានគេហៅមានគ្រូគាត់កាន់អញ្ចឹងណាហើយគាត់ក៏មិនដែរមើលអ្នកផ្សេងដែរយល់តែគាត់មើលឲ្យយើងហ្នឹងក៏គាត់ប៉ះខ្លួនគាត់ដែរតែបើធម្មតាគាត់អត់មើលទេដោយសារតែពេលមើលហើយគឺគាត់ប៉ះរបស់គេវិញហើយគាត់ត្រូវរបួសត្រូវអីឡងអញ្ចឹងទៅអញ្ចឹងគាត់មើលទៅគាត់ថាកន្លែងហ្នឹងមិនមែនលោកយាយម៉ៅទេគឺគេបន្លំទេហើយឲ្យរើឲ្យឆាប់តែមិនរើទេរឿងកាន់តែធំបាទបើឥឡូវយើងគិតមើលរៀបអស់ 2000 រៀបអស់2000ហ្នឹងមិនធម្មតាដាក់រូបច្រើនណាគេកំងដាក់រូបនេះរូបនោះរូបនេះអញ្ចឹងត្រូវចាំបងប្អូនចាំចេះបើករណីអ្នកធម្មតាណាគ្រូបាត់ជាងធម្មតាគាត់អត់តម្រូវយើងធ្វើអីទេគឺមានតែស្លាធម៌ដងបាយសីតែប៉ុណ្្នឹងទេរូបចម្លែកដែលគេប្រកបមកមិនមែនជាអ្នកថែរក្សាយើងទេត្រូវចាំប៉ុណ្្នឹងអ្នកថែរក្សាយើងអត់ត្រូវការរូបទាំងអស់ហ្នឹងទេរូបដៃ8រូបនេះរូបនោះអានោះគឺពួកអមនុស្សដែលត្រូវការចម្រើនគេហៅចម្រើនធម៌ចម្រើនកម្មដ្ឋានមកគេចម្រើនធម៌ពលរបស់គេទេអញ្ចឹងគ្រូធម្មតាដែលគ្រូបាត់ជាយើងហ្នឹងអត់មានត្រូវការអស់ហ្នឹងទេបងប្អូនត្រូវចាំយើងកុំទៅពេលគេប្រាប់ថាដាក់រូបនេះអាហ្នឹងបានន័យមនុស្សហ្នឹងមានបញ្ហាហើយគ្រូហ្នឹងមានបញ្ហាហើយអញ្ចឹងបុរាណខ្មែរយើងរៀបចំអាសនៈគ្រូគឺយើងមានតែបាយសីយើងមានតែស្លាធម៌យើងមានដងកែវតែប៉ុណ្្នឹងចប់ហើយអាហ្នឹងគ្រូរបស់ខ្មែរយើងដែលខាងពុកណាមានប៉ុណ្្នឹងទេតែបើគេរៀបប្រកបឲ្យយើងថាដាក់រូបដៃ8រូបនេះរូបនោះអាហ្នឹងគ្រូនឹងមានបញ្ហាបាទឥឡូវយើងទាញចូលមកសាច់រឿងយើងវិញអូខេអញ្ចឹងបន្ទាប់ពីគាត់រើអីហើយអញ្ចឹងទៅគាត់បានធូរភាសាតែបានយើងដុតចោល$2000ហ្នឹងហើយដុតចោល$2000រើចោលទាំងអស់ហើយត្រូវយកដឹកក្លានទៅចោលកណ្ដាលព្រៃទៀត take time ច្រើនណាស់បាទអស់ទាំងលុយអស់ទាំងពេលវេលាអញ្ចឹងអាកន្លែងហ្នឹងយើងពិបាកដែរនឹងនិយាយដែរព្រោះពេលដែលគេចូលមកគាត់គេថាអ្នកថែអាសាយើងមិនត្រូវ follow តាមគាត់បាទបើយើងមិនជឿមិនបើយើងកំពុងមានបញ្ហាអញ្ចឹងដោយឡែកអ្នកគ្រូដែលគាត់ជួយក្រោយហ្នឹងតបពីគាត់ជួយហើយគាត់ត្រូវបោះគេវិញដែរគាត់ព្យាបាលរយៈពេលអាចចូលមួយអាទិត្យទៅ2អាទិត្យបានគាត់ធូរមកវិញតែគាត់ក៏អត់មានខឹងសម្មាយើងគាត់ចង់ជួយដោយសោះចិត្តអញ្ចឹងណាគាត់ឃើញពិបាកពេកហ្នឹងហើយអញ្ចឹងគ្រូទី4អាចជួយដោះបានប្រវែងណាដែរ
ដូចជាមិនយូរវាច្រើនមួយគ្រូទៅមួយគ្រូបានយើងច្រើនមួយខែពីរខែហ្នឹង វិលសភាពមកដែរ វិលសភាពមកទៀតដែរវាមានអាការៈថ្មីថ្មីដូចជានៅសុកទៅចូលគ្រូចូលរឿងលោកយាយម៉ៅចូលអីចឹងណា បានន័យថាចាអ្វីដែលខ្ញុំស្ដាប់ទៅវាទូទាត់ជាមួយនឹងអ្វីដែលបងមានប្រសាសន៍ថាគេបានរកគ្រូច្រើនព្រោះគ្រូទី1ចេញមកជាសត្វជាអីចឹងទៅចេញ style មួយទៅ តែផ្សេងគ្នា ដឹងល្បិចអស់ហើយគេដូរយុទ្ធសាស្ត្ររបស់គេប្រើប្រាស់អីផ្សេងចឹងទៀតទៅ ពេលដំបូងគេមិនប្រើព្រាយប្រើឆ្កែប្រើអីមកអញ្ចឹងណាអញ្ចឹងយើងដឹងតែពេលក្រោយមកទៀតគេថាគេលោកយាយម៉ៅ បាទកន្លែងហ្នឹងក៏យើងមិនហ៊ាន យើងមិនហ៊ានអញ្ចឹងចង់បញ្ជាក់ដែរតែរាល់ពេលដែលគាត់ខ្ញុំជូនគាត់ទៅកន្លែងណាមួយអញ្ចឹងអាហ្នឹងរំលឹកឡើងវិញឯងពេលខ្ញុំជូនគាត់ទៅតំបន់ណាមួយដែលដូចជាប្រាសាទដូចជាកន្លែងដែលគេគោរពបូជាធំគឺតែងតែមានវិញ្ញាណចូលគាត់ខ្ញុំឧទាហរណ៍មួយថ្ងៃមួយខ្ញុំជូនគាត់ទៅព្រះវិហារអ្វីដែលបញ្ហាគឺគាត់ទៅដល់ឯព្រះវិហារហ្នឹងស្រាប់តែព្រលឹងតាឌីចូលប៉ុន្តែដល់នេះមែនតើណោះអត់ដឹងថាមែនតើឬលេងមិនដឹងប៉ុន្តែចូលហើយធម្មតានៅកដាលវាលអញ្ចឹងហើយគេមានឆ្មាំការពារអញ្ចឹងយើងចូលប្រទេសបដាអញ្ចឹងខ្ញុំសួរថាតើកូនចៅយើងមានអារម្មណ៍ម៉េចយើងត្រូវធ្វើម៉េចចាំបើគេចោទយើងថាយើងនឹងមានបញ្ហាទៅយ៉ាបាទអញ្ចឹងយើងបារម្ភមកកន្លែងហ្នឹងអញ្ចឹងយើងព្យាយាមពុំឲ្យគាត់មានបញ្ហាយើងប្រាប់អ្នកនេះហ្នឹងគាត់មានបញ្ហាចេះអញ្ចឹងពេលដែលលោកតាឌីចូលគាត់យើងសន្មតថាជាលោកតាឌីហ្នឹងហើយតែគាត់បង្ហាញអាកប្បកិរិយាបែបណានិយាយបែបណាកាយវិការបែបណាអាការៈគាត់គឺមនុស្សប្រុសសុទ្ធនិយាយបែបប្រុសសំឡេងប្រុសចូលមកចង់ជក់បរិយផឹកស្រាអញ្ចឹងទៅហើយគាត់ប្រាប់ថាកន្លែងនេះគាត់លោតឡើងហ្នឹងប៉យតាឌីហ្នឹងគាត់ថាលោតឡើងហ្នឹងអាហ្នឹងនៅព្រះវិហារបើគាត់ចូលគាត់ទៅដល់ភ្នំយ៉ាតគាត់អត់មានផ្សារអត់មានផ្ញើសារអីលើសពីគ្រាន់តែច្អល់ថាគាត់លោតកន្លែងហ្នឹងចង់ផឹកស្រាចង់ជួបបរិយអីទេគាត់មកគាត់គ្រាន់តែប្រាប់ថានិយាយតាក់ទងជាមួយនឹងប៉ាខ្ញុំថានេះជាអតីតមិត្តភក្តិគ្នាពីអតីតជាតិមកអញ្ចឹងគាត់ប្រាប់រៀបរាប់ចង់ប្រាប់ថាកន្លែងហ្នឹងមានស្អីហើយមានតំណែងអីមួយយើងហេតុអីបានគាត់មកចូលយើងបានអាហ្នឹងយើងមិនដឹងថាជារឿងពិតឬក៏រឿងយ៉ាងម៉េចទេព្រោះគាត់គ្រាន់ចូលមកតែប៉ុណ្្នឹងតែអ្វីដែលសំខាន់គឺយើងមិនចង់ឲ្យវាបង្កផលរំខានពេលយើងកំពុងតែដើរលេងហើយនៅកន្លែងបែបហ្នឹងទៀតយល់ទៅដល់ប្រាសាទហ្នឹងគឺចូលចឹងបាទតែពេលទៅដល់ប៉ៃលិនកន្លែងលោកយាយយ៉ាត់ចូលទៀតលោកយាយយ៉ាត់ចូលទៀតបាទចូលហើយចឹងមក trip ហ្នឹងគឺចូលហ្នឹងអត់មានអីគឺចូលរហូតដល់កន្លែងណាគឺចូលកន្លែងហ្នឹង5ថ្ងៃគឺទៅកន្លែងណាចូលកន្លែងហ្នឹងហើយតែពេលចូលមកលោកយាយយ៉ាតចូលមកចូលហើយចូលពេលយប់ទៀតអាពេលថ្ងៃចូលមកសាហើយតែគាត់ទៅគាត់មិនមែនទៅគាត់គ្រាន់ទៅមើលគាត់អត់បានឲ្យធុឲ្យគេទេគាត់ទៅឈរមើលអញ្ចឹងខ្ញុំរំលឹកឡើងវិញខ្ញុំគិតថាអាហ្នឹងក៏ជាបច្ច័យមកអនាគតទៀតពេលអនាគតបានគេនិយាយរឿងគាត់តទៀតអាហ្នឹងពេលក្រោយខ្ញុំប្រាប់បាទគាត់ទៅក៏អត់មានឲ្យធុអីទេគាត់ទៅមើលហើយចូលប្រហែលជាពេលហ្នឹងគេចូលគាត់ឃើញឲ្យធុហ្នឹងមិនដឹងព្រោះខ្លួនឯងឲ្យធុខ្លួនឯងមិនកើតអូខេខ្ញុំយល់ហើយតែទៅពេលដែលយប់ឡើងខ្ញុំគិតថាអីថ្ងៃចូលថ្ងៃហើយទៅពេលយប់ឡើងម៉ោង 2:10 ហើយដាស់យើងពីបន្ទប់ហ្នឹងទៅហៅទៅនិយាយហៅទៅប្រាប់ថាគាត់មកហ្នឹងគាត់មកជួយចេះទៀតវាទៀតទៅចង់និយាយថាវាអត់មានរឿងចប់ហើយអាហ្នឹងមិនដឹងថាលោកយាយយ៉ាត់មែនឬក៏អត់រឿងវាខ្លាចតែគេប្រើមកឲ្យរំខានយើងអញ្ចឹងបាទពីម្ល៉េះនៅសុកម៉ោង10យប់មិន10យប់ហៅឯងពីបន្ទប់ទៅនិយាយដល់ម៉ោង1ម៉ោង2ប្រាប់រឿងអីចេះចង់ជួយនេះជួយនោះវាគ្មានទេចង់ក្រោយមិនបានជួយស្អីទេអញ្ចឹងបានខ្ញុំសរុបមកវិញមិនមែននិយាយយ៉ាត់ចូលទេគឺគេប្រើមកទៀតប្រឡប់បាទអញ្ចឹងគាត់ចូលមកតាមផ្លូវហ្នឹងនិយាយចំតាមផ្លូវឲ្យតែកន្លែងណាមានបញ្ហាមានថាតាលបងកញ្ញូងចូលទៀតអញ្ចឹងយើងយូរទៅលេងហ៊ានចង់ដើរជាមួយខ្ញុំយល់ដោយសារបើដើរកន្លែងណាក៏ចូលកន្លែងហ្នឹងដើរកន្លែងណាចូលកន្លែងហ្នឹងខ្ញុំយល់អញ្ចឹងយើងជាកូនចៅហ្នឹងក៏ពិបាកដែរតែបើមិនជូនគាត់វាមិនកើតអញ្ចឹងបានចូលមកតមកទៀតមកចាប់ពីហ្នឹងទៅគាត់ក៏នៅតែមានបញ្ហាអញ្ចឹងប៉ាខ្ញុំក៏នាំទៅខាងកំពង់ស្ពឺយ៉ាងនេះគ្រូទី5បាទគាត់នាំទៅកំពង់ស្ពឺហ្នឹងតែគ្រូហ្នឹងគេគ្រូខ្លះល្បីហ្នឹងតែខ្ញុំប៉ិតបោកគេ
វះយកនេះយកនោះចេញពីខ្លួនយើងអញ្ចឹងណាគេថាយើងមានជំងឺអញ្ចឹងគេវះយកមកស្ដុំដែកជាដេកគោលជាអីអញ្ចឹងណា អ្វីដែលយើងមើលអត់ឃើញ អ្វីយើងមើលមិនឃើញគេវះភ្លឹបចេញមកតែពេលដែលយើងដឹងថាគ្រូខ្លះគ្រាន់តែបោកយើងទេមិនមែនជាគ្រូពិតប្រាកដទេ អញ្ចឹងបងអាចពណ៌នាលំអិតតាក់ទងមួយគ្រូទី5បានទេ អញ្ចឹងគ្រូទី5ហ្នឹងគេព្យាបាលគេថាយើងហ្នឹងមានបញ្ហាដែលហៅយើងចេះតែលមាស់ខ្នងលមាស់អីហ្នឹងដោយសារមានគេដាក់ស្អីចូលក្នុងហ្នឹងមានដែកមានដេកគោលមានអីអីចឹងណា បាទ អញ្ចឹងគេព្យាយាមគេវះកាត់គាត់អញ្ចឹងវះទៅគេបានជាដេកគោលគេបានជាដែកគេបានជាលួសហើយបានអីជាអីមកអញ្ចឹងទៅតែបើជាខ្ញុំវិញខ្ញុំគិតថាគ្រូហ្នឹងបោកទេអញ្ចឹងបងប្អូនក៏ត្រូវប្រយ័ត្នដែរថាគ្រូយើងជឿប៉ុន្តែជឿឲ្យមានសតិជឿឲ្យមានបញ្ញាក្នុងការជឿណា បាទ អរូបីខ្ញុំជឿថាវាពិបាកនឹងជឿប៉ុន្តែយើងក៏ត្រូវថែមបញ្ញាយើងទៅជឿដែរមិនមែនថារឿងខ្លះចេះតែជឿទាំងអស់ទេអញ្ចឹងគ្រូហ្នឹងមិនយកជាការអីបានទេ បានន័យថាគ្រូទី5អាសាបង អាសាបង អត់មានលទ្ធផលធូរស្បើយអត់មានអ្វីទាំងអស់ អត់មាន ត្រឡប់មកផ្ទះវិញ ឆ្លងផ្ទះវិញអញ្ចឹងបោះតលុយអស់តែពេលហើយក្រោយមកទៀតគាត់ទៅខាងនិយាយចំនៅប៉ែកខាងកពតប៉ែកខាងកពតហ្នឹងគ្រូទី6ហ្នឹងចឹងដែរគេល្បីតាហ្នឹងងឹតភ្នែកហើយគេប្រកែតែទៀតពិតទៅដូចគ្នាចឹងហ្នឹងម៉ាក់ខ្ញុំខ្លួនឯងចាប់ខ្លួនឯងផ្ទាល់ហ្មងថាតែឯងបោកអញ្ចឹងក៏ងាកមកវិញដែរអាហ្នឹងគឺ6ក៏អត់ប្រយោជន៍ដែរដើរចង់គ្រប់ខេត្តដែរ ខេត្តដែរ បាទ ហើយបើគ្រូមួយទៀតនៅម្ដុំហ្នឹងដែរកពតកំពង់ស្ពឺហ្នឹងដែរនៅក្នុងរឿងជ្រៅដែរនឹងអាសាចេញចូលដែរតែគ្រូគាត់ហ្នឹងគ្រាន់បើអាចព្យាបាលគាត់ថាធូរបានមួយរយៈដែរបានប្រហែលជា3 4 ខែដែរតែក្រោយមកទៀតក៏នៅតែដដែលអញ្ចឹងយើងរហូតដូចថាជំងឺវាអត់ព្យាបាលអត់ត្រូវវាអត់ត្រូវកន្លែងឬមួយក៏មិនទាន់ដល់ពេលឬកម្មយើងវាមិនទាន់អស់វាពិបាកអញ្ចឹងបាក់និយាយថាគ្រូមួយគាត់ប្រកែតែពេលដែលគាត់ព្យាបាលតែពេលយើងឈប់ទៅវានៅដដែលអញ្ចឹងបន្តមកទៀតក៏គាត់ចេះតែនៅអញ្ចឹងទៅប៉ាខ្ញុំក៏ចេះតែដើររទៅស្រាប់ចៃដនអីថ្ងៃមួយគាត់ទៅស្រុកគាត់នៅខាងកំពង់ស្ពឺហ្នឹង គ្រូទី8ណា ហ្នឹងហើយ បាទ គាត់ខាងកំពង់ស្ពឺហ្នឹងគាត់ជួបមួយបងប្អូនគាត់ក៏សួរអាការៈមីងមិនហើយឈឺប៉ាខ្ញុំក៏ប្រាប់ថាឈឺចេះអូបើមិនមកពូទៅជួបមួយលោកពូទៅពូលោកគាត់ជាលោកអញ្ចឹងគាត់ហៅលោកពូនៅវត្តហ្នឹងប្រកែគាត់ខាងអញ្ចឹងខាងដោះអំពើប្រព័ន្ធអញ្ចឹងក៏ប៉ាខ្ញុំក៏មុនលោកមក បាទ មុនលោកមកក៏មកមើលយកម៉ាក់ខ្ញុំទៅដល់វត្តហើយជួបលោកគ្រាន់តែជួបមុខលោកជេរលោកបដ ாய் ជេរសឹកអាតងោល លោកអត់មាត់ទេលោកសើចដោយសារអីធម្មតាពួកអមនុស្សដែលពេលដែលគាត់ជួបជាមួយនឹងគ្រូឬក៏ជួបជាមួយនឹងលោកសង្ឃដែលមានមុនជាការគាត់តែងតែកំញើញឯងគេហៅស្រែកគម្រាមមុនណាជេរយកមុនថាឈ្នះហើយឈ្នះហើយគេដឹងអស់ហើយអាក្បួនអស់ហ្នឹងវាធម្មតាវាដដែលអញ្ចឹងលោកសើចថាឯងសើចស្អិនទៅតិចទៀតដឹងហើយដឹងគ្នាហើយអញ្ចឹងលោកក៏ចាប់ដើមរៀបពិធីស្រោចទឹកស្រោចអីទៅពេលដែលស្រោចទឹកស្រោចអីហើយលោកក៏មើលក្បួនលោកប្រាប់ថារឿងនេះមានពាក់ព័ន្ធជាមួយនឹងគ្រូបាត់ជាយខាងម៉ាក់ខ្ញុំហ្នឹងគាត់មានបញ្ហាគ្រូបាត់ជាយបានន័យថាគាត់គ្រប់គេអត់ល្អអញ្ចឹងក៏ឲ្យម៉ាក់ខ្ញុំហ្នឹងទៅរៀបគ្រូបាត់ជាយគាត់ថាដោយសារយើងមិនបានរៀបបានល្អបានគ្រប់បូជាបានល្អបានគេបើកដៃឲ្យអ្នកផ្សេងចូលរឿងដែលថាវាច្រើនពេកហ្នឹងណាដោយសារតែគ្រូយើងហ្នឹងគោរពបូជាហ្នឹងយើងមិនបានគោរពឲ្យបានត្រឹមត្រូវគាត់បើកដៃឲ្យគេចូលអាហ្នឹងឲ្យដឹងថាអញអត់ជួយឯងពិបាកមិនតែគេថាខ្មោចស្រុកឲ្យដៃខ្មោចព្រៃបានដៃណាហ្នឹងហើយបាទខ្មោចស្រុកមកឲ្យដៃទេខ្មោចព្រៃវាមកចូលរួចបាទយល់អញ្ចឹងបានមករយៈហ្នឹងឃើញគាត់ដើរទៅកន្លែងណាក៏គេចូលគាត់បានដែរបើគ្រូគាត់បើកឲ្យអស់ហើយមានន័យថាប្រហោងបានហើយគេក៏ចូលបានណាគេក៏ចូលបានដែរអញ្ចឹងគាត់ក៏ចាប់ដើមគាត់ថាគាត់មើលក្បួនគាត់ទៅគាត់ថាគ្រូបាត់ជាយអញ្ចឹងគេគ្រូបាត់ជាយឲ្យគោរពឲ្យបានល្អអញ្ចឹងក៏គាត់រៀបចំដាក់ដូចខ្ញុំនិយាយមិញហ្នឹងមានអីទេដូងមួយគូហ្នឹងហើយនឹងបាយសីតែប៉ុណ្្នឹងចប់ហើយគ្រប់បូជារាល់ថ្ងៃត្រូវតែអុជធូបរាល់ថ្ងៃហើយអ្វីដែលសំខាន់
មានថ្ងៃមួយហ្នឹងគាត់អត់នៅផ្ទះហើយគាត់មកបំពេញនេះ ប៉ុន្តែពេលដែលក្របូជាគាត់មានអាការៈធូរស្បើយទេលែងសូវចូលទេឬក៏មិនដែរ តាំងពីគាត់រៀបមករយៈពេល3ឆ្នាំគាត់ជា3ឆ្នាំ ធូរ3ឆ្នាំ ធូរ3ឆ្នាំធូរ3ឆ្នាំបានន័យថារៀបត្រូវធូរ3ឆ្នាំ គ្រូ តែ ទី8 ហ្នឹងហើយតែគ្រូហ្នឹងកាចមិនពេលដែលគាត់នៅផ្ទះគាត់អុជធូបតែគាត់អត់នៅផ្ទះគាត់មកបំពេញអញ្ចឹងគាត់ប្រាប់ប៉ាខ្ញុំឲ្យអុជហើយប៉ាខ្ញុំអុជជាទូទៅគាត់ចេះតែច្រឡំចេះចោះដាក់នេះដាក់នោះខុសអញ្ចឹងណាមានថ្ងៃមួយហ្នឹងអាកំប៉ុងជើងធូបហ្នឹងធ្លាក់ពីលើមកហ្មងធ្លាក់ពីលើហឹងមកម្ដងក្រោមរឿងមួយដល់ថ្នាក់ហ្នឹងឥឡូវយើងគិតមើលកំប៉ុងជើងធូបដាក់រងហើយលើហ្នឹងវាមិនដែលធ្លាក់ នឹងហើយពូធ្ងន់ វាធ្ងន់ហើយវាតម្រូវយើងត្រូវហើយវាអត់មានអីត្រូវធ្លាក់ទេតែហេតុមិនកំប៉ុងជើងទូនឹងធ្លាក់ កាញ គាត់កាចខ្លាំងដោយសារគាត់ទៀបគាត់អត់ធុកខុសហើយម៉ាក់ខ្ញុំនេះអត់ពេលដែលគាត់អុជធុកនៅនោះគាត់ត្រូវតែទេទូរស័ព្ទអនឡាញហ្នឹងណាគាត់អ្នកត្រូវអ្នកនិយាយ យល់ ហើយពេលហ្នឹងប៉ាខ្ញុំគាត់អត់គាត់ខ្ជិលគាត់និយាយខ្លួនគាត់ មានន័យថាចេះខ្ញុំស្ដាប់តែពីម្នាក់ហ្នឹងក្រៅពីម្នាក់ហ្នឹងខ្ញុំមិនស្ដាប់ អត់ទទួលតោះអញ្ចឹងអត់ព្រមទេមកនេះគាត់អុជខ្លួនគាត់និយាយខ្លួនគាត់ត្រូវបណ្ដោយអញ្ចឹងគ្រូគាត់កាចខ្លាំង បាទ អញ្ចឹងបានគ្រូនឹង3ឆ្នាំដែរពេលរៀបគ្រូបាន3ឆ្នាំ ចុះពេលធ្លាក់ដាកំប៉ុងជើងធូបហ្នឹងតើអ៊ំស្រីដែលនៅខាងពេញនេះអត់មានអាការៈខុសប្រែប្រួលអីទេ គាត់ដឹងមានបញ្ហាភ្លាមគាត់ទេទៅហ្មងនៅនោះធ្លាក់កំប៉ុងជើងធូបតែនៅដឹងថាមានបញ្ហាគាត់ក៏ទេទៅសួរមិនអីបានអុជទូអីហ្នឹងអុជខ្លួនឯងមុនហ្នឹងតែធ្លាក់កំប៉ុងជើងធូបនេះស្ដីឲ្យបណ្ដោយគាត់ថាលើកក្រោយទេអុជត្រូវទេមកគាត់នៅវីដេអូខលមកគាត់បានគាត់និយាយបានហើយប៉ាខ្ញុំគាត់ខ្ជិលគាត់ថារវល់ផងអីផងអ្នកមិនជឿបាទ គាត់ជាសាសដែរ បាទ អញ្ចឹងអានោះក៏ជាសាសដែរឲ្យក្មេងខ្ញុំជាសាសដែរអញ្ចឹងបញ្ចប់រឿងឡើយនេះគឺរយៈពេល3ឆ្នាំហ្នឹងគាត់ជាគាត់ធម្មតាការៈធម្មតាដឹងខុសដឹងត្រូវឈប់មានអីណាអារម្មណ៍មួម៉ៅអីជាមួយកូនចៅអត់មានទេតែចាប់ពេលក្នុងឆ្នាំ2025នេះដើមឆ្នាំណាគាត់ចាប់ផ្ដើមមានអាការៈប្លែកទៀតគឺមានគេចូលគាត់ទៀតចូលមកលើនេះមកដំបូងជាលក្ខណៈដូចពួកខ្មោចដែលអនាថានៅតាមផ្លូវហ្នឹងហើយមួយថ្ងៃទៅមួយថ្ងៃប្រហែលជាចូលជាង10នាក់ទៅ20នាក់ចូលមកគឺចូលមិនចេះចប់ចូលមួយស្រោចទឹកមួយចូលមួយស្រោចទឹកមួយហើយយើងពឹងអ្នកគ្រូដែលជួយខ្ញុំពីមុនមកខ្ញុំនិយាយពីវគ្គមុនមកហ្នឹងអ្នកគ្រូគាត់ជួយស្រោចទឹកគាត់ស្រោចមិនចេះចប់ហ្នឹងគាត់ស្រោចហើយទៅមិនស្រោចហើយចូលមកមួយទៀតអ្នកផ្សេងទៀតពេលចូលមកសួរថាមកពីណាគេប្រាប់មកគេមកពីផ្លូវនេះកន្លែងនេះហើយគេសុំទៅចាប់ជាតិដោយសារគេថាគាត់ហ្នឹងល្បីថាគាត់ហ្នឹងមានបុណ្យច្រើនជាងគេមកសុំបុណ្យហើយទៅចាប់ជាតិអ្នកណាមានបុណ្យ ម្ដាយក្មេកខ្ញុំហ្នឹងគាត់ថាគាត់ហ្នឹងសុំបុណ្យបានច្រើនអញ្ចឹងគេមកសុំបុណ្យដូចគេហៅគេចូលមកគាត់ហើយ transform គាត់ទៅជាអ្នកមួយទៀតហើយទៅចាប់ជាតិបានអញ្ចឹងដូចកន្លែងដូចគាត់ជាស្ពាន ហ្នឹងដូចជាស្ពានគេមកចូលគាត់ដើម្បីនិយាយថាគេមកចូលគាត់ដើម្បីឆ្លងស្ពានមួយហ្នឹងហើយឆ្លងស្ពានហើយបានទៅចាប់ជាតិហើយបើអត់ឆ្លងគាត់ទេអត់បានចាប់ជាតិទេ មានចឹងដែរណោះ ហ្នឹងហើយ លើកទី1ដែលខ្ញុំឮហើយមកមិនមកម្នាក់អញ្ចឹងកាលមកម្ដង10នាក់តែម្ដងចាំហើយខ្ញុំចង់បញ្ជាក់តិចកន្លែងហ្នឹងពេលរយៈពេលហ្នឹងគ្រូសាខ្ញុំពីមុនមកគាត់អត់ដែលមើលឃើញអីទេគាត់មានញៀនដឹងប៉ុន្តែមើលអត់ឃើញតែចាប់ពីពេលហ្នឹងមកគ្រូសាខ្ញុំចាប់មើលឃើញគាត់ថានៅមុខផ្ទះយើងហ្នឹងមួយគេចាំច្រើនណាស់គេចាំមករកគាត់ហ្នឹងដើម្បីទៅចាប់ជាតិគាត់មើលឃើញនៅមុខហ្នឹងសិតតពួកគេហៅអនាថាហ្នឹងហើយខ្ញុំនិយាយអស់ទៅខ្ញុំគ្រូយើងជឿ50 បារមីពេលគេប្រាប់យើងប៉ុន្តែប្រពន្ធយើងជឿ 100% ដោយសារគាត់ក៏អ្នកវិទ្យាសាស្ត្រដែរខ្ញុំយល់គាត់អ្នកវិទ្យាសាស្ត្រដែរគាត់ IT ដូចខ្ញុំដែរបាទគាត់អ្នក IT ដូចគ្នាអញ្ចឹងគាត់ចាប់ផ្ដើមមើលឃើញគាត់ថាមិនមែនគាត់ចង់ទេប៉ុន្តែពេលវេលាកលៈទេសៈតម្រូវឲ្យគាត់ឃើញអញ្ចឹងគាត់អត់ដឹងធ្វើម៉េចដែរគាត់ក៏អត់ចង់មើលដែរគាត់ថារបស់កឹកកិច្ចមើលទៅអីអញ្ចឹងគាត់ថាគាត់ចាប់ផ្ដើមចូលមកហ្នឹងដូចថាគ្រូសាខ្ញុំដូចចេះដែរទៅជាទៅមានអ្នកណាកាន់គាត់អញ្ចឹង
ពេលគាត់ចាប់ដើមមើលឃើញហ្នឹងគឺគាត់មានអ្នកកាន់គាត់ចូលមកអ្នកផ្សេងចូលក្នុងខ្លួនគាត់អាហ្នឹងរឿងមួយទៀតណាមិនមែននេះនឹងចូលដល់ខ្លួនឯងហ្មងហ្នឹង បាទ ពីមុនយើងរកគ្រូឥឡូវអត់រកគ្រូនៅផ្ទះហ្នឹងហ្មង គ្រូជាប្រពន្ធ ជាប្រពន្ធទៀតទទួលយកបានទេ ប៉ុន្តែការសំខាន់ឥឡូវខ្ញុំសុំដកឃ្លាកន្លែងហ្នឹងតិចបងថារកគ្រូចង់20នាក់ប៉ុន្តែអ្វីដែលបងរៀបរាប់ទុំបាន8ឯងចុះបាត់12ទៀតណា12ទៀតដោយសារអញ្ចេះដោយសារខ្ញុំអត់បានជូនគាត់ទៅទេ អូអ្នកផ្សេងជូនទៅ ប៉ាក្មេកខ្ញុំគាត់នាំទៅ អូអញ្ចឹងរាយរង អញ្ចឹងហេហងទៅខ្ញុំក៏មិនបានចាប់អារម្មណ៍ទៅសួរគាត់ថារឿងអីខ្លះដែរ អញ្ចឹងបាន8គោលគឺជាបុគ្គលដែលបងជូនទៅ direct ហ្មង ហ្នឹងហើយ ហើយ12ទៀតគឺប៉ាក្មេកបងជាអ្នកសម្របសម្រួលអញ្ចឹងបងហ្នឹងទេ ហ្នឹងមិនមែន12ទៀតនៅតទៀតព្រោះ10 20ហ្នឹងនៅតទៀតអាចចង់កតុយនោះទៀតអូបាទអញ្ចឹងវាមិនតន់ដល់ឥឡូវយើងចាប់ដើមនិយាយដល់ខ្លួនឯងប្រពន្ធខ្លាចជាគ្រូខ្លាចដែរតាអ្នក IT មានប្រពន្ធ IT ហើយប្រពន្ធខ្លាចជាគ្រូមកប្រព្រឹត្តភ្នែកខ្លាចជាគ្រូខ្ញុំនិយាយប្រវត្តិគាត់តិចហេតុអីបានគាត់ខ្លាចជាអញ្ចឹងបងប្អូនប្រហែលជាចាំពេលដែលយើងមានបញ្ហាសង្គ្រាមណាមួយថៃថ្ងៃទី25ខែដូចជាខែ6អញ្ចឹងខែ1ខែ7អូដំបងហ្នឹងដែលគេលួចបាញ់ទាហានរបស់យើងណាហ្នឹងហើយពេលហ្នឹងមុនពេលហ្នឹងប្រហែលជា2 3ថ្ងៃគាត់មានអារម្មណ៍មួយចង់ទៅសៀមរាបទោះបីខ្ញុំប្រាប់ទាំងរវល់មិនណាក៏ដោយគាត់ថាត្រូវទៅគឺដូចមានគេឲ្យគាត់ត្រូវទៅហ្មងអញ្ចឹងខ្ញុំទៅដើរលេងបាន1ថ្ងៃ2ថ្ងៃនៅក្នុងដេកនៅស្ថាគារនៅក្នុងអាយប់ដល់ថ្ងៃគេបាញ់គ្នានោះគាត់ខ្លួនគាត់ផ្ទាល់ហ្នឹងគាត់អត់បានដេកទេដេកបានថាដេកវិញ្ញាណអត់នៅខ្លួនទៅបាត់ហើយអត់ដេកអត់សប់អសល់មិនដូចមានអារម្មណ៍ពិបាកចិត្តយំគាត់ចិត្តយំណាមានអារម្មណ៍ថាដូចកូនចៅអញគេធ្វើបាបអីចឹងមានអារម្មណ៍អញ្ចឹងយំខ្សឹកសួលចឹងទៅហើយយើងចង់និយាយថាយើងមកដើរលេងហើយដល់ពេលគាត់មានបញ្ហាអញ្ចឹងយើងគិតថាតើគួរជឿឬក៏អត់វាមិនដែរណានៅសុកទៅដេកយំកំសត់ខ្លួនឯងកំសត់ប្រទេសខ្លួនឯងអីមានបញ្ហាអញ្ចឹងណាហើយគាត់ក៏ដេកមកយប់ហ្នឹងទៅប៉ុន្តែស្អែកឡើងខ្ញុំសួរគាត់ថាមិនដែរគាត់ថាមានអារម្មណ៍ថាអស់កម្លាំងខ្លាំងណាព្រោះយប់មិញហ្នឹងដូចជាទៅប្រយុទ្ធប្រឆាំងមួយគេដែរទៅចូលធ្វើសង្គ្រាមមួយគេអញ្ចឹងគេហៅផ្លូវក្នុងទៅអញ្ចឹងបាទអញ្ចឹងខ្ញុំជឿថាថ្ងៃដែលយើងមានបញ្ហាហ្នឹងប្រកាសជាមានផ្លូវក្នុងគេទៅជួយយើងមែនជួយក្នុងការធ្វើសង្គ្រាមហ្នឹងមែនបាទអាហ្នឹងយើងជួបផ្ទាល់ខ្លួនឯងបាទអញ្ចឹងពេលដែលខ្ញុំចប់យប់ហ្នឹងហើយគេបាញ់គ្នាហើយចិត្តបាញ់ហ្នឹងមកខ្ញុំជិះមកវិញមកអញ្ចឹងចាប់ពីពេលហ្នឹងហើយដែលគាត់មានខ្ញុំមានអារម្មណ៍ថាគាត់ចាប់ផ្ដើមមានគេចូលហើយកន្លែងនេះបងចង់និយាយថាមុននឹងសង្គ្រាមកើតឡើងផ្លូវក្នុងបានប្រយុទ្ធគ្នាមកតង់ហើយហ្នឹងហើយតន់ហើយមុនមួយយប់មុនមួយថ្ងៃខ្ញុំចេញមកបានគេបាញ់ហ្មងគេប្រយុទ្ធគ្នាមុនអញ្ចឹងពេលខ្ញុំជិះមកតាមផ្លូវគេចាប់ផ្ដើមរត់បដើខ្ញុំជិះមកពេញវិញពួកនោះចាប់ផ្ដើមបាញ់គ្នាគេរត់មកវិញមកអញ្ចឹងខ្ញុំគាត់ចង់បញ្ជាក់ថាហេតុអីបានប្រពន្ធខ្ញុំគាត់កើតទីអញ្ចឹងគឺគាត់មានញៀនមួយទៀតដែលជាគេហៅពីព្រលឹងរបស់គាត់ពីជាតិណាមកខ្ញុំមិនដឹងទេតែដួងវិញ្ញាណរបស់គាត់ហ្នឹងគឺផ្នែកនោះខ្ញុំយល់អញ្ចឹងបានគាត់អាចមើលឃើញរបស់ដែលយើងមើលមិនឃើញដល់ពេលដល់វេលាដែលគេបើកគាត់មើលឃើញអញ្ចឹងពេលដែលគាត់មកវិញមិនត្រឹមតែមើលឃើញទេគាត់ចេះព្យាបាលទៀតចេះដឹងថាចេះបល័យមកពីណាទេតែពេលគាត់ព្យាបាលម៉ាក់ខ្ញុំហ្នឹងគាត់យកទឹកមកកូរនៅហ្នឹងហើយមាត់គាត់សោតដឹងសោតស្អីអត់ដឹងហើយគាត់សួរគាត់ពេលគាត់ចាប់គាត់ថាដឹងសោតអីផងគាត់ខ្លួនឯងក៏គាត់អត់ដឹងដែរតែពេលដែលគេចូលមកគាត់ហ្នឹងគឺខ្ញុំមើលឃើញមនុស្សនឹងប្លែកហ្មងមនុស្សដែលធ្លាប់ខ្លាចរឿងមនុស្សរឿងអីចឹងរឿងខ្មោចព្រាយវិស័យក៏គេចូលមកមនុស្សនឹងមានអំណាចហ្មងអត់ខ្លាចអីទាំងអស់អត់ខ្លាចខ្មោចអត់ខ្លាចព្រាយអត់ខ្លាចទាំងអស់គឺមានអំណាចថាគាត់អ្នកខ្លាំងហ្មងចង់និយាយប្រពន្ធបងឬក៏ប្រពន្ធខ្ញុំអូគាត់ខ្លាចជាមនុស្សផ្សេងទៀតតែមិនជាគាត់ថាមនុស្សធ្លាប់តែមនុស្សស្រីធម្មតាខ្លាចខ្មោចខ្លាចអីចឹងតែពេលគេចូលគាត់ឈប់ខ្លាចហើយបែរទៅជាមានរដ្ឋអំណាចវិញទៅជាអ្នកដោះពួកនឹងវិញបំបាក់ពួកនឹងវិញហើយមុននឹងបន្តិចដែលគាត់ចាប់ដើមចេះហ្នឹងគាត់ទៅជួយមើលផ្ទះមិត្តភ័ក្ដិខ្ញុំហ្នឹងគេរៀបអាសនៈហ្នឹងរឿងដែលថាវា relate គ្នាខ្ញុំគិតថាវាគួរតែនិយាយកន្លែងហ្នឹង
មិត្តភក្តិខ្ញុំគាត់ជឿគ្រូហើយជា4 5គ្រូដែររឿងខ្ញុំចង់ឲ្យបងប្អូនគិតដែរកន្លែងនេះគាត់រកស៊ីធ្វើការងារមានលុយមិនកាក់ធម្មតាអញ្ចឹងមុនកូវីដគាត់មានលុយចិត្តកន្លះលានដុល្លារមុនកូវីដគាត់នៅសុកគាត់ថាងរកលុយបានច្រើនអញ្ចឹងខ្លាចគេធ្វើផ្លូវក្នុងគាត់ខ្លាចគេធ្វើពើមិនល្អដាក់គាត់ទៅរកគ្រូដើម្បីការពារនៅសុកមនុស្សវាសយអញ្ចឹងអាខ្លួនឯងពងរកស៊ីបានមានលុយមិនកាក់ចូលច្រើនបែរជាគេគិតថាប្រហែលជាគេមានធ្វើបាបអញ្ចឹងក៏រត់ទៅរកគ្រូដើម្បីការពារតែពេលទៅរកគ្រូមិនរកគ្រូដើម្បីការពារអីដូចជារកគ្រូមកស៊ីគាត់អញ្ចឹងរៀបចំអាសនៈរៀបអីហើយរៀងរាល់សិលហ្នឹងគឺគាត់ត្រូវទៅស្រោចទឹកមួយគេហើយតែទៅម្ដងលុយ4-500ដុល្លារឲ្យគេគាត់អ្នកឲ្យគេតចុងក្រោយនេះមិនត្រឹមតែឲ្យទេគេក៏បោកគាត់ឲ្យទិញដីហើយអត់បានដីទេគាត់ថាអាពេលឲ្យលុយគេហ្នឹងមិនដឹងមិនតបានដីបានអីបាញ់លុយគេបាត់បណ្ដាចិត្តឲ្យយើងបាញ់លុយគេបាត់ដូចគេដាក់ស្នេហ៍យើងអញ្ចឹងកន្លែងនេះខ្ញុំចង់បញ្ជាក់ថាប៉ះសិនបើយើងគ្មានរឿងអីទេកុំព្យាយាមទៅរកគ្រូអីបើយើងមិនឈឺមិនទៅរកពេទ្យទេអានេះចឹងដែរអំពងរកស៊ីបានសុកនាំគ្នាទៅរកគ្រូចឹងកុំគ្រូវាមានល្អមានអាក្រក់ចឹងបើយើងមានបញ្ហាចាំយើងទៅបើអត់ទេកុំទៅល្អជាងបាទចឹងអានេះគ្រាន់ជារឿងមួយខ្ញុំចង់ចែកម្លែកបងប្អូនឲ្យបងប្អូនពិចារណាកុំចេះតែចង់ណាយើងល្អហើយយើងកុំចង់ល្អថែមទៀតអីប៉ុណ្ណឹងបានហើយវាមិនបញ្ហាអីទេចឹងយើងបកមកវិញពេលដែលគាត់ទៅផ្ទះមិត្តភក្តិខ្ញុំហ្នឹងមកទៅសុកធម្មតាស្រាប់ថាមកស្ទុះគេចូលគាត់ថាឡើងទៅមើលសុំទៅមើលអាសនៈហ្នឹងមកតទៅមើលអាសនៈគាត់មានទាំងគាត់មិនដឹងថាទាំងបងនិងគាត់មិនដឹងថាផ្ទះហ្នឹងមានអាសនៈឬក៏បានដឹងហើយផ្ទះហ្នឹងដឹងគាត់ដឹងថាមានអាសនៈអូប៉ុន្តែអត់ដឹងថាម៉េចទេគាត់ចង់ដឹងថាទៅមើលថាអាសនៈហ្នឹងគេរៀបម៉េចតពេលគាត់ចូលទៅដល់មើលពឹបគាត់ថាអាសនៈហ្នឹងអត់ល្អទេពួកហ្នឹងអត់ល្អទេដាក់សិតតែដៃ8ដៃអីច្រើនណារូបច្រើនណាគាត់ថាឲ្យរើភ្លាមបើមិនរើមានរឿងហើយទៅផ្ទះស្មាមុខខ្ញុំថាមិត្តភក្តិខ្ញុំផាំងគាត់នឹងភ្ញាក់ដែរគាត់ថាមិនចឹងគាត់អត់នឹកស្មានថាប្រពន្ធខ្ញុំគាត់មានគេចូលចឹងណាតែគាត់ជឿគាត់ថាខ្ញុំជឿប្រពន្ធនេះឯងដល់ពេលគាត់ក៏គាត់ប្រាប់ថាត្រូវតែរើបើមិនរើទេមានបញ្ហាហើយគាត់មិត្តភក្តិខ្ញុំគាត់ថាគាត់អត់ហ៊ានរើគាត់ខ្លាចមានបញ្ហាព្រោះគាត់និយាយរើពុបហ្នឹងគាត់ឈឺក្បាលបាត់ហើយបានឲ្យគ្រូហ្នឹងគេមករឹតក្បាលគាត់បាត់ថារើអត់កើតទេព្រោះឥឡូវគេកំពុងរឹតគាត់ហើយនៅឡៃគាត់ប្រាប់ថានេះនៅឡៃនេះស្ព្រឺសបលឡៃនេះឥឡូវរឹតក្បាលហើយគាត់ថាអត់អីទេចាំគាត់ធ្វើឲ្យអីតកោទឹកកោអីយកធូប5សរសៃគោទឹកប្រោះឲ្យគេអីចឹងទៅស្រួយទឹកស្រួយអីគេចឹងទៅហើយគេបាត់ទៅហើយក៏រើមែនពិបាកទួយកព្រោះមនុស្សអត់ចេះអីសោះហើយពេលដែលគាត់កោទឹកគាត់សោតហ្នឹងខ្ញុំមើលមាត់គាត់ដែរសោតតែដឹងសោតស្អីដឹងគេថាអីយើងអត់ដឹងទេហើយសួរគាត់ពេលគាត់ចប់ហើយហ្នឹងពេលដែលគាត់ព្យាបាលគេចប់ហ្នឹងណាគាត់ឲ្យខ្ញុំប្រាប់ខ្ញុំថាបងបើឯងចាំត្រូខ្ញុំផងព្រោះពេលដែលគាត់ព្យាបាលហើយគឺកម្លាំងគាត់ពេលគេចេញពីគាត់ទៅគឺគាត់អស់កម្លាំងអលីងហ្មងលក្ខណៈដូចមនុស្សចង់ស្លាប់ចឹងខ្ញុំត្រូវគ្រាគាត់ត្រៀមពេលដែលគាត់ពេលគេចេញហ្នឹងគឺត្រូវតែគ្រាគាត់បើមិនចឹងដួលបែកក្បាលហើយចឹងកន្លែងនេះនៅពេលដែលលក្ខខណ្ឌនៅពេលដែលមនុស្សធម្មតាត្រូវបានគេចូលហើយពេលចេញត្រឡប់ទៅវិញអាការរបស់គាត់នឹងអស់កម្លាំងបាទអានឹងខ្ញុំជឿជាក់ថាមានវីដេអូច្រើនដែលបានបង្ហាញតើតិនពីរឿងអស់ហ្នឹងហើយខ្ញុំជឿថាបងប្អូនប្រិមិត្តក៏ធ្លាប់បានឃើញច្រើនដែរបាទអានេះយើងជួបផ្ទាល់ចឹងខ្ញុំជឿជាក់ថាផ្ទាល់បាទអញ្ចឹងវាមិនមែនជាការសម្ដែងទេគ្រាន់តែអ្នកខ្លះដែលគេមិនពិតគេជាសម្ដែងមែនតែពិតគឺអត់សម្ដែងទេបាទវាពិបាកសម្ដែងដែរព្រោះទី1ជាអ្នកវិទ្យាសាស្ត្រទី2កត្តាដែលសំខាន់ដែលគ្រប់ដណ្ដប់ទី1គឺជាប្រពន្ធខ្លួនឯងបាទមិនដឹងសម្ដែងធ្វើអីបាទដូចជាក់ស្ដែងដូចម៉ាក់ក្មេកខ្ញុំគាត់ថាបើគាត់ជាធម្មតាគាត់ទៅធ្វើចឹងធ្វើអីខ្មាស់គេយ៉ាងងាប់ហ្នឹងអារឿងគេចូលតាមផ្លូវតាមអីចឹងវាខ្មាស់គេហើយគាត់ថាហត់ចឹងងាប់ហ្នឹងពេលគេចូលម្ដងកវីក្បាលចង់ដាច់ហើយគាត់ថាអញតនេណាស់ទៅអង្គុយកវីក្បាលគេមើលហ្នឹងបាទសមហេតុផលគេចង់ទេអត់ចង់ទេអញ្ចឹងគាត់ក៏ចាប់ផ្ដើមរៀបចំអីឲ្យរើអាសនៈហ្នឹងចេញទាំងអស់ហើយគាត់ត្រឡប់មកផ្ទះវិញមក
ចឹងខ្ញុំចង់ថាដើមហេតុដែលគាត់ចាប់ផ្ដើមមានផ្លូវក្នុងចូលគាត់ហ្នឹងព្រលឹងដួងព្រលឹងចូលគាត់ហ្នឹងគឺនៅពេលនោះហើយគាត់ចាប់ផ្ដើមមើលឃើញរបស់ដែលយើងមើលមិនឃើញ បា គាត់ ទ ថានៅផ្ទះមិត្តភក្តិខ្ញុំគឺមានព្រលឹងខ្មៅធំមួយខ្ពស់តែថាអាសនៈហ្នឹងណាចឹងមិនគាត់ឲ្យរើជាប្រញាប់ហ្នឹងហើយដេញមួយវាចេញដេញគ្រប់បន្ទប់ទាំងអស់វានៅគ្រប់កន្លែងទាំងអស់ពួកហ្នឹងជាវិញ្ញាណអញ្ចឹងពួកហ្នឹងអាចនៅគ្រប់កន្លែងទាំងអស់ទោះបីយើងដេញបន្ទប់ហ្នឹងមួយអញ្ចឹងវានៅកន្លែងផ្សេងបន្ទប់ទឹកចង្ក្រានបាយកន្លែងណាក៏ដោយដែលយើងធ្លាប់ទៅគឺវាទៅទាំងអស់ អញ្ចឹងអាហ្នឹងវាជាសារបកស្រាយអត់ចេញប៉ុន្តែគ្រាន់តែផ្លូវក្នុងគឺគេប្រាប់អញ្ចឹងហើយយើងដើរទៅមើលប្រោះព្រំតាមហ្នឹងទាំងអស់តែអញ្ចឹងបាន បាទ ជាទូទៅពេលដែលយើងប្រោះព្រំ យើងសុំឲ្យប្រោះលោកអីប្រោះព្រំគ្រប់កន្លែងទាំងអស់ព្រោះយើងដឹងថារឿងខ្លះយើងមើលវាមិនឃើញចឹងប្រោះគ្រប់កន្លែង ខ្លាយរត់ពួនកន្លែងណា ពួនកន្លែង បា ណា ទ មួយហ្នឹងហើយ តោះយើងត អ ទៀត ញ្ចឹង ប ត ង ទៀតនិយាយដល់ម៉ាក់ខ្ញុំដែលថាមួយរយៈក្រោយដើមឆ្នាំ2025ហ្នឹងពាក់កណ្ដាលហ្នឹងច្រឡំពាក់កណ្ដាលឆ្នាំ2025ហ្នឹងគាត់ចាប់ផ្ដើមមានគេចូលទៀតហើយគឺពួកខ្មោចអនាថាពួកព្រាយដើម7ទឹកមានពួកខ្មោចទឹកមានពួកមានដល់ពួកស្រីក្រៅខេដែលស្លាប់នៅតាមផ្លូវទីក៏មានដែរតែគាត់អនាថាណាអញ្ចឹងចូលទាំងអស់ហើយមកសុំគាត់សុំបន់ពីគាត់ដើម្បីឆ្លងស្ពានហ្នឹងទៅចាប់ជាតិអញ្ចឹងគ្រួសារខ្ញុំគាត់ឃើញថ្ងៃមួយហ្នឹងមួយថ្ងៃពេញថ្ងៃសៅរ៍អាទិត្យហ្នឹងមួយថ្ងៃពេញថ្ងៃសៅរ៍ម្ដងថ្ងៃអាទិត្យម្ដងតាំងពីព្រឹកដល់ល្ងាចមនុស្សប្រហែលជា20នាក់ដែលត្រូវសុំគាត់ចាប់ជាតិហ្នឹងអញ្ចឹងគ្រួសារខ្ញុំគាត់មើលនឹងក្រុមគាត់ថាគាត់ចូលមួយគាត់ថាអាមួយនេះណាគេមកពីណាមនុស្សផ្សេងហ្មងសួរទៅអ្នកចូលហ្នឹងសួរទៅម៉ាក់ខ្ញុំហ្នឹងហើយម៉ាក់ខ្ញុំហ្នឹងក៏មិនក៏គាត់ដែរគឺអ្នកចូលនិយាយឈ្មោះនេះមកពីនេះហើយសុំមកសួរមកធ្វើអីមកឮគេថាគាត់មានប៉ុនសុំមកសុំប៉ុនគាត់ទៅចាប់ជាតិ ឮគេថាអ្នកណាអ្នកថា អញ្ចឹងគាត់សួរទៀតថាណាអ្នកប្រាប់គេថានៅហ្នឹងមានអ្នកខ្លាំងគាត់ចង់និយាយប្រពន្ធខ្ញុំហ្នឹងអ្នកខ្លាំងដែលថាមានគេចូលព្រលឹងគាត់ដួងវិញ្ញាណថ្មីចូលគាត់ហ្នឹងអ្នកខ្លាំងហើយបើតាមដែលខ្ញុំសង្កេតមើលគេថាដួងវិញ្ញាណរបស់គាត់ហ្នឹងគឺអញ្ចឹងកន្លែងហ្នឹងដែលថាអ្នកខ្លាំងគឺគាត់ហើយខ្ញុំក៏មិនដែលបានសួរដែរព្រោះមិនហ៊ានសួរ អញ្ចឹងពេលដែលគាត់ចូលមកអញ្ចឹងគាត់ក៏ចាប់ផ្ដើមសូត្រធម៌ប្រពន្ធខ្ញុំអ្នកសូត្រគេចូលមកម្ដាយខ្ញុំសូត្រចប់ចេញមួយទៅចាប់ជាតិហើយគាត់មើលឃើញគេដើរចេញពេលចូលមកអត់អ្នកខ្លះអាក្រាតកាយអីអញ្ចឹងទៅតែពេលចេញទៅវិញស្លៀកសពាក់សទៅវិញអ្វីដែលគេមើលឃើញហើយថ្ងៃហ្នឹងគឺមានទាំងអ្នកគ្រូដែលជួយខ្ញុំហ្នឹងនិងប្រពន្ធខ្ញុំអ្នកជួយស្រោចទឹកហើយស្រោចអស់កម្លាំងម្នាក់ដូរម្នាក់ដូរម្នាក់ ដាក់វេនគ្នា ព្រោះវាតាំងពីព្រឹកដល់ល្ងាចនិយាយចំតាំងពីព្រលឹមដល់ល្ងាចពេលល្ងាចអាសៀលល្ងាចម៉ោង4ម៉ោង5ហ្នឹងបានចប់ស្រោចទឹកងូតទឹកជូតខ្លួនស្អាតចូលទៀត នេះបើឧទាហរណ៍ឲ្យស្រួលស្ដាប់ផ្ទះបងឯងខ្លះជាវត្តអីហ្នឹង ហ្នឹងហើយ បាទ មុខផ្ទះហ្នឹងគេចូលចាំតរងជួរមកគ្រប់គ្នាតាំងពីក្មេងអាខ្លះហ្នឹងចេះមានរឿងចេះទៀតម៉ែវាមកមួយកូនតែពេលវាទៅចាប់ជាតិបាត់អាកូននៅហ្នឹងវាមិនដឹងទៅណាហើយវាមកចូលភាសាទៀតងំនិយាយត្រូវគ្នាថាម៉ែវាមកមុនហ្នឹងទៅបាត់ហើយឥឡូវវាមិនដឹងទៅណាអញ្ចឹងត្រូវប្រាប់វាថាឯងចូលមកហើយពេលដែលឯងដើរទៅមុខត្រង់ឯងឃើញពលឺអីមួយឯងឆ្លងហើយប្រាប់ឈ្មោះអញទៅគេឲ្យទៅហើយហ្នឹងប្រពន្ធខ្ញុំគាត់និយាយណាគាត់ថាប្រាប់ឈ្មោះគាត់ទៅគេឲ្យឆ្លងហើយវាមានតែរឿងអញ្ចឹងទៀតមកពីអ្នកម៉ែកូនតែពេលម៉ែទៅបាត់មុនបាត់ទៅសល់កូន វាទៅជារឿងផ្សេងទៀត ហើយមួយទៀតមានព្រលឹងមួយនោះគាត់ថាគាត់បោះពិសាកដាលសួរចុះសួរឡោះឈ្មោះតាផលតែពេលគាត់ខូចទៅហ្នឹងអត់មានកូនចៅណាធ្វើបុណ្យឲ្យគាត់ទេអញ្ចឹងគាត់ទៅចាប់ជាតិអត់កើតអញ្ចឹងមកសុំឲ្យខ្ញុំនឹងជួយធ្វើបុណ្យឲ្យផងដើម្បីទៅចាប់ជាតិអញ្ចឹងខ្ញុំក៏សន្យាគាត់ថាខ្ញុំធ្វើបុណ្យខ្ញុំអត់ទិសឲ្យអញ្ចឹងខ្ញុំក៏អត់ទិសហើយអញ្ចឹងគាត់ក៏បានទៅចាប់ជាតិឲ្យដែរតែទៅចាប់ជាតិហ្នឹងខេត្តអីបើខ្ញុំដឹងវាមានរឿងបន្តទៀតរឿងអត់ចប់ទេនៅភ្នំពេញរយៈពេល2ថ្ងៃបោកចូលគ្នាតាមខ្ញុំសួរគាត់ប្រហែលជា70នាក់ដែលចូលគាត់ខ្ញុំគិតថានៅភ្នំពេញសង្ស័យមនុស្សវាច្រើនពេកគេអីវាអញ៉ៃវាងាប់ច្រើនអីតាមផ្លូវអញ្ចឹងណាបញ្ជូនគាត់ទៅកំពង់សោមវិញរឿងណាសំខាន់ទៅដល់កំពង់សោមពឹបអាមុនទៅហ្នឹងខ្ញុំចង់បញ្ជាក់តិចមុនទៅហ្នឹងគាត់ប្រាប់ខ្ញុំថាគាត់មើលឃើញនៅផ្ទះគាត់ហ្នឹងណាមានបងប្អូនជីដូនជីតាហ្នឹងមកច្រើនណាស់
ឲ្យប៉ាខ្ញុំអុជធូបបើកទ្វារទទួលគេផងយល់ទេគាត់ឃើញគាត់ប្រាប់ថានេះចដូនជីតាមកច្រើនណាស់ឯងអុជធូបបើកទ្វារទទួលគេផងតែរឿងហ្នឹងមិនមែនជារឿងធម្មតាទេពេលដែលគាត់ត្រឡប់ទៅវិញហ្នឹងរឿងចាប់ផ្ដើមតែម្ដងគឺព្រលឹងដែលអនាថាទាំងអស់អាចនិយាយបានថាចូលបើដឹងថាពីស្នាមណាមកចូលលៀនហ្នឹងមិនទៅនោះគឺគេមកហ្នឹងដើម្បីសុំបន់ពីគាត់ឆ្លងទៅចាប់ជាតិច្រើនហ្មងមិនមែនបងប្អូនទេតាមពិតទៅនោះតើពេលយើងអុជធុកអញ្ជើញគេមកដូចយើងបើកផ្លូវបើកទ្វារឲ្យគេចូលផ្ទះយើងអញ្ចឹងហើយចូលគាត់ម្ដងមួយទៀតហើយណាគេអ្នកជួយដោះគាត់អ្នកគ្រូទេតាមទូរស័ព្ទដល់ម៉ោង1យប់អត់អស់ចិត្តខ្ញុំជិះឡានទៅទៀតតែជួយគាត់ទៀតនាំប្រពន្ធទៅដែរហ្នឹងហើយចូលម្ដងមួយមានអ្នកខ្លះស្លាប់ដោយសារលងទឹកមានអ្នកខ្លះស្លាប់ដោយសារឡានបុកមានអ្នកខ្លះកូនក្មេងលងទឹកមកសិតតាក្រាតកាយព្រោះធម្មតាពួកហ្នឹងពួកគេហៅខ្មោចអនាថាអញ្ចឹងអត់មានអីទេអញ្ចឹងពេលចូលមកហើយចូលមកខ្លួនគាត់ហើយពេលយើងធ្វើពិធីកាច់ទៅគេចេញទៅវិញគេស្លៀកសពាក់សទៅហើយតាមដែលអ្នកគ្រូគាត់ប្រាប់គាត់មើលឃើញហ្នឹងគាត់ថាមានមនុស្សបុរាណម្នាក់ស្លៀកក្បិនសហើយអាវនឹងដូចអាវបុរាណពីដើមដូចហៅលោកអីសីអញ្ចឹងដូចអីសីនឹងឲ្យខៀងពណ៌សជាអ្នក coordinate ជាអ្នករៀបចំឲ្យពួកនឹងចូលចេញហើយអ្នកសម្រាប់សម្រួលនៅមុខផ្ទះខ្ញុំអ្នកគ្រូគាត់ប្រាប់ថាបងមុខផ្ទះបងឯងហ្នឹងគឺផ្លូវទាំងមូលគឺពេញដូច concert អញ្ចឹងពេញហ្មងមានទាំងចាស់មានទាំងក្មេងហើយមិនមែនមានតែមួយថ្ងៃដែលគាត់ចូលនឹងទេដូចជាចាំមាន3ថ្ងៃពេញ3ថ្ងៃអ្វីដែលខ្ញុំចាប់អារម្មណ៍ដោយសារយើងអ្នកវិទ្យាសាស្ត្រយើងអ្នកគេហៅអ្នកគណិតណាអ្នកចូលចិត្តគិតគុណគូលេខណាអ្នកគ្រូគាត់ថាបើមីងបើអ៊ីចូលម្ដងមួយអញ្ចឹងអស់កម្លាំងអញ្ចឹងគាត់សុំឲ្យពួកដែលវិញ្ញាណអស់ហ្នឹងចូលម្ដង5ពេលគាត់លើកដៃ5ចូល5ចូលលើក10ចូល10ទៅជាឆេងពីការផ្លាស់ប្ដូរពីការឲ្យគាត់ចូលមកមានអាការៈពុះចូលមកងំមកចូលហើយវាចេញអាការៈវាថាវាជាស្អីវាធ្វើបានថាឥឡូវវាខ្មោចទឹកអញ្ចឹងវាចូលមកអត់មានធ្វើអីគេហៅដកដង្ហើមសឹងដល់គ្នាហើយដៃគាត់ហែលទឹករបៀបថប់ខ្យល់អញ្ចឹងទៅហើយបើពួកឆ្កែចូលអញ្ចឹងវាចូលមកវាព្រុសវាលូអញ្ចឹងទៅមានដល់ឆ្កែទៀតខ្មោចឆ្កែគេបុកតាមផ្លូវហ្នឹងហើយបើពួកនៅតាមថ្នល់អញ្ចឹងគេបុកតាមថ្នល់ហ្នឹងខ្ញុំដើរមិនដឹងគេបុកតាមផ្លូវពេលយប់វាប្រាប់អញ្ចឹងដោយសារវាច្រើនពេកអ្នកគ្រូក៏ប្រាប់ថាឥឡូវគាត់និយាយមួយម៉ាក់ក្មេកខ្ញុំហ្នឹងដោយសារគេកំពុងចូលអញ្ចឹងឥឡូវឯងស្ដាប់អញគាត់និយាយឲ្យឯងអញ្ចឹងបើគាត់លើកដៃ10ឯងចូល10ណាគេអ្នកលើកម្ដាយខ្ញុំចុះឲ្យគាត់លើកសញ្ញា10ឲ្យវាចូល10ហើយចេញទៅមិនបាច់ធ្វើអីទេអញអត់ចង់សួរអីទៀតទេឯងឆាប់ឲ្យអស់មកអញ្ចឹងទេច្រើនណាស់ព្រោះច្រើនពេកព្រោះពេញផ្ទះពេញផ្លូវទាំងអស់តាំងពីផ្លូវចូលហ្នឹងរហូតដល់ក្នុងផ្ទះគឺពេញទាំងអស់អញ្ចឹងគាត់ក៏ធ្វើអញ្ចឹងខ្ញុំថាខ្ញុំក៏អត់មាត់ទេខ្ញុំដើរទៅក្នុងអង្គុយមើលស្ទូខ្ញុំមកវិញព្រោះបុរាណខ្មែរយើងធ្លាប់ប្រើប្រាស់ខ្សាច់ពេលមុនចូលឆ្នាំអញ្ចឹងយើងពូតខ្សាច់ហ្នឹងហើយយើងអបកិច្ចថាបើសិនបើយើងមានកម្មមានពៀម្ចាស់កម្មពៀយើងនឹងរាប់ខ្សាច់ទាំងអស់រាប់ខ្សាច់មិនអស់ទេយើងរួចគ្នាយើងអបកិច្ចអញ្ចឹងយល់ធ្លាប់លឺអញ្ចឹងខ្ញុំក៏គិតឃើញថាបើគេប្រើគ្រាប់ខ្សាច់អបកិច្ចដោះកម្មដោះពៀបានយើងប្រើគ្រាប់ខ្សាច់អបកិច្ចដូចគ្នាខ្ញុំឲ្យគាត់យកខ្សាច់មួយធុងហើយយក100ខ្សាច់គាត់ចាប់ខ្សាច់ឲ្យប្រមាណ100ទៅប្រមាណព្រលឹងទៅប្រមាណគ្រាប់ខ្សាច់ហ្នឹងមានទៅទាំងអស់តាមតំណតាមជួយទៅមានថាឥឡូវបើក្តាប់មួយក្តាប់ហ្នឹងមាន1លានគ្រាប់1លានអ្នកទៅតាមបើខ្ញុំមើលទៅពេលហ្នឹងហើយយើងផ្ទុះសង្គ្រាមផងខ្ញុំគិតថាតិចទៀតប្រជាពលរដ្ឋខ្មែរយើងអាចកើនឡើងខ្លាំងអាហ្នឹងយើងនិយាយពី logic ពីឥឡូវទៅដោយសារមូលហេតុហ្នឹងព្រោះមិនតិចលានទេយប់ហ្នឹងខ្ញុំមើលទៅព្រោះក្រោកខ្សាច់មួយធុងហើយយើងគ្រាប់ខ្សាច់ប្រហែលលានគ្រាប់ហើយក៏រយចូល2ម៉ោងរយខ្សែខ្សាច់ទៅរយមកហ្នឹង2ម៉ោងវាធូរជាងមុនពីមុនពួកហ្នឹងចូលមួយត្រូវឲ្យចេញអាការៈបើវាជាស្អីចេញហ្នឹងបើយើងពិចារណាថាខ្សាច់មួយធុងបើសិនជាករណីដែលថាចូលម្ដងមួយវិញចូលដល់មួយឆ្នាំមិនទាន់អស់ចូលអស់ទេអញ្ចឹងក៏គាត់បានវិធីហ្នឹងមួយទៅយើងក៏មានវិធីហ្នឹងតែមួយយើងអុជទៀនយើងប្រាប់ថាទៀនមួយដើមហ្នឹងពេលអស់ពេលណាយើងឈប់ហើយព្រោះរូបត្រូវការសម្រាប់ហើយបើចូលអត់តាន់ទេចាំស្អែកទៅ
ចឹងទៀតវាចាំអាពាក្យចាំស្អែកហ្នឹងស្អែក បើ មែ មាន នកាមេរ៉ាមែននៅពីក្រោយ អូយខ្ញុំមិនដឹងថាអេពីសូតនេះជាអេពីសូតអ្វីទេនេះអូខេ ហើយពេលដែលចាប់ផ្ដើមឧបកិច្ចចឹងទៅដល់ម៉ោងដូចថ្ងៃហ្នឹងដល់ម៉ោង1 យប់បានគាត់ថាអូខេអស់ហើយខ្លួនគាត់ក៏ដឹងហ្មងគាត់ថាអស់ឬមិនអស់គាត់ដឹង ម្ដាយបង បាទគាត់ដឹងថាវិញ្ញាណអស់ហើយឈប់ចូលហើយព្រោះតែចូលក៏មានអារម្មណ៍ហ្នឹងនៅហ្នឹងអញ្ចឹងចង់បញ្ជាក់តិចខ្ញុំបាននិយាយមុនថាមានអីសីមួយគាត់ពាក់ស្លៀកបងពាក់ឈៀងហ្នឹងតាមដែលគាត់និយាយពេលក្រោយមកគាត់ជាប្រភូមិនៅហ្នឹងជាអ្នករៀបចំឲ្យមានសណ្ដាប់ធ្នាប់ចេញចូលហ្នឹងព្រោះបើមិនអញ្ចឹងស្ទះចរាចរណ៍ហ្នឹងហើយអញ្ចឹងរឿងហ្នឹងមិនទាន់ចប់ទេស្អែកឡើងគាត់ខ្ញុំមកវិញហើយស្អែកឡើងគាត់ធ្វើម្នាក់ឯងពេលមានបញ្ហាថាមកឯងធ្វើចឹងទៅបើមិនធ្វើចឹងទេវាចូលមកហ្នឹងគឺវេទនាហើយនេះគឺហេតុការណ៍នៅកំពង់សោមហ្នឹងហើយអញ្ចឹងវាចូលអញ្ចឹងរហូតអញ្ចឹងហើយគិតតែមកសុំបុណ្យឆ្លងចាប់ជាតិអញ្ចឹងតែពេលអញ្ចឹងមុនដំបូងគាត់គិតថាចប់ហើយណាតែពេលស្អែកឡើងទៀតអញ្ចឹងគាត់ថាទទួលយកអត់បានទេព្រោះអត់មានពេលសម្រាប់បាទគ្រួសារក៏អត់កូនចៅក៏អត់មានពេលរកស៊ីទេអញ្ចឹងគាត់ក៏រកមើលថាឥឡូវមានអ្នកណាអាចជួយបានខ្ញុំក៏ពឹងមិត្តភ័ក្តិផ្សេងទៀតដែលខ្ញុំមិនបញ្ចេញឈ្មោះទេតែអ្នកយើងស្គាល់ដែរទេគាត់ក៏បានជួយខ្លះដែរសាច់ឈាមយើងដែរទេអញ្ចឹងតែគាត់ថាមិនបានជួយពេញដៃពេញជើងទេដោយសារអីគាត់ពងជាប់បញ្ហាដែរអញ្ចឹងទៅខ្ញុំក៏ត្រូវរកអ្នកផ្សេងទៀតអញ្ចឹងយើងក៏ចាប់ផ្ដើមគាត់ក៏ត្រឡប់មកវិញមកភ្នំពេញវិញហ្នឹងដើម្បីទៅជួបជាមួយនឹងគ្រូបារមីម្នាក់ទៀតដែលជាគ្រូចុងក្រោយបងចង់និយាយបងម៉ុងមែនមុនហ្នឹងអូខេខ្ញុំដាក់ឲ្យចំឈ្មោះហ្មងអត់អីសួរគាត់ដែរគាត់ប្រាប់ថាធ្វើម៉េចដល់ពេលដែលគេចូលច្រើនហ្នឹងណាបាទតែបែកចែកដនអីថ្ងៃហ្នឹងថ្ងៃចូលតាមចិនអញ្ចឹងនិយាយគាត់ប្រាប់ថាអត់មានអ្នកណាជួយគាត់ទេព្រោះគេទៅឡើងទៅឋានលើអស់ហើយអញ្ចឹងទៅគាត់ថាចាំចូលតាមចិនហើយយល់អញ្ចឹងខ្ញុំក៏ skip កន្លែង skip ទៅបាទអញ្ចឹងខ្ញុំក៏នាំគាត់ទៅដោយសារមានប្អូនម្នាក់គាត់ប្រាប់ថាគាត់ស្គាល់បារមីម្នាក់ប៉កែនៅខាងខេត្តសៀមរាបទី20ហ្នឹងណាហ្នឹងហើយគ្រូបញ្ចប់ហើយបាទបញ្ចប់អញ្ចឹងគាត់ទេមកខ្ញុំទៅល្ងាចគាត់មិនបងគាត់មានបំណងចង់ឲ្យប៉ាខ្ញុំអ្នកជូនទៅទេប៉ុន្តែមិនដឹងថាហេតុផលអីគាត់ដូរចិត្តភ្លាមថាត្រូវតែឲ្យខ្ញុំហើយនឹងប្រពន្ធខ្ញុំទៅម៉ាក់បងម៉ាក់ខ្ញុំបាទត្រូវតែឲ្យខ្ញុំនឹងប្រពន្ធខ្ញុំទៅវិញអាហ្នឹងដូចមានស្អីមួយប្រាប់គាត់ឲ្យគាត់ថាត្រូវតែដូរអញ្ចឹងខ្ញុំក៏សម្រេចថាជូនគាត់ទៅ2នាក់ប្រពន្ធនឹងជូនគាត់ទៅទាំងយប់ចេញពីម៉ោង3ភ្លឺទៅដល់ម៉ោង8អញ្ចឹងគាត់ទៅដល់កន្លែងគេនោះកន្លែងបារមីគេនោះគេចាប់ដើមមើលគាត់អញ្ចឹងគេមើលទៅគេថាគាត់នឹងគាត់មានគេហៅច្បួរអញ្ចឹងបុរាណអញ្ចឹងក៏មានដែរពាក្យច្បួរហ្នឹងគឺគ្រូជីដូនជីតាយើងតគ្នាមកណាប៉ុន្តែមិនមែនជាអ្នកជួយយើងក្នុងផ្នែកល្អទេគឺអ្នកតាមយើងដែរប៉ុន្តែតាមធ្វើបាបយើងយល់បានន័យថាអាហ្នឹងបើនិយាយអង់គ្លេសគេហៅ curse បើសិនជានិយាយខ្មែរគេហៅដូចផ្ដាសាមួយដែលគេចងតជំនាន់តកូលតអីចឹងទៅបាទតជំនាន់អញ្ចឹងពេលដែលគាត់មើលហើយគាត់ថាមានច្បួរហើយច្បួរហ្នឹងខុសគេទៀតច្បួរហ្នឹងគឺច្បួរមាសគាត់ថាខ្លួនមាសមានពាក់ដួនមានលីងជាមួយនឹងបងប្អូនយើងផ្នែកខាងកើតនោះដោយសារអីម៉ាក់ខ្ញុំក៏មានសាច់ឈាមខាងនោះមានចិនផងមាននេះផងហ្នឹងហើយកូនកាត់ច្រើនសះតែពេលអញ្ចឹងគាត់ក៏មើលឃើញថាគាត់ហ្នឹងមានច្បួរហ្នឹងមាសមានមួកដួនហ្នឹងហើយកៅអៅមាសទៀតហើយគ្រូប្រពន្ធខ្ញុំហ្នឹងក៏មានដែរនៅពេលដែលគាត់និយាយច្បួរអ្វីដែលគាត់ឃើញជាមនុស្សឬក៏គាត់មានបានបញ្ជាក់កន្លែងហ្នឹងឯងបងគាត់ឃើញជាមនុស្សបានឯមនុស្សពាក់ដួនអីចឹងទៅពាក់អីចឹងទៅបាទតែប្រពន្ធខ្ញុំជានេះវិញច្បួរដែរប៉ុន្តែច្បួរកែកដោបសេះឃើញរូបកដោបសេះស្គាល់កដោបសេះស្គាល់តែពេលប្អូនប្រុសគាត់ច្បួរដែរតែកពើអញ្ចឹងវាមានប្លែកគ្នាអញ្ចឹងពីមុនមកយើងធ្លាប់ឮច្បួរតែរឿងច្បួរព្រាយសំពងខៀវរឿងអីអញ្ចឹងណាតែនេះវាប្លែកវាថ្មីហើយ
បើប្អូនពៅមួយទៀតអត់ទេគាត់នេះមានច្បួរដែរប៉ុន្តែច្បួរស្អីទេខ្ញុំភ្លេចទៅអញ្ចឹងច្បួរហ្នឹងជាទូទៅវាភ្ជាប់ផ្សារចុចឈាមតាំងពីដូនពីតាមក បាទ តរហូតមកដល់កូនចៅអញ្ចឹងបើសិនបើយើងមិនផ្ដាច់ទេវាចេះតែមានរឿងតទៅទៀតហើយ បាទ អញ្ចឹងក៏យើងរៀបចំពិធីទី1នៅក្នុងគេរៀបចំពិធីដោះគ្រោះបែបសាសនាទេគ្រូបារមីនេះខុសពីបារមីមុនដែលខ្ញុំជួបប្រទះគឺគាត់អត់មានប្រើជាលក្ខណៈធូបដុតធូបអីអត់ទេគឺគាត់ប្រើធម៌ពពុទ្ធយើងហ្នឹងគាត់សូត្រធម៌ដោះគ្រោះធម្មតាតែគាត់មាននេះមួយគាត់មានស្នងរូបមួយទៀតគឺខាងព្រហ្មញ្ញអញ្ចឹងគាត់មាន2នាក់មួយជាឪពុកគ្រូហ្នឹងមួយជាឪពុកមួយជាកូនមួយឪពុកប្រុសកូនស្រីមួយទៀតអញ្ចឹង2នាក់ហ្នឹងគឺគាត់ស្នងរូប2ផ្សេងគ្នា អឺ អញ្ចឹងរូបមួយជាពុទ្ធព្រហ្មញ្ញជាពុទ្ធសាសនាមួយទៀតជាព្រហ្មញ្ញសាសនាហើយគាត់ប្រាប់ថាច្បួរនេះបើសិនបើយើងកាត់បែបពុទ្ធសាសនាកាត់អត់ដាច់ទេដោយសារពុទ្ធសាសនាអត់ជាប់ជំពាក់ជាមួយនឹងកម្មពីដូចយើងទេគឺពុទ្ធទៅបាត់ហើយពុទ្ធចូលប្រណិធានបាត់ហើយដោះហើយក៏ដោះអត់ចេញទេសូម្បីតែច្បួរនឹងឲ្យលោកជាអ្នកកាត់ក៏អត់បានដែរអូខ្ញុំភ្លេចប្រាប់មុននឹងទៅសៀមរាបនឹងមានរឿងមួយកលៈទៀតមានគេប្រាប់ថាច្បួរហ្នឹងដោះបាននៅវត្តមួយនៅខាងកពតលោកអ្នកកាត់ឲ្យតែកាត់ហ្នឹងមានលោក4អង្គហើយនឹងមានអាចារ្យមានអីរៀបចំពិធីត្រឹមត្រូវកាត់ហើយហ្នឹងគាត់មានអារម្មណ៍ថាអត់ដាច់ទេអញ្ចឹងបានគាត់ទៅមួយកន្លែងទៀតនោះ មានអារម្មណ៍ដឹងខ្លួនឯង ដឹងថាអត់ដាច់ទេអញ្ចឹងគាត់ថាអត់ដាច់ទេកាត់មួយលោកនៅវត្តអត់ដាច់ទេអញ្ចឹងក៏គាត់ទៅមួយកន្លែងទៀតហ្នឹងដែលខ្ញុំបន្តបាញ់ហ្នឹងណាហ្នឹងហើយតែមុននឹងទៅដល់សៀមរាបហ្នឹងគាត់ទៅមួយសារហើយទៅឲ្យគេកាត់មួយសារហើយតែអត់ដាច់គាត់មានអារម្មណ៍ថាអត់ដាច់មកអញ្ចឹងគាត់ទៅខាងសៀមរាបហ្នឹងក៏គាត់អញ្ចឹងខ្ញុំបញ្ជាក់ឲ្យមិញថាមាន2មួយតួអង្គមួយជាព្រហ្មញ្ញមួយជាពុទ្ធសាសនា បាទ អញ្ចឹងពុទ្ធសាសនាគេគាត់រៀបចំពិធីធម្មតាសូត្រមន្តលើករិស័យកាត់គ្រោះកាត់អីធម្មតាកាត់ចប់បានគេកាត់ច្បួរហ្នឹងគឺខាងព្រហ្មញ្ញអ្នកកាត់អញ្ចឹងពេលដែលគេកាត់ហ្នឹងគេរៀបចំ បានចាប់ដៃគ្នាក្នុងការធ្វើពិធី ហ្នឹងហើយធ្វើ2នាក់មិនមែនតែម្នាក់ឯងរឿងហ្នឹងរឿង2ចាប់ដៃគ្នាធ្វើហើយពេលដែលគេធ្វើហ្នឹងគេរៀបចំកៅអៅគាត់ហ្នឹងកៅអៅមាសដែរគេយកអាវសហ្នឹងយកមកធ្វើមិនរៀបចំបាញ់ពណ៌មាសអញ្ចឹងណាហើយមួកហ្នឹងគឺគេបាញ់ពណ៌មាសដែរដើម្បីឲ្យដូចរូបដែលគេឃើញហើយគេធ្វើពិធីកាត់ហ្នឹងបានន័យថាពេលដែលគាត់រៀបចំកាត់គ្រោះកាត់អីហើយហ្នឹងគេចាប់ផ្ដើមកាត់ច្បួរហ្នឹងគេកោសស្បែកគេយកសេនអញ្ចឹងហ្នឹងកោសតិចហ្នឹងណាតែលឹបខ្មៅជាប់ហ្មងហើយសាច់ហ្នឹងជាប់ប្រហែលជាមួយអាទិត្យបាត់បើយើងធម្មតាយើងកោសខ្យល់ច្រើនមួយថ្ងៃពីរថ្ងៃតែនេះមិនមែនកោសខ្យល់ទេបើកោសអញ្ចឹងតែជាប់ខ្លាំងហ្មងជាប់ឡើងខៀវមិនមែនចំក្រហមពេកបាត់ទេណាជាប់ខៀវជាប់បែបអភិនិហា Yes ហ្នឹងហើយអញ្ចឹងខ្ញុំមើលប្រហែលជាមួយអាទិត្យបាត់ជាប់ហ្នឹងអញ្ចឹងពេលដែលគាត់កាត់ហើយគ្រួសារខ្ញុំកាត់ដែរកាត់អស់អញ្ចឹងទៅឲ្យប្អូនប្រុសខ្ញុំក៏ទៅកាត់ដែរអញ្ចឹងពេលដែលកាត់ចប់គាត់ប្រាប់ថារឿងវាមិនទាន់ចប់ទេយើងកាត់នេះកាត់បានត្រឹមខ្លួនយើងប៉ុន្តែអ្វីដែលជាឫសគល់គឺនៅផ្ទះយើងអញ្ចឹងក៏គាត់យើងមុនគាត់មកផ្ទះយើងរៀបចំពិធីដើម្បីកម្ចាយអ្វីដែលជាឧបទ្រពចង្រៃទាំងអស់ចេញបោះកំរាល បោះចេញអស់តមកទៀតបានគាត់រៀបចំពិធីលើករិស័យយើងវិញយល់ អញ្ចឹងសរុបទៅគ្រូដែលបារមីថ្មីមកនេះគឺគាត់ធ្វើពិធីមិនមែនដូចគ្រូគេផ្សេងដែលគេចេះតែអុជធូបស្រែកយកចេញមិនចេញអត់ទេគឺគាត់ប្រើគាថាពុទ្ធសាសនាហើយនិងព្រហ្មញ្ញសាសនាយល់ ហើយអត់មានពិធីធ្វើបាបរូបដូចគេផ្សេងទេគេផ្សេងគេធ្វើបាបរូបមិនគេដុតផងគេស្រែកផងអីចឹងណាអានេះអត់ទេក៏គាត់ធ្វើធម្មតាប៉ុន្តែវាមានប្រសិទ្ធភាពអ្វីដែលប្លែកអ្វីដែលខ្ញុំចាប់អារម្មណ៍ហេតុអីបានខ្ញុំជឿគាត់ពេលដែលធ្វើពិធីហ្នឹងគ្រួសារខ្ញុំទៅជាមួយមិនចឹងអញ្ចឹងពេលដែលធ្វើពិធីពេលដែលគេប្រសិទ្ធិអីមួយចឹងព្រះអង្គដែលគាត់ជាបារមីគាត់ប្រាប់ថាគាត់ដឹងតែពុននឹងមើលឃើញថាឥឡូវបុតឯងចាំមើលពេលបិតាប្រសិទ្ធិទៅឃើញអីប្រសិទ្ធិដាក់ទឹកសុទ្ធយើងហ្នឹងទឹកសុទ្ធយើងទិញមកខ្លួនឯងឲ្យគាត់ប្រសិទ្ធិដើម្បីយកទៅប្រោះព្រំមិនទឹកហូបអញ្ចឹងពេលដែលប្រសិទ្ធិហ្នឹងគាត់ឲ្យមើលគាត់សូត្រពុនខ្ញុំមើលគាត់សួរថាឃើញអីពុនខ្ញុំឆ្លើយថាឃើញមានផ្កាហើយនឹងពន្លឺចូលក្នុងទឹកហ្នឹងហើយទឹកហ្នឹងអត់បើកក្រោបទេចូលក្នុងទឹកតមកទៀត
គាត់ចាប់ផ្ដើមសូត្រចឹងទៅសូត្រហៅសូត្រចម្រើនព្រះព្រឹត្តអីចឹងណាគាត់សួរប្រពន្ធខ្ញុំថាឃើញរូបគាត់នឹងជាអីឲ្យមើលរូបគាត់ប្រពន្ធខ្ញុំមុនបងអត់ហ៊ានអើតមើលឯងគាត់មើលក្រោមចឹងគាត់ថាឃើញបល្ល័ង្កព្រះថាបើចង់ឃើញមើលមកលើមកតែពេលគាត់ងើយមើលលើឃើញរូបព្រះមានពាក់គ្រឿងអីជាព្រះណា បាទយើងកាត់កន្លែង ហ្នឹង ចេះ ហើយ ហ្នឹងហើយ កាត់ចោល បាទ ហ្នឹងហើយអញ្ចឹងរឿងដែលគាត់ធ្វើមានន័យថាគាត់ឲ្យគ្រួសារខ្ញុំមើលទាំងអស់ បាទ ឲ្យឃើញថាគាត់ជាស្អីគាត់ជានរណាធ្វើអីបានអញ្ចឹងអាហ្នឹងជាចំណុចដែលខ្ញុំជឿព្រោះខ្ញុំបើខ្ញុំជឿគាត់ខ្ញុំថា50-50ទេប៉ុន្តែខ្ញុំជឿប្រពន្ធខ្ញុំដែលគាត់មើលឃើញនោះហើយធ្វើពិធីផ្សេងៗហ្នឹងសូម្បីតែច្បួរហ្នឹងកាត់ហ្នឹងក៏គាត់សួរប្រពន្ធខ្ញុំដែរថាមើលឃើញអីនៅលើរូបម៉ាក់ខ្ញុំហ្នឹងគាត់ប្រពន្ធខ្ញុំ confirm បញ្ជាក់ថាឃើញអាហ្នឹងមែនឃើញរូបចឹងមែន អញ្ចឹងមានន័យថាយើងមានអ្នកនេះបញ្ជាក់ថារឿងហ្នឹងវាចឹង ដែលមិនអាចមិនជឿបាន មិនជឿបាន បាទ ទាំងខ្លួនគាត់សឹងតែគាត់មិនជឿខ្លួនគាត់ផងអញ្ចឹងពេលយើងរៀបចំពិធីទាំងអស់ហើយយើងមកធ្វើនៅផ្ទះកិច្ចនៅផ្ទះអីផ្សេងៗហ្នឹងឥឡូវយើងធ្វើអស់ហើយម៉ាក់ខ្ញុំក៏គាត់បញ្ជាក់ដែរថាគាត់បានជាខ្លួនគាត់គាត់ថាគាត់ជា 100% ហើយមានរឿងល្អៗជាច្រើនចាប់ផ្ដើមចូលមកក្នុងជីវិតគ្រួសារយើង សូម្បីខ្ញុំផ្ទាល់ខ្ញុំបញ្ជាក់បានដែរថាវាមានរឿងល្អដែលអាចចូលមកក្នុងជីវិតរបស់ខ្ញុំហើយនឹងក៏ដូចជាគ្រួសាររបស់ខ្ញុំខ្លះហើយហើយបន្ទាប់ពីខ្ញុំរៀបចំពិធីហើយអ្នកគ្រូខ្ញុំបញ្ជាក់ពីមុនមកនោះគាត់មកបរៀនកូនខ្ញុំរាល់ថ្ងៃអញ្ចឹងហើយគាត់ចូលមកផ្ទះខ្ញុំពឹបគាត់សួរគាត់ថាបងផ្ទះបងឯងភូមិបងឯងមើលទៅមានពន្លឺដូចផ្ទះថ្មីអញ្ចឹងគាត់មើលឃើញថាផ្ទះប្រភូមិខ្ញុំមានពន្លឺហ្មង យល់ ហើយប្រភពខ្ញុំបានដូរកន្លែងហើយបារមីហ្នឹងគ្រូបារមីព្រះអង្គបារមីហ្នឹងគាត់បានបដូរប្រភូមិដែរបដូរប្រភូមិនៅក្នុងហ្នឹងសុំដូរគាត់ថាប្រភូមិមុនចាស់ពេកជួយអត់បានទេអញ្ចឹងគាត់សុំដូរដាក់មេតបវិញដើម្បីការពារអញ្ចឹងដាក់មកមានឆពណ៌រាំងសីនៅលើប្រភូមិហ្នឹងមានពន្លឺហ្មងហើយផ្ទះយើងក៏ដូរដែរដូរជំនាញផ្ទះដូរអីទាំងអស់ យល់ អញ្ចឹងគេមានកិច្ចគេសុំដូរពេលយើងធ្វើពិធីកំចាយហើយយើងធ្វើពិធីលើករាសីហ្នឹងគេដូរពេលនោះ មានអីតទៀតទេអ្វីដែលគួរចាប់អារម្មណ៍ជាមួយនឹងម្ដាយជាមួយនឹងអី បន្ទាប់ពីគាត់បានធ្វើពិធីនឹងអស់ទៅអ្វីដែលចាប់អារម្មណ៍គឺគាត់ចាប់ផ្ដើមជាមនុស្សម្នានិយាយភាសាមួយយើងល្អហើយគាត់ចាប់ផ្ដើមកាន់សិលឥឡូវហ្នឹងគាត់កាន់សិលហើយconfirm បន្តិចរឿងនេះដោយសារពេលធ្វើច្បួរហ្នឹងទៅដល់ភ្លាមព្រះអង្គគាត់ប្រាប់ថាបើអត់កោសក់ទេអត់ដាច់ទេអញ្ចឹងបើអត់ព្រមកោសក់គាត់ក៏អត់មើលដែរ អាហ្នឹងកន្លែងហ្នឹងក៏ជាជំនឿមួយដែលថារឿងខ្លះបើគេចង់បោកយើងគេយកលុយយើងហ្នឹងមិនចឹងបាច់បខំយើងទៅធ្វើស្អី បាទ អញ្ចឹងបើយើងចៃដន្យយើងអត់ធ្វើមែនទៅគេមិនអត់ បាទ តែម៉ាក់ខ្ញុំក៏គាត់ចិត្តសឿងដែរថាមកព្យាបាលអញ្ចឹងគាត់កោ បាទ តែបើអ្នកផ្សេងខ្ញុំគិតថាប្រហែលជាអត់ ខ្ញុំយល់ពួកពិធីរបស់ខ្មែរវាមានតាក់ទិនជាមួយនឹងសរសៃសក់ច្រើនមានច្រើនមែនតើអញ្ចឹងអត់មានអីចម្លែកនឹងការកោសក់បាទ អញ្ចឹងបន្ទាប់ពីគាត់ធ្វើពិធីអស់ទៅឥឡូវបច្ចុប្បន្នហ្នឹងគាត់រៀបចំរឿងនៅបើនេះអាសនៈគាត់នៅផ្ទះហ្នឹងទៅណាហើយរាល់ថ្ងៃសិលគាត់រៀបចាប់ផ្ដើមសូត្រធម៌សូត្រអីទៅហើយអារម្មណ៍គាត់ស្រស់ថ្លាឡើងវិញទៅហើយរាល់ថ្ងៃហ្នឹងគាត់ធ្វើតែបុណ្យមានធ្វើអីហើយគាត់ក៏ confirm ដែរថាគាត់ជាហើយបច្ចុប្បន្នហ្នឹងអញ្ចឹងរឿងហ្នឹងវាមានប៉ុណ្ណឹង បាទបងប្អូនទាំងអស់គ្នាយ៉ាងម៉េចដែរសាច់រឿង10ឆ្នាំរបស់គ្រួសារបងហួចហើយនឹងបងហួចផ្ទាល់តែម្ដងដែលបងបានតាមដានទស្សនាខ្ញុំជឿថាអេពីសូតមួយនេះប្រកាសជាមានបងច្រើនមែនតើ message មកសួរខ្ញុំថាគ្រូនឹងនៅកន្លែងណាគ្រូនេះនៅកន្លែងណាគ្រូនេះនៅកន្លែងណាមានលេខទំនាក់ទំនងមានទីតាំងអត់ខ្ញុំប្រកាសឲ្យហើយថាខ្ញុំមិនទទួលឆ្លើយនោះឡើយខ្ញុំមិនទទួលឆ្លើយហេតុអ្វីគោលការណ៍របស់ខ្ញុំតាំងពីដំបូងបងដែលគាត់បានឆាត់មករកខ្ញុំអីក៏ខ្ញុំនៅតែនិយាយថាខ្ញុំអត់ចែកចាយទេព្រោះដោយសារតែទី1ខ្ញុំខ្លាចប៉ះគេណាទី2បងប្អូនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្វែងរកខ្លួនឯងហើយអញ្ចឹងក្នុងករណីហ្នឹងខ្ញុំមិនបញ្ចេញទេហើយបញ្ជាក់ទៀតថាគ្រួសាររបស់គាត់មិនទទួលមើលទេគឺជាប្រពន្ធដ៏ល្អជាម្ដាយដែលល្អហើយតួអង្គទាំងឡាយដែលមិនមែនគាត់ប្រកាសថាមិនមែនជាគ្រូបារមីណាមិនមែនជាគ្រូបារមីតែចាស់ដែរ
គឺមិនទទួលមើលទាំងអស់ចឹងហើយព្រោះដោយសារតែមានបទពិសោធន៍ច្រើនមែនតើគាត់តែនិយាយចេញសាច់រឿងភ្លាមបងប្អូនប្រជាជន message មកសួរខ្ញុំគ្រូនឹងនៅណាសុំលេខបានអត់បាទបងប្អូនទាំងអស់គ្នាខ្ញុំមិនឆ្លើយសំណួរទាំងអស់នេះទេខ្ញុំបញ្ជាក់ប្រាប់ឲ្យហើយប្រាប់ទៀតបើសិនជាយើងបកមកសាច់រឿងរបស់យើងវិញពីមនុស្សវិទ្យាសាស្ត្រដោយបងប្អូនទាំងអស់គ្នាគ្រាន់ត្រឹមតែដឹងអាជីពរបស់ប្តីប្រពន្ធរបស់ពួកគាត់ជា IT Information Technology ជាអ្នកសរសេរកូដដឹងហើយថាពួកគាត់មានចរិតបែបណាដឹងហើយថាការគិតរបស់គាត់គឺបែបណាអាចផ្លាស់ប្ដូរបុគ្គលដែលជាជ្រុងវិទ្យាសាស្ត្រមកខ្លាយជាអបិយជំនឿស្របពេលដែលប្រពន្ធរបស់គាត់ផ្ទាល់បងស្រីជាបុគ្គលម្នាក់ដែលខ្លាយទៅខ្លាយទៅជាគ្រូតើគួរជឿឬមិនគួរជឿបើសិនជាបុគ្គលដែលត្រូវបានចូលបើសិនជាបុគ្គលនោះជាបុគ្គលផ្សេងយ៉ាងអាចនៅតែឱកាស50-50ចុះនេះបើជាប្រពន្ធខ្លួនឯងគិតយ៉ាងម៉េចត្រូវឲ្យបងត្រូវ ត្រង់ចំណុចនេះហើយដែលខ្ញុំហ៊ានអះអាងព្រោះមានឈុតឆាកមួយចំនួនខ្ញុំនៅទាន់ហេតុការណ៍ទីដែរអញ្ចឹងខ្ញុំអាច confirm បានខ្ញុំអាចបញ្ជាក់បានថាហេតុការណ៍ដែលជួបប្រទះជាមួយនឹងបងហួចគឺជារឿងពិតខ្ញុំមិនហ៊ានថា 100% ទេតែខ្ញុំនិយាយថាពិតប៉ុណ្ណឹងការវិនិច្ឆ័យរបស់បងទាំងអស់គ្នាតើយ៉ាងម៉េចដែរអាស្រ័យទៅលើបងទាំងអស់គ្នាដែលមិនបង្ខំឲ្យបងប្អូនទាំងអស់គ្នាជឿជាក់ទៅលើអ្វីដែលគាត់មានប្រសាសន៍ទេប៉ុន្តែសាច់រឿងរបស់គាត់មានសារអប់រំជាច្រើនមានការប្រុងប្រយ័ត្នជាច្រើនមិនថាតែរឿងអបិយជំនឿទៅលើរឿងខ្មោចព្រាយទេតែសូម្បីតែបុគ្គលដែលបងប្អូននឹងទៅស្វែងរកជំនួយគឺមានរឿងច្រើនមែនទែនអញ្ចឹងត្រង់ចំណុចនេះដែរក៏សូមខន្តីអភ័យទោសពីបងប្អូនទាំងអស់គ្នាត្រង់ថាដឹងហើយអ្នក IT គាត់និយាយរបៀបម៉េចមិនដូចជាខ្ញុំបាទទេដែលនិយាយទៅមានខ្លឹមសារមានលើកមានដាក់អញ្ចឹងណាអញ្ចឹងខាងបង IT គាត់ logic អញ្ចឹងគាត់និយាយទៅស្មើអញ្ចឹងទៅអញ្ចឹងរន្ធត់មិនរន្ធត់បែបណាដដែលគឺខ្ញុំឃើញថាសាច់រឿងរបស់គាត់ខ្ញុំតាំងចិត្តអញ្ជើញគាត់មកព្រោះខ្ញុំដឹងថាសាច់រឿងមួយនេះមានសារអប់រំច្រើនណាស់ជូនទៅបងប្អូនទាំងអស់គ្នាសង្ឃឹមថាបងប្អូនទាំងអស់គ្នាបានអត្ថប្រយោជន៍សម្រាប់បងដែលមិនជឿក៏មានការប្រុងប្រយ័ត្នក៏ចាត់ទុកថាស្ដាប់បទចម្រៀងរយៈពេល2ម៉ោងវាគាត់បាយជាងបទចម្រៀងសម្រាប់បងប្អូនដែលជឿសូមមានការប្រុងប្រយ័ត្នខ្ពស់បាទមានអីបន្ថែមទេហ្នឹងហើយជាចុងក្រោយខ្ញុំសូមជម្រាបទៅបងប្អូនទាំងអស់គ្នាឲ្យប្រុងប្រយ័ត្នខ្ពស់តាក់ទងជាមួយនឹងរឿងអបិយជំនឿនេះគេមានពាក្យមួយថាបើមិនជឿចាញ់បាទអញ្ចឹងសុខចិត្តថាជឿថាមានហើយប្រុងប្រយ័ត្នល្អជាងមិនជឿហើយមិនប្រុងប្រយ័ត្នបាទព្រោះតាណាពាក្យហ្នឹងគឺខ្ញុំនិយាយដដែលស្ទើរតែគ្រប់អេពីសូតដែរមានតែចេះបើសិនជាយើងមិនជឿគឺតាំងខ្លួនប្រមាថហើយហ្នឹងហើយបាទនៅពេលដែលយើងជឿយើងអត់ប្រមាថយើងអត់និយាយអីស្មើបាទសូន្យអត់ដកអត់បូកហ្នឹងហើយយ៉ាងម៉េចដែរបងប្អូនអរគ្នាសម្រាប់អេពីសូតមួយនេះដោយឡែកពីកម្មវិធីជាអ្វីអរគុណមែនតើអត់មានអីទេមានតែ merchandise របស់កម្មវិធីជាអ្វីជូនទៅបងប្រុសដែលបានចូលរួមសម្រាប់បងប្អូនមួយចំនួនបើសិនជាស្គាល់សម្លេងរបស់គាត់ព្រោះមកចំណុំគ្នាយើងនឹងក៏ស្ដាប់កម្មវិធីជាអ្វីដែរបើស្គាល់សម្លេងក៏សូមមេត្តាកុំបញ្ចេញឈ្មោះពិតនៅក្នុង comment ដឹងត្រឹមតែជាបងហួចទៅបានហើយណោះបាទអូខេក៏មិនចង់ជាបង្ហាញអត្តសញ្ញាណអីច្រើនដែរដោយសាររឿងវាពាក់ព័ន្ធមួយគ្រួសារជាងទាំងមូលបាទអញ្ចឹងបើសិនបើរឿងខ្លះវានិយាយទៅវាខុសឆ្គងអីក៏យើងពិបាកដោះស្រាយដែរបាទកុំឲ្យប៉ះពាល់ដល់ដទៃអស់ទៅបាទហើយដំបូងខ្ញុំឆ្ងល់ដែរថាចេះហេតុអីបានបង្ហួចជ្រើសរើសអត់បញ្ចេញមុខនៅពេលដែលខ្ញុំស្ដាប់សាច់រឿងទាំងមូលខ្ញុំគិតថាបងមិនបញ្ចេញមុខជាការត្រឹមត្រូវណាស់ជារឿងដែលត្រឹមត្រូវបំផុតបងបញ្ចេញមុខប្រកបជាមានភាពបន្តហើយផ្ទុះរឿងអរគុណច្រើនណាស់សម្រាប់ការតាមដានទស្សនារយៈពេល2ម៉ោងពេលវេលាដ៏មានតម្លៃរបស់បងប្អូនទាំងអស់គ្នាសង្ឃឹមថានឹងទទួលបាននៅមេរៀនជាច្រើនពីអេពីសូតមួយនេះហើយ season ទី3នេះពិតជាមានផ្លែផ្កានិងរសជាតិខុសគ្នាមែនតើហ្មងខ្ញុំអត់ដឹងនិយាយថាមិនតែមានអញ្ចឹងឲ្យបងប្អូនទាំងអស់គ្នាតាមដានទស្សនាបន្តទៀតជាចុងចប់នេះខ្ញុំបាទវីទូនិងវាគ្មិនពិសេសបង្ហួចសូមអរគុណនិងសូមជម្រាបលាយើងជួបគ្នានៅអេពីសូតក្រោយទៀតឃ្លានហើយមែនទេ
នេះណែមីកូ Gaga ឆ្ងាញ់